mà bạch chẹt thà cầm ỏi đôi chú á việc đỏ chênh bị tất đó là bê lù phật bị tất rốt đại xa tất con này lên từ cả tất quay để phậtឡើងbị tất hết lên từ cả tất đặt chỉ môi tất lên chọp tàng cả tàng sặc chẳng dương ban một mนุđại xa bón cầm ỏi ban một mนุให้เพล บน เพล của sò chẳng prang tàu bон của sò lại ban trơn chiều bạn đi say tàng ọc ní pruh ọt miên yok ấy cầu bị bон của sò nâng từ chỉ mùi tê nhiều mớ bê bầu chia sọp ឬកម្មវិធីបនសពមួយស្រុកនេះគេមិនមានទំលៀមទម្លាប់ល្អដូចខ្មែរយើងមែនប៉ុន្តែមកនឹងបច្ចៈប្រាប់ញាតិញោមដែលមិនដែលឃើញកូនចៅអ្នកនៅស្រុកនេះខ្មែរយើងឲ្យតែមានអ្នកស្លាប់គេរៀបចំរបៀបរបបកម្មវិធីល្អណាស់សម្រាប់ឲ្យយើងអ្នកនៅរស់នឹងពិចារណាឧទាហរណ៍ដូចសណ្ដោងស្បូវភ្លាំងប្រាជ្ញលាជបួសមុខភ្លើងភៀសចិញ្ចៀនត្បូងណាប្រែរូបអីហ្នឹងសិតតែមានអត្តន័យសំខាន់ដែលកូនចៅនៅស្រុកនេះអត់ដែលបានឃើញទេទាំងអស់គ្នានឹងភាកច្រើនគឺអត់ដែលបានឃើញតែម្ដងមិនមែនភាកច្រើនគឺទាំងអស់គ្នាមិនដែលបានឃើញដោយសារមិនមានពិធីអស់នឹងធ្វើឲ្យយើងឃើញនៅស្រុកនេះដឹងតែអូសចេញពីជួររលចូលកន្លែងឡមកហ្នឹងអត់មានពិធីអីឲ្យកូនចៅបានយល់អំពីរបៀបរបបសំខាន់នេះឧទាហរណ៍ថាប្រាជ្ញលាជខ្មែរយើងនៅខ្មែរធ្វើរាល់ថ្ងៃហ្នឹងបើប្រសង់មិនពន្យល់លោកទេសនាមិនយល់អត្តន័យឲ្យអ្នកធ្វើនឹងយល់ទេអាត្មាឃើញយល់ខុសសឹងតែគ្រប់គ្នាពេលបាចប្រាជ្ញលេខនឹងខំដាក់ក្របស្គរផងខំដាក់លេខនឹងអាលេខនឹងដាក់ឲ្យស្គ្របស្គរណាដាក់លុយផងគ្រាន់តែលុយកដាស់ 1000 1500នឹងដូរចង់2បាវឯនោះអ្នកមានអា 500 1000 ហ្នឹងហើយច្រើនដែរណាញោមតាំងពីពេញដល់កំពង់ចាមអីបាចលើឡានទៅរហូតហើយសួរថាមិនចាំបាច់ដូរលុយទាំងបាវយកមកបាចចោលតាមផ្លូវថាមិនមែនបាចចោលទេទស្សនៈគាត់គឺគាត់បាចឲ្យឪពុកម្ដាយរបស់គាត់នឹងដែលស្លាប់ទៅឃើញអាហ្នឹងដែលគេហៅថាមិច្ឆាទិដ្ឋិដោយយល់ខុសនឹងអត់ដឹងថាតើដូនតាធ្វើនឹងធ្វើដើម្បីអីមិនមែនសម្រាប់អ្នកស្លាប់ទេគឺសម្រាប់យើងអ្នកនៅរស់នឹងពិចារណាឲ្យពិចារណាថាអាលេខដែលយើងបាចតាមផ្លូវទៅកាន់កន្លែងបូជាកន្លែងបញ្ចុះមួយតាំងពីផ្ទះរហូតដល់កន្លែងបូជាកន្លែងបញ្ចុះហ្នឹងឲ្យយើងអ្នកនៅរស់គ្រប់គ្នានឹងពិចារណាថាសាច់ស្បែកសក់តសៃឆ្អឹងមកតួខ្លួនយើងអាការៈ32ហ្នឹងកេសាសក់លោមមានរោមអ្នកខាកញ្ចក់តនតាថ្មិញតាក់ចោលស្បែកម៉ាំងសាំងសាច់នហារោស័យអដ្ឋិឆ្អឹងទាំងអស់ហ្នឹងគឺដីទឹកភ្លើងខ្យល់ហ្នឹងមកតួខ្លួនយើងទាំងអស់ហ្នឹងទៅជាដីទឹកភ្លើងខ្យល់ហើយចោលរត់រាយលើពធរណីដូចអាលេខដែលគេបាចអញ្ចឹងឲ្យយើងចេះពិចារណាថាកុំជាប់ជាពាក់ជាមួយរូបនឹងច្រើនពេកកុំហួងហែងជាមួយរូបនឹងច្រើនពេកកុំក្បត់ប្រពន្ធកូនទៅរ2រ3ដោយសារតែរូបកុំជះទឹកអាស៊ីតដាក់គ្នាដោយសារតែរូបទីបំផុតអារូបនឹងគ្មានន័យទេតែងចោលរត់រាយលើដីដូចអាលេខដែលគេបាចនឹងចឹងថ្ងៃហ្នឹងមកកើតនៅអាមេរិកដាច់ចោលនៅអាមេរិកបូជានៅអាមេរិកឆ្អឹងសាច់យើងមិនចោលនៅអាមេរិកស្លាប់ពីអាមេរិកទៅកើតនៅខ្មែរវិញដាច់ចោលនៅខ្មែរចោលសាច់ចោលឆ្អឹងនៅខ្មែរដាច់ចោលពីខ្មែរទៅកើតនៅអូស្ត្រាលីនៅកាណាដាថាចោលគ្រប់កន្លែងដូចលេខដែលគេបាចតាមផ្លូវនឹងចឹងយល់មកនិយាយញោមអត់មានខ្លឹមសារអីទេរូបកាយនេះដែលយើងមិនគួរចំណែនប្រច័ណ្ឌឈ្នាននេះឆ្លោះទាស់ផិតក្បត់គ្នានឹងគ្នាគួរមានប្តីមួយប្រពន្ធមួយស្មោះត្រង់នឹងគ្នាគោរពផ្ដល់តម្លៃគ្នាកុំបៀតបៀនគ្នាដោយសារតែរូបអ្នកខ្លះគ្រាន់តែគេឆឹកបន្តិចទៅប្តឹងគេដាក់គុកដាក់ខ្នោះដាក់ច្រវាក់ទាសំណងជំងឺចិត្តអីហើយដល់មែនតែដូចអាត្មាឡំនិយាយថាដល់អាដៃខ្យល់ទៅអាចារ្យចប់ជីកមួយស្រុកនេះអត់ដែលឃើញទេបើស្រុកខ្មែរអាចារ្យយោគីហ្នឹងនៅចប់ជីកនៅហ្នឹងចប់ជីកហ្នឹងនៅបុករុកឲ្យវាឆាប់ឆេះអស់ហើយអាចារ្យចប់ជីកមួយអំបិលម្នាក់គាត់ក្បាលក៏តុយតួខ្លួនបុកលិចបុកកើតអត់មានដែរអាណាងើបមកប្តឹងអាចារ្យផងហ្នឹងហើយកាលនៅរស់គ្រាន់តែគេប៉ះតែបន្តិចហ្នឹងចោតគេប្តឹងគេណាយកសំណងនឹងដាក់គុកដាក់ខ្នោះដាក់ច្រវាក់ដល់តែដែកខ្យល់ទៅអាចារ្យចប់ជីកមួយអំបិលស្រាយចិត្តអត់ដែរគេអាណាងើបមកប្តឹងអាចារ្យបងហើយនៅរស់ខ្លាំងណាស់ម្នាក់គ្រាន់តែគេនិយាយតិចតួចប៉ះលើមិនបានទេឆេវខឹងនឹងប្តឹងទាស់កើតរឿងបងអត់មានអធិស្ឋានតែហ្នឹងគេឲ្យយើងរៀនពិចារណាបង្វែរមកលាជយើងវិញបាចលុយអាខ្លះបាចលុយដុល្លារខ្មោចបាចឲ្យម៉ែឲ្យឪហើយចុះយើងពិចារណាតិចញោមបើដុល្លារហ្នឹងបានដល់ម៉ែមែនមិនត្រូវម៉ែហ្នឹងគេដាក់ខ្នោះនៅនោះហ៎បើដុល្លារហ្នឹងយើងចាយអត់កើតផងនឹងដុល្លារคล้ายហើយបោកម៉ែតាំងម៉ែនៅរស់រហូតដល់ដៃខ្យល់នៅរបោកម៉ែទៀតឧទាហរណ៍អញ្ចឹងហើយបើបាចលុយយើងទៀតក្មេងវារើសទៅយើងពិចារណាថាมันមានប្រយោជន៍សម្រាប់អ្នកស្លាប់ហើយគុណនៅវិបត្តិក្មេងនឹងវារើសវារត់ដដើមគ្នាទៅវាឃើញតាមផ្លូវហែតាមផ្លូវជាតិញោមហែបដាបាចបដាអាផ្លូវលំអីទេផ្លូវជាតិអីបាចបដាក្មេងវាឃើញវាមិនដដើមនេះហើយដដើមនេះឡានកិនម៉ូតូកិននេះងាប់ទៀតហ្នឹងហើយយើងគិតពីគុណនៅវិបត្តិមានច្រើនណាស់
តាមពិតគេអត់មានធ្វើសម្រាប់អ្នកស្លាប់ទេគឺសម្រាប់ឲ្យយើងអ្នកនៅរស់រៀនពិចារណាគុណវិបត្តិមួយទៀតយើងក៏បីពិចារណាថាបើយើងបាច់លុយយើងអញ្ចឹងមិនឲ្យតម្លៃរូបិយប័ណ្ណរបស់យើងទៀតបងចោលរត់រាយបើស្រុកថៃស្រុកដតីគេចាប់ដាក់គុកណាញោមហ្នឹងស្រុកអាកាំងមិនដឹងបើថៃគេចាប់ដាក់គុកហ៊ានតែហែកលុយនៅមុខគេឃើញគេចាប់ដាក់គុកត្រូវតែគោរពរូបិយប័ណ្ណរបស់គេឯងនេះដូរទាំងបាវបាយតាំងពីពេញដល់ពងចាមអីនោះបងហ្នឹងចោលរត់រាយហ្នឹងហើយបានស្រុកយើងវាចេះតែអញ្ចឹងមិនផ្ដល់តម្លៃខ្លួនឯងអ្វីដែលជារបស់ខ្លួនឯងគឺមិនដែលផ្ដល់តម្លៃគោរពទេប៉ិនមិនថាទេបងហ្នឹងរឿងច្រើនណាស់ដែលយើងគប្បីពិចារណាហោហ្នឹងរឿងលេខមួយរឿងបាច់គេឲ្យយើងពិចារណាតែសាច់ស្បែកសក់តែសាច់ឆ្អឹងយើងនៅមានតម្លៃជាទីត្រូវការតែពេលនៅខ្យល់ទេបងស្រឡាញ់អូនថតមកប៉ុស្តិ៍នឹងស្អាតតែនៅខ្យល់ទេក៏ឯងដាច់ខ្យល់ឡើងលើមុខម៉ែវាសម្លឹងចុះក្រោមឡើងសម្លឹងឡើងផ្ទះឡើងម្លឹកផ្ញើឲ្យគុណលោកគ្រូចាតិកានៅវត្តធម្មចក្រាមឯលោកគ្រូឯណាសុំផ្ញើថតផងមើលអត់ស្រួលទេប្រពន្ធដូចមើលមកផឹកងែកហ្នឹងប្តីដូចមើលផឹកមើលងែកហីរូបថតអាមនុស្សនៅរស់អត់អីទេដូចអត់ចាប់អារម្មណ៍ភ្នែកមើលទេប៉ាញោមចំណាំថាបើមនុស្សនឹងស្លាប់ហើយដូចភ្នែកសម្លឹងមកយើងមកឡើងសម្លឹងចុះសម្លឹងអារម្មណ៍ខាងក្នុងហ្នឹងវាដោះមកចឹងហ្មងហ្នឹងដូចមានអារម្មណ៍ថាអត់ស្រួលអញត្រូវយកទៅផ្ញើលោកបាទតារូបថតហ្នឹងយើងពិចារណាថាអត់មានអ្នកណាទុកក្បែរខ្លួនផងកុំថារូបចុះតម្រាំរូបយើងណានៅរស់បងស្រឡាញ់ណាស់នឹងអូនស្រឡាញ់ណាស់បងល្អណាស់អូនល្អណាស់ឯងដាច់ខ្យល់តែ5 6នាទីមិនតាន់ទេ1 ម៉ោង 2 ម៉ោងអូឯងចុះទៅលើផ្ទះដាក់ក្រែក្រោមផ្ទះហើយតែមួយថ្ងៃយ៉ាងយូរទាញចូលក្តាមមឈូសហើយអត់មានអ្នកណានៅក្បែរយើងទៀតទេចឹងរូបកាយយើងនេះมันមានតម្លៃទេនៅពេលដែលផុតខ្យល់ដូចលេខដែលគេបាចចោលលើបធរណីអញ្ចឹងឲ្យយើងរៀនពិចារណាហ្នឹងដើម្បីអីដើម្បីឲ្យយើងកើតការពិចារណាតក់ស្លុតក្នុងដំណើរជីវិតកុំឲ្យបៀតបៀនគេរស់នៅឲ្យមានសេចក្តីល្អក្នុងខ្លួនព្រោះយើងម្នាក់ខំដើម្បីរូបមិនអញ្ចឹងញោមហ៎ប៉ិនលោកចង់បញ្ជាក់ថាទីបំផុតតើអារូបហ្នឹងរកអីជាទីពឹងដែលយើងត្រូវខំដោយសមាអាជីវៈអត់អីទេខំដោយសុចរិតត្រឹមត្រូវអត់អីទេប៉ិនអាខំមិនត្រឹមត្រូវអាលួចឆក់ប្លន់កັບកេងប្រវាញ់គេបំបត្តិបំផ្លែងឯកសារយកដីគេយកផ្ទះគេគៀបសង្កត់គេជិះជាន់គេហ្នឹងអាហ្នឹងដែលលោកឲ្យយើងរៀនពិចារណាអាហ្នឹងអាខំអញ្ចឹងខំដើម្បីអីថាដើម្បីរូបបើទីបំផុតយករូបហ្នឹងទៅឯណារូបអ្នកណាដូចញោមដូចអាត្មាអីនេះសម្គាល់តែអាត្មាត្រឹមតែបញ្ញត្តិទៅធម៌ម៉ែអាត្មាដាក់ឲ្យតែភក្តីហ្នឹងទេបាទគេស្គាល់ភក្តីហ្នឹងបើកើតមកភ្លាមម៉ែអាត្មាអត់ហៅភក្តីហៅអាចយចេញអាចយបាត់អត់មានចេញភក្តីទេភក្តីគ្រាន់តែបញ្ញត្តិស្រាគាត់ថាហ្នឹងមិនចឹងស្រាគាត់ឲ្យទៅហ្នឹងអត់មានយើងសោះដែលត្រូវឆ្លុះគ្នានឹងចឹងយើងរៀនរស់ប្រកបព្រមដោយធម៌ពិចារណាចឹងដូចពិធីទាំងអស់ហ្នឹងលោកពិចារឲ្យយើងរៀនពិចារណាថាគុណធម៌ជីវិតនឹងមានតម្លៃណាស់អង្គុយបានទេតិចទៀតអីដូចក្អេលក្អូលហើយទេឲ្យវែងទៀតហ្នឹងព្រោះហូបបាយតែហើយអញ្ចឹងប្រហែលជា2 ម៉ោងទៀតចាំចប់និយាយលេងញោមប្រហែលជា10 នាទីជាងឯទៀតចប់មកដឹងអ្នកស្រុកក្រៅអង្គុយមិនសូវបានយូរបាទណ៎ចឹងគុណធម៌ជីវិតហ្នឹងសំខាន់ណាស់ដោយពិធីបន់យើងថ្ងៃហ្នឹងចឹងយើងមកអត់ត្រូវសបាយទេយើងមកត្រូវស្រណោះនឹកឃើញការលោកឪពុកកាលចេតានៅបជនលោកណាបីបាច់ថែរក្សាឃុំក្រងអនុស្សាវរីយ៍ល្អក្នុងដំណើរជីវិតដែលគាត់មានចំពោះយើងណាគាត់តែនឹកសង្វេគក្នុងដំណើរជីវិតប៉ុណ្ណឹងបុណ្យកុសលកើតណាកុសលកើតព្រោះតែការតក់ស្លុតរន្ធត់ក្នុងដំណើរជីវិតរបស់យើងកាលណាយើងតក់ស្លុតធ្វើឲ្យកាយវាចារបស់យើងនឹងមានរបៀបរៀបរយយើងអត់ទៅប្រព្រឹត្តរឿងមិនគប្បីក្នុងផ្លូវទាំង3ហ្នឹងអញ្ចឹងបានព្រះលោកសម្ដែងថាទៅពិធីបុណ្យសពដែលបានបុណ្យច្រើនគឺនៅត្រង់រឿងសង្វេគតិចបានបុណ្យតិចសង្វេគច្រើនបានបុណ្យច្រើនសង្វេគខ្លាំងបានបុណ្យខ្លាំងសង្វេគតិចបានបុណ្យតិចហ្នឹងប៉ិនអ្នកស្រុកនេះទៅបុណ្យសពឬអត់ឃើញសង្វេគអីផងហ្នឹងទៅជួនកាលសើជុំគ្នាសបាយអញ្ចឹងទៅអាត្មាដល់ឃើញអញ្ចឹងដឹងមានន័យថាម៉េចទេញោមហ្នឹងហើយញឹមសបាយអញ្ចឹងទៅគ្រាន់តែដាក់ផ្កាហើយហ្នឹងសើចកិលទាញទូរស័ព្ទមកនិយាយនេះនិយាយនោះគេឲ្យយើងទៅសង្វេគតក់ស្លុតពិចារណាថាថ្ងៃហ្នឹងអ្នកនៅក្នុងមឈូសសព1 ម៉ោងក្រោយឬវិនាទីក្រោយអញក៏អាចដូចអ្នកនៅក្នុងមឈូសហ្នឹងចឹងលោកឲ្យយើងរៀនពិចារណាចឹងដើម្បីអីដើម្បីចងខ្លួនយើងទៀតដែរជីវិតអញនឹងវាផុតរលត់ទៅដូចអ្នកក្នុងមឈូសនឹងគ្រប់ពេលចឹងអញតាំងដកដង្ហើមចេញដកដង្ហើមចូលកុំគិតអាក្រក់កុំធ្វើអាក្រក់កុំនិយាយអាក្រក់កុំបៀតបៀនគេដោយសេចក្តីអាក្រក់ឃើញទេចងខ្លួនយើងចឹងចឹងអាហ្នឹងជាវិធីចងខ្លួនយើងឲ្យប្រព្រឹត្តសេចក្តីល្អហ្នឹងចឹងដូនតាក្តីប្រពុតក្តីព្រះអង្គបង្រៀនយើងមេរៀនជីវិតល្អណាស់អាហ្នឹងបាច់លេខចុះដូចពិធីប្រែរូប
nè sầm khăn chừng cái áp hiện trên tao bố ngay nhôm mà bờ nẹt miên để che ta chỉnh chăm chỉ vật đôi mình trâu nâng bởi sạp bản nâng tấu bị cha nà tấu cứ cua ta chốc á phần mình ấy cái ăn men pe sạp thò thế nhôm bỏ nè phần bờ sạp tao vô mà lại xăm ấp miên để nà cào tục tật này để xa nẹt tầng ấp nâng tê nè nhiều mai ai cả xa plong rừng phần na cả đôi ta cái chọn ban hay cái vô tầng ấp nè nè chẳng dương vô mau bị cha là nà đôi bị thí phía chỉnh chiến tao bồn nâng nẹt chọn ban bọc kia miền tì bình chọn nâng vô cam mau bị thí nâng mau bị cha nà đồn ta dưỡng cả bị cha na mấy phía chỉ thiên tơ bông nắng pe miền nẹt na slap nắng cứ nẹt nâu cái bài luôn nẹt slap nắng đăng trên kỳ bờ pon slap ở đây đăng trên kỳ bờ đây slap pon đăng trên kỳ rứa có côn slap mai đăng trên kỳ bờ mai slap côn đăng trên kỳ tờ mai nhóm âu nhóm đây nhóm bờ pon nhóm rứa côn nhóm trôi chặt ai trên kỳ hay stray phía chớn cả vần xài co chiên nè là bo ai chân từ là bo để quạt sờ lạnh trên kỳ họ bổ rót niên là ca chân từ rứa cọc xài co môi chân từ rứa cọc say môi là bọc miên làm lại say môi trắng nét slap nâng sờ lanh say chiên kỳ gió nâng tao đã phần đồn ta dưỡng chờ là tròn chiên đây mà đòn chọp mọt còm nè chỉ tù tới chiên chẳng ban cái bảo biệt tập hết chiên tao bao mau pin mà nút group ọt miên sờ lanh ai chiên sờ lanh lôi thế chẳng kỳ tròn miết tròn bạc nâng đạn nơi nâng mọt còm đòn pe lược mà chau mà chu sập đòn cả lại bồ chia kỳ vô chiên nó ngày cha vô ký đọt thành chiên cho mà sắm tục còm nó lừa cái chữ nó quanh sân là đại đọt pe bồ chia check soให้ban cái chập làm sao cái praiรูปcái thưa bị thi bị vô mà to tiền chẳng chiên nó môn pe bồ chia cái đọt chiên tranh thì mọt còm máu vô mình nhô mọt dương mọt dương nè slap nó kiểu hú cho hú la cái xua con trâu vô lễ tao bị thi năng miền này thằng mấy ọt vô tê ta năng ai cháu con tầng ọt này mớ quạt năng can nâu rua quạt sả lại nhà năng có sờ lạnh chiên nâng sờ lạnh sai con nâng chọn bànนั่นแหละนะปะcòn bàn sau bay cả câu anh vào đây anh có ba bàn đấy đặt trong túi chặt bay buồn chọn rồi mình giống nhau mấy và lâu ní nhông chỉ sạch đợt tây do mà nhóc đòn mọt cọt hay có cọt ọt đằng lư đây chồng trong đó cả bao nhông đặt trong cả bao nhông do tao và pôn nhông nơi te có cọt ọt đằng lư đây lên huồng hai bàn hơi huồng hai bàn tận đâu khol tê rồi bóc miên đầm lấy để dương sờ lạnh panna cả đôi chẳng ruột nâu tàu miên côn là thò chỉ vất xôm bay tẻ miết để dương sờ lạnh chiên kia cái do mà nhóc đo không mọt hay cái đọ tranh tơ na có dương ọt đằng đà chẳng ruột trâu bạc cọp prom để con là thon nâng sạch đây lõ không luôn cái nhất đôn ta dương thưa phải vô lõ na nhung bị thi môi bọ quạt bỏ hãy đôi prai rùm chẳng pe bồ chia che sọ hái quạt thưa bị thi prai rùm nó quạt cua vòng mùi chẳng mắc ba ô mà khổ mất tua luôn tiền choao mất trường đầy hay còn xua dương mày tao con tao ở kia phải làm là tầm chạm mà mình mang cái đọt xé nên là tao có bài lại bồ chia mai nó càng đâu tôi nhôm sấy slap nó phải làm láng cái đào ngợp tao có bài lại bồ chia hai nó phải làm láng dương ngợp bạc ngợp bồ chia màu phèm màu của mũi hơi ăn đó tao hay sọp bồ chia toàn che tê nợ đồng nó còn cặp còn bỏ tập thấy ấy khai dân từ nè dương mấy ấy bôi chia đôi dương nào nãy đã tôi che óc nhôm ở thì bôi chia ta cô chê dành óc dương thom mà đa nó chân mà dốt nè lắc xe đó rồi họ chẳng lầm làm từ ấy còn cu hay còn xu mày ta cốn còn thưa bị thi nó đang bay ấy pro miên nè clap nhẹ bị đê lao mai tầng mũ nó sao tầng chung au tầng mũ nó sao là chung dung là hốt đó là lọc của miền chẳng đồn ta rồi bị thi môi tiết thà thầu bị dốt cầm oi mà nương nó bị tọt slot pe một đó là còn bị vô chắc mày tao côn con cu nâng hộp nâng đôi mai đấy đôi ơi ấy ơi ta anh đang cu nè na phong tiền cả tiền lấy tiền cả đây xua là đôi âu nhóm ớt đôi tỷ xua mà đòn pi đòn bay đó bạn còn bị vô thành đang người côn trong tê và đa ăn prom pi na do một chút rúp mà đa dương ở bọc dương oi rút đôi sập hiệp đa cư mình ai tê chẳng côn chụp dung tọt slot rừng thốt nè lên cất ca nghe lên hộp bay lên hộp tật lên sầm ra trâu ọt một trâu hát chất sẵn cọp chất hả manu dương cục kia chăng tầng tặc cho tầng hai bon của sol hai dụ hai cứ miên là na chụp cu huy ở ruột làng quanh bàn tê còn ai dung rằng mấy cọp bọc dương mình ai ruột làng quanh bàn đây cắt chất hai nè na có tay phật rồi lột tàu đôi kia tầng hay tập phật rồi lột hai ọt miên ăn prom nam một chụp cu huy ở đôi ở bọc mà đái rồi mà nút chỉ ti sờ lạnh bao dương quanh bàn tê chụp dung chụp sắc xô ô lạ cất càng nghiệp to ở quay đi dương tàu thừa cứ không prăng phơi bón xong có sáu đôi con cháu pro sài lô ở bọc chăn lò ngày nâng chân ọt miên dung ban lô ở bọc mà quanh tê ọt tổ ăn prom nam một cu một viên một cục một chút một bọc plắt ở trên âu lang quanh ban tê ọt miên tê chân chụp dung sắc sau sắc xua ô lạ nâng sai sẵn nó họ lấy không prăng phơi bón xong có sáu là từ sáu chuồn còn phải vô dân nhau mẹ
ពិធីមួយមានន័យហោដល់ពេលរើឆ្អឹងចាប់សពគ្រប់យកខ្ជុងហ្នឹងទៅបដែតនៅទឹកទន្លេឬចោលក្នុងទឹកឡូបើមានឡូក្បែរហ្នឹងទៅពាំងបែរហ្នឹងគាត់ចាក់ចូលក្នុងទឹកឡូហើយក្នុងក្អមហ្នឹងមានខ្លាញ់ផងមានប្រេងផងគាត់ចាក់ចូលក្នុងក្អមហ្នឹងហើយបានគាត់ចាក់វាយបំបែកអញ្ចឹងទៅអាអំបែងក្អមវាធ្លាក់ទៅណាញោមអំបែងក្អមអំបែងក្អមវាធ្លាក់ទៅណាវាហោះមកលើវាធ្លាក់ទៅក្អមវាលាក់ទៅក្អមហើយចុះអាស្អីដែតនៅលើនៅទឹកខ្លាញ់ប្រេងដែលគាត់ដាក់ហ្នឹងវាដែតនៅលើទឹកអញ្ចឹងគាត់បញ្យល់ទៀតថាបញ្យល់គ្រប់សពពិធីទាំងអស់ដូនតាយើងធ្វើអញ្ចឹងគាត់បញ្យល់ថាកូនណាព្រោះមនុស្សខ្លះតែងទៅសួរលោកសួរអាចារ្យស្រឡាញ់ឪពេកស្រឡាញ់ម៉ែពេកអាចារ្យដេចគុណឪកណាស្លាប់ទៅតើគាត់ទៅណាដេចគុណអញ្ចឹងមិនបាច់សួរទៅណាទៀតទេគាត់បញ្យល់ពិធីហ្នឹងវាយផោងក្អមហ្នឹងអាអំបែងធ្លាក់ទៅក្រោមអាខ្លាញ់ដែតនៅលើគាត់ប្រាប់ថាកូនណាកូនឯងមិនបាច់ពិបាកចិត្តទេបើឪពុកយើងសន្សំសេចក្តីល្អច្រើនដូចខ្លាញ់ហើយប្រេងនឹងអញ្ចឹងវានៅលើហើយតែបើគាត់សន្សំអកុសលច្រើនកាលនៅរស់ដូចអំបែងក្អមដែលគាត់វាយចុះទៅក្រោមអញ្ចឹងសบายចិត្តទៅឪពុកយើងធ្វើសេចក្តីល្អពិតជានៅខាងលើមិនទៅកន្លែងក្រោមផ្ដល់ភាពកក់ក្ដៅផ្លូវចិត្តឲ្យកូនហ្នឹងថាសบายចិត្តទៅឪពុកយើងទៅកន្លែងល្អម្ដាយយើងទៅកន្លែងល្អព្រោះកាលគាត់នៅរស់គាត់សន្សំតែសេចក្តីល្អហ្នឹងឃើញទេពិធីរបស់គាត់មានន័យមានតម្លៃអញ្ចឹងយើងទាំងអស់គ្នានៅរស់រៀនមានជីវិតធ្វើម៉េចឲ្យយើងផុតរលត់ទៅឲ្យដូចខ្លាញ់ហើយប្រេងនៅលើទាំងអស់គ្នាណាញោមណាសូមអនុមោទនាអញ្ចឹងខំប្រឹងចម្រើនគុណធម៌សេចក្តីល្អក្នុងចិត្តទាំងអស់គ្នាហើយអ្វីដែលចងកាយវាចាយើងមិនឲ្យប្រព្រឹត្តបាបកើតទាំងអស់គ្នាដឹងឆ្នាំទេដឹងឆ្នាំចងកាយអាត្មាឲ្យឆ្នាំមកគ្រាប់ថ្ងៃហ្នឹងដឹងឆ្នាំចងកាយចិត្តយើងកុំឲ្យកើតបាបទេហើយកូនសិស្សអ្នកធ្លាប់រៀនដូចធ្លាប់ឲ្យឆ្នាំដ៏សំខាន់គឺសតិនិងសម្បជញ្ញៈរលឹកដឹងខ្លួនហើយមានធម៌មួយដែលជាឆ្នាំដ៏វិសេសព្រះលោកសម្ដែងថាអត្តាnăngឧបមាកត្វាមកគ្រាប់នឹងគឺពិសេសអត់អាចធ្វើអាក្រក់លើអ្នកដតីកើតសូម្បីតែចង់និយាយដើមគេក៏និយាយអត់បានដែរខណៈចង់ចាក់គិតទៅខឹងគេក៏អត់បានដែរហេតុអីលោកឲ្យយកខ្លួនយើងជាឧបមាទៅបុគ្គលដែលយើងពងចង់ធ្វើអាក្រក់ឧបមាថាអង្គុយនឹកឃើញចង់និយាយដើមគេអាមាស់មាត់អង្គុយ3អ្នកជុំជើងគ្នាអ្នកឡប់និយាយដើមគេណាមិនយើងដែរទេណាណៃនោះទេដោយថាដាក់គូតពុក3អ្នកហ្នឹងត្រូវជើងនេះចឹងចង់និយាយរឿងអ្នកណាមួយសតិរលឹកផ្លែតទៅនឹកឃើញខ្លួនឯងជាឧបមាទៅបុគ្គលហ្នឹងហើយចាំបើអញតនេគេមកហែកគេអញចឹងដែរណាអញក្តៅកាហាយណាអាអ្នកហែកអញប៉ុណ្ណាដល់អញ្ចឹងដកមាត់យើងលេងនិយាយដើមគេហ្នឹងទៅនិយាយរឿងអីផ្សេងវិញអាចិត្តចង់បានរបស់អ្នកណាឧទាហរណ៍ទៅដើរទៅឃើញលហុងគេទុំក្បែរលបងលេខកើតអត់ឃើញម្ចាស់គេរត់ទាញមកយកអត្តាnăngឧបមាកាត់ថ្វារលឹកផ្លែតហើយចាំបើលហុងហ្នឹងបោះអញទុកផ្ញើកូនអញមកពីរដ្ឋផ្សេងខែក្រោយហ្នឹងគ្នាថាម្លេហើយបើគេទាញបោះអញទៅបាត់អញក្តៅកាហាយណាអ្នកយកប៉ុណ្ណាចោះឥឡូវអញយករបស់គេបើគេទុកដោយអញចឹងណាក្តៅកាហាយណាអញអ្នកយកប៉ុណ្ណាអត់យករបស់គេកើតទេថាសេចក្តីល្អអាក្រក់អីបន្តិចក៏ធ្វើអត់កើតដែរឲ្យតែមានខ្លួនឯងជាឧបមាទៅនឹងទៅគេយល់មកនិយាយញោមយកសេចក្តីសុខទុក្ខរបស់គេមកដាក់នៅខ្លួនយើងជាឧបមាយើងស្រឡាញ់កូនយើងប៉ុណ្ណាគេក៏ស្រឡាញ់ប៉ុណ្ណឹងនឹងឧទាហរណ៍តែចង់ផិតក្បត់ប្រពន្ធកូនចុះបើអញជាប្រពន្ធអញវិញបើអញធ្វើអញ្ចឹងតើប្រពន្ធអញក្តៅកាហាយនឹងអញប៉ុណ្ណាចុះបើអញជាប្តីវិញបើប្តីជាអញធ្វើអញ្ចឹងតើប្តីក្តៅកាហាយនឹងអញប៉ុណ្ណាឲ្យតែមានខ្លួនឯងជាឧបមាអញ្ចឹងមនុស្សរស់នៅសុខគ្នាណាស់ញោមបើរាល់ថ្ងៃមកវាអត់មានអាថ្នាំហ្នឹងបើយកអាថ្នាំហ្នឹងមកដាក់ក្នុងខ្លួនយើងរហូតមើលតែចាប់យើងគិតហ្មងគិតអាក្រក់ឯងតិចយកខ្លួនយើងមកជាឧបមាទៅនឹងអ្នកហ្នឹងតែម្ដងអញ្ចឹងសុខកើតសេចក្តីល្អកើតគ្រប់គណៈចិត្តបុណ្យកុសលកើតគ្រប់ពេលទាំងអស់មិនបាច់មកវត្តក៏កើតបុណ្យដែរនៅតែផ្ទះអង្គុយលើឡានថាគ្រប់អេរិយាបថកើតបុណ្យទាំងអស់ជឿទេញោមជឿទេអត់មានអស់បាយអស់លុយអស់កាក់ទេបុណ្យហ្នឹងបងទៅខេមភីងពងទៅហូបជុំគ្នាហ្នឹងក៏កើតបុណ្យដែរកាលតែគិតល្អនិយាយល្អផ្ដល់សេចក្តីស្រឡាញ់ឲ្យគ្នានឹងគ្នានឹងបុណ្យយកមិនអស់នៅផ្ទះយើងផ្ដល់សេចក្តីស្រឡាញ់ឲ្យម៉ែបើម៉ែស្លាប់ហើយអត់មានម៉ែផ្ដល់សេចក្តីស្រឡាញ់ផ្ដល់សេចក្តីស្រឡាញ់ឲ្យឪហើយបើឪស្លាប់ហើយអត់មានផ្ដល់សេចក្តីស្រឡាញ់ឲ្យឪកើតប្រពន្ធប្តីកូនហើយបើប្តីប្រពន្ធអត់មាននៅតែម្នាក់ឯងដូចលោកទៀតគ្រាន់តែឃើញស្វាញឹមដាក់ស្វានឹងឃើញចាបញឹមដាក់ចាបបុណ្យយកមិនអស់យកអាត្មាឃើញចោលការសាញឹមដាក់ប្រុកស្ងអីហ្នឹងកងញឹមដាក់ប្រាណាសាបុណ្យនឹងបុណ្យណាជួបសត្វញឹមដាក់សត្វជួបមនុស្សញឹមដាក់មនុស្សផ្ដល់សេចក្តីស្រឡាញ់អានឹងហើយបុណ្យអត់មានអស់អីទាំងអស់ដាប់តនេះកូនចាំនឹងស្រួលចឹងណាបុណ្យណាស្រួលធ្វើណាយើងអ្នកសន្សំសេចក្តីល្អអត់ពិបាកទេបុណ្យក្បែរខ្លួនយើងទាំងអស់ចឹងយើងប្រឹងចម្រើនគុណធម៌និងសេចក្តីល្អក្នុងចិត្តយើងទាំងអស់គ្នាអនុមោទនា
ចាប់ហើយណាញោមណាកុំវែងពេកហ្នឹងហើយមុនលាគ្នាទៅពិចារណាទាំងអស់គ្នាណាតើកាលណាយើងប្រឡាក់ដោយអកុសលហើយអត់ដែលទៅកន្លែងល្អទេដោយអាត្មាបច្ចៈអញ្ចឹងស្រុកនរកគ្មាននរណាជួយនរណាម្នាក់ក្តៅផ្សាជាអនន្តក្តីទុករឹតរួតត្រួតខ្យន់ឥតមានស្រាក់ស្រន់វេលាណាស្រុកប្រែតលំបាកព្រោះអត់ឃ្លានយូរទៅបានបរិភោគអាហារដោយផលដែលទៀនដ៏ថ្លៃថ្លាដែលញាតករណាឧទ្ទិសឲ្យតិរិឆានព្រួយប្រានលំបាករស់ទោះបានដាក់ពោះខ្លះក៏ដោយក្តីសុខតែងមានយ៉ាងខ្សត់ខ្សោយព្រោះផលផ្ដល់ឲ្យទៅតាមកម្មស្រុកមនុស្សស៊ីចុះរស់មិនយូរគុនគូកម្របាន100ឆ្នាំកើតចាស់ឈឺស្លាប់មានជាប្រចាំបញ្ញកម្មគូស្អាងឲ្យស្អាតចឹងទៅនរកគឺក្តៅកាហាយរហូតទៅប្រែតស្រេកឃ្លានរហូតនឹងមកតិរិឆានវែងអត់ស្គាល់ម៉ែស្គាល់ឪរហូតផុតជីវិតមកមនុស្សទោះបីស្គាល់ម៉ែស្គាល់ឪដឹងខុសដឹងត្រូវមានចំណីអាហារហូបចុកគ្រប់បែបយ៉ាងហើយប៉ុន្តែគុណគូអត់បានលើសពី100ឆ្នាំទេមនុស្សឥឡូវទៅរក100ឆ្នាំឯណាញោមបើតែខ្សែជាងម្នាក់ជួបគ្នាអត់បេនដែរណាអួតរឿងសល់លុយផងណាហ្នឹងតែត្រឹមខ្សែជាង50ជាងណាឥឡូវហ្នឹងនិយាយពីកបោបធំហ្នឹងមិនមែនកបោបដុល្លារទេអ្នកខ្លះសើឆ្នាំពេទ្យទេដាក់មកនេះនឹងជួបគ្នាអួតគ្នាតែរឿងឈឺណាមិនចឹងជួបគ្នាដូចសួរគ្នាតែរឿងឈឺញោមសំណួរដែលយើងសួរគ្នាដំបូងសំណួរអីមួយម៉ាត់ទៀតចុះពេលដែលយើងជួបគ្នាណាបែកគ្នាពីព្រឹកក៏ល្ងាចឡើងហ្នឹងណាកាលណាបែកគ្នាពីព្រឹកឧទាហរណ៍តាឬក៏បែកគ្នាពីយប់ពេលល្ងាចអញ្ចឹងយើងបែកគ្នាពីធ្វើការទៅផ្ទះរៀងខ្លួនណាមួយយប់ហ្នឹងព្រលឹមឡើងជួបគ្នាឡើងធ្វើការវិញសំណួរដែលយើងជួបគ្នាពេលព្រលឹមឡើងយើងសួរអីគ្រាន់តែជួបគ្នាភ្លាមសួរអីសុខសប្បាយជាទេមនុស្សគ្រប់រូបគឺជួបគ្នាភ្លាមគឺសួរតែសុខសប្បាយអត់ហេតុអីបានសួរសុខសប្បាយអត់ហ្នឹងដោយសារតែមនុស្សគ្រប់រូបអាទុកនឹងវាច្រើនជាងសុខចឹងបានសួរសុខនឹងគ្រប់គ្នាតែចាប់ផ្ដើមគឺសួរតែសុខសប្បាយអត់មកពីបញ្ជាក់ថាមនុស្សគ្រប់រូបទុកវាច្រើនជាងសុខបើយើងមិនដែលជឿថាមនុស្សកើតមកមានទុកច្រើនជាងសុខកណាអត់ទេមកធ្វើបន់អត់មានរកអាប្រាថ្នាសេចក្តីសុខរួចចាកទុកកណាតែដុតធូបថ្វាយគុំកលគូដល់ព្រះឥឡូវសូមកើតជាតិណាបានប្តីល្អបានកូនល្អហ្នឹងហើយកើតជាតិណាសូមឲ្យបានសក់ត្រង់សូមឲ្យអាត្មាថ្មិញដោះត្រង់ជួសូមឲ្យស្បែកសស្អាតជាងជាតិហ្នឹងមិនបាច់ទាញមិនបាច់រើតសូមឲ្យក្តោងច្រមុះមកឲ្យត្រូវរឿងមកស្រាប់មកប៉ិនអាចច្រមុះត្រូវរឿងអាស្បែកសអាសក់ត្រង់អាថ្មិញល្អហ្នឹងវាគូបានថ្មិញល្អគូនឹងអីគូនឹងបាក់ទៅវិញស្បែកអាឡងវាគូនឹងជ្រួញទៅវិញអាសក់ខ្មៅវាជ្រូងនឹងគូនឹងសក់ទៅវិញអាចជួបប្តីល្អវាគូទៅនឹងព្រាត់ប្តីទៅវិញហ្នឹងហើយអញ្ចឹងប្រាថ្នាផ្លូវរួចចាក់ទុកកុំប្រាថ្នារកអាផ្លូវក្នុងកងទុកហ្នឹងដោយអាត្មាបច្ចៈមិញអញ្ចឹងបច្ចៈប្រាប់គ្រប់គ្នាហើយថាជីវិតនឹងវាប្រជុំទៅដោយសេចក្តីទុកអញ្ចឹងយើងស្វែងរកសេចក្តីល្អដើម្បីរលាស់ខ្លួនឲ្យរួចពីសេចក្តីទុកហ្នឹងទាំងអស់គ្នានឹងប៉ុន្តែមិនដឹងអញ្ចឹងទេមិនដឹងថាខ្លួនឯងប្រជុំដោយសេចក្តីទុកទេចេះតែឆ្ងាយវត្តចេះតែឆ្ងាយសេចក្តីល្អហ្នឹងហើយខ្លួនកាន់តែចាស់ទៅជាប្រាប់ថាគុណហើយកណាឈឺចកេះឈឺជង្គង់មកអង្គុយរៀនថតកើតទេអានេះគេប្រាប់ថាគីអើយត្រូវមហោវត្តមែនមានន័យថាឈឺជង្គង់ហើយកណាមកអត់រួចទេមែនមានន័យថាទៅជាឈឺជង្គង់ឈឺចកេះហើយទៅជាឆ្ងាយលោកវិញឆ្ងាយសេចក្តីល្អវិញគេឲ្យសញ្ញាថាអាហ្នឹងគីអីត្រូវមហោធរបើយើងវាអបសិទ្ធគ្នាដល់ពេលឈឺដេចគុណមកចិត្តដេចគុណអត់រួចទេមករៀនថតកើតទេមកស្ដាប់ថតកើតវាទៅអញ្ចឹងវិញដូចអាត្មាធ្លាប់ពីមុនមកប្រសងឲ្យតែចង់ឆាត់សឹកអូនតែឈឺច្រើនហ្នឹងតើគ្រូទាយគេថាកណាដល់សឹកក៏បានជាហើយបើនៅលោកទេអត់ជាទេហ្នឹងគេឈឺគេរត់មករលោកក៏ប្រះឯងឈឺចេញពីលោកទៅប្រសក់វិញនេះគឺផ្ទុយគ្នាមនុស្សអញ្ចឹងណាអញ្ចឹងយើងខំប្រឹងចម្រើនគុណធម៌និងសេចក្តីល្អទាំងអស់គ្នាចប់មែនតើណាម្ដងនេះអនុមោទនាដោយព្រះលោកសម្ដែងធម្មនាលភិក្ខុទាំងឡាយបុកចោឃើញចោបុគ្គលមានពៀជាប់ពៀជាមួយគ្នាដែលជាពាក់កម្មជាមួយគ្នាបុគ្គលមានពៀឃើញបុគ្គលមានពៀនឹងគ្នាតែងផ្ដល់សេចក្តីអន្តរាយដល់គ្នាដោយគ្មានបុគ្គលណាម្នាក់ជួយបានទេសូម្បីតែតថាគតមិនទៅក៏គាត់ត្រូវតែសល់ពេលវេលារបស់គាត់ត្រូវឃ្លាតព្រាត់ចឹងដែរដោយព្រះលោកប្ររពអំពីពពែ500ក្បាលដែលពួកព្រាហ្មណ៍គេយកទៅបូជាយ៉ាញ់ណាពពែ500ហ្នឹងត្រូវពួកព្រាហ្មណ៍គេយកទៅបូជាយ៉ាញ់ប៉ុន្តែដល់ពេលពេជ្ជឃាតគេលើកកបាត់បំរុងនឹងអាលកអាពពែមួយត្រង់លើកកបាត់ដាក់ដល់កអាពពែមេវងគេទៅហ្មងលើកកបាត់ដាក់ដល់កពពែហ្នឹងវាយំអស់ពីវាយំវាសើចបងអស់ពីសើចវាយំ
ចឹងអាអ្នកបច្ចុប្បន្នហ្នឹងវាអត់តន់កាត់ក្បាលទេព្រោះសាសនាព្រាហ្មណ៍គេធ្វើបន់មិនមែនធ្វើដូចយើងទេក្នុងមួយពេលអញ្ចឹងគេចង់ធ្វើបន់គេប្រមូលសត្វមក5000ក្បាល500ក្បាលអញ្ចឹងគេយកក្បាត់មកកាត់កក្បាលហ្នឹងចោលសត្វហ្នឹងសម្លាប់ចោលទាំងអស់ដើម្បីបញ្ជូនសត្វហ្នឹងឲ្យឡើងឋានសួគ៌មានន័យថាសម្លាប់សត្វហ្នឹងពីតិរិឆានឲ្យបានឡើងឋានសួគ៌គេមានជំនឿអញ្ចឹងហើយអាគេអ្នកសម្លាប់សត្វហ្នឹងដែលបានបញ្ជូនសត្វឡើងឋានសួគ៌ហ្នឹងខ្លួនឯងក៏បានបន់ដែរចឹងយកប្រពែហ្នឹងហ្មងនឹងមកសម្លាប់ក៏លើកក្បាត់ដាក់ដល់កអាប្រពែហ្នឹងវាយំមកអស់វាយំវាសើចអស់វាសើចវាយំដល់ចឹងនាយពេជ្ជឃាតនេះសួរហើយចុះវាអាម៉េចបានអ្នកឯងយំផងសើចផងខ្ញុំមិនដែលជួបប្រទះសត្វអីចម្លែកយ៉ាងហ្នឹងប្រពែនេះចេះនិយាយញោមប្រាប់តែខ្ញុំយំនេះយំពីព្រោះខ្ញុំយំអាណិតអ្នកឯងហ្នឹងហើយសួរថាអាម៉េចបានអាណិតខ្ញុំហើយចុះអាម៉េចបានអ្នកឯងសើចថាសើចហ្នឹងខ្ញុំសើចសប្បាយចិត្តថាជាតិហ្នឹងខ្ញុំត្រូវអស់កម្មខ្ញុំត្រឹមជាតិហ្នឹងហើយខ្ញុំត្រូវគេកាត់ក្បាលហ្នឹង500ជាតិទាំងជាតិហ្នឹងអស់499ជាតិហើយគេគ្រាន់តែកាត់ក្បាលខ្ញុំហើយឥឡូវជាតិហ្នឹងជាតិចុងក្រោយដែលលោកឯងមកកាត់ក្បាលខ្ញុំហ្នឹងគឺខ្ញុំសប្បាយចិត្តតែខ្ញុំអស់ហើយអស់ត្រឹមជាតិហ្នឹងខ្ញុំលែងគេកាត់ក្បាលខ្ញុំទៀតហើយចុះមិនបានឯងយំថាខ្ញុំយំអាណិតអ្នកឯងថាអ្នកឯងមកទទួលអាពាហ្នឹងជំនួសខ្ញុំម្ដងចឹងអស់ពីហ្នឹងទៅគ្រាន់តែគេកាត់ក្បាលអ្នកឯងហ្នឹងដូចអ្នកឯងពងរៀបចំកាត់ក្បាលខ្ញុំចឹងហើយដល់វានិយាយចឹងវាសង្វេគញោមអូបើអញ្ចឹងខ្ញុំយល់ខុសខ្ញុំគិតថាខ្ញុំបញ្ជូនអ្នកឯងឡើងឋានសួគ៌ខ្ញុំបានបុណ្យដែរបើអញ្ចឹងទេខ្ញុំរាល់ថ្ងៃដូចតែសន្សំកម្មសន្សំពៀមកដាក់ខ្លួនអញ្ចឹងបើអញ្ចឹងខ្ញុំអត់សម្លាប់អ្នកឯងទេខ្ញុំនឹងដោះលែងអ្នកឯងអាប្រពែហ្នឹងវាថាបើទោះបីអ្នកឯងមិនសម្លាប់ខ្ញុំក៏ខ្ញុំត្រូវតែស្លាប់ក្នុងថ្ងៃហ្នឹងដែរឲ្យចុះបើខ្ញុំអត់សម្លាប់អ្នកឯងផងអ្នកឯងមិនបានស្លាប់ថាខ្ញុំវាត្រូវតែដល់ពេលត្រូវតែស្លាប់អញ្ចឹងតែមកទោះបីអ្នកឯងមិនសម្លាប់ក៏ខ្ញុំត្រូវតែស្លាប់ដែរដូចអញ្ចឹងនាយបច្ចុប្បន្នអត់ជឿញោមអត់ជឿទេប្រាប់កូនចៅខ្លួនឯងទាំងអស់ថាកុំឲ្យសម្លាប់សត្វទាំងអស់ហ្នឹងឥឡូវប្រឡែងទៅទាំងអស់ញោមឲ្យប្រឡែងទៅទាំងអស់គាត់ហ្នឹងតាមមើលប្រពែមួយហ្នឹងហ្មងញោមគាត់តាមចង់ដឹងមើលតើតើដូចសម្ដីគាត់ប្រពែនឹងនិយាយមែនអត់មុនដំបូងមិនទាន់កើតសេចក្តីជ្រះថ្លាតក់ស្លុតចំពោះកម្លាំងកម្មប្រមាណនេះដល់ទៅពេលតាមមើលប្រពែហ្នឹងគ្រាន់តែគេប្រឡែងហើយវាទៅស៊ីស្មៅក្បែរណែជើងភ្នំមួយក្បែរដុំថ្មមួយហ្នឹងពងឲ្យស៊ីស្មៅហ្នឹងស្រាប់តែផ្ទះបាញ់ទាំងថ្ងៃញោមអត់ភ្លៀងទេផ្ទះបាញ់ដុំថ្មហ្នឹងដាច់បែកដុំថ្មហ្នឹងជាចម្រៀកមកចំកកដាច់ក្បាលធ្លាក់ដល់ដីមុខគាត់ទៅបានគាត់នឹងតក់ស្លុតមែនតែនហ្មងញោមអាឃើញហ្នឹងគឺចាប់ដើមតក់ស្លុតមែនតែនថាអូណោះប៉ិតណាស់កម្លាំងកម្មនេះមិនធម្មតាទេតែងប្រកាសចំពោះខ្លួនយើងនៅពេលណាដែលយើងប្រព្រឹត្តហេតុណាផលនោះរមែងឲ្យផលគ្រប់ពេលទាំងអស់ហើយគ្រប់ជាតិកិច្ចមិនរួចទេហ្នឹងចឹងតក់ស្លុតចាប់ពីថ្ងៃហ្នឹងទៅនាំបកុលនាំកូននាំចៅនាំពលសេនារបស់ខ្លួននឹងចូលបកុលកាយថ្វាយខ្លួនក្នុងព្រះសាសនាស្ដាប់ធម៌ព្រះដ៏មានពភៈបួសក្នុងសំណាក់ព្រះដ៏មានពភៈទាំងអស់សរុបមកវិញអ្វីដែលអាត្មាលើកបង្វែរមួយរឿងហ្នឹងបន្តិចហ្នឹងចង់បញ្ជាក់ថាដូចគេបន្ទោសថាមកពីព្រះអង្គទៅផ្ទះមកពីព្រះអង្គជូនដំណើរព្រះអង្គអីហ្នឹងបានព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយចោកាលបើឃើញចោបកុលមានពីកាលបើឃើញបកុលមានពីជាប់ជាមួយគ្នាតែងផ្ដល់អន្តរាយដល់គ្នាដោយគ្មានអ្នកណាម្នាក់ជួយបានទេហើយក៏មិនមែនមកពីអ្នកណាម្នាក់ដែរគឺពេលវេលាវាត្រូវទទួលចឹងមកព្រះអង្គសម្ដែងនេះចង់មានន័យថាបើទោះបីជាថ្ងៃហ្នឹងព្រះអង្គអត់ទៅឆាន់ផ្ទះនាយនុនគោបាលទោះបីនុនគោបាលអត់នាំផ្លូវព្រះអង្គមកវត្តវិញក៏វាត្រូវតែស្លាប់ដែរថ្ងៃហ្នឹងពីព្រោះអីពីព្រោះអាម្ចាស់កម្មនេះវាត្រូវមកយកពេលយកកម្មយកពីគាត់ត្រូវដល់ពេលហ្នឹងឯងដូចអាត្មាធ្លាប់បញ្ជាក់ថាសេចក្តីស្លាប់មានប៉ុន្មានញោមអ្នកកំពុងធំសេចក្តីស្លាប់មានប៉ុន្មានកម្មកយេនមរណៈបញ្ញកយេនមរណៈអាយុកយេនមរណៈកាលមរណៈអកាលមរណៈអាបញ្ញកយេនមរណៈហ្នឹងមានន័យថាអស់បុណ្យគឺស្លាប់អាអស់បុណ្យហ្នឹងមានន័យថាកើតមកជួនកាលអ្នកខ្លះកើតមកឡប់ទៅវិញមកអ្នកខ្លះកើតមកបាន8 10ទៅវិញអ្នកខ្លះ20ទៅវិញអ្នកខ្លះ30ទៅវិញអ្នកខ្លះ40ទៅវិញអ្នកខ្លះ50ទៅវិញប៉ុន្តែអាទៅអស់បុណ្យហ្នឹងវាខុសពីទៅដល់អស់កម្មនិងអស់អាយុអាទៅដល់អស់បុណ្យហ្នឹងវ័យណាក៏អាចទៅបានដែរប៉ុន្តែទៅដោយស្រួលអត់លំបាកទេអូម៉ាថាអង្គុយទៅផ្លឹងដោយអាចជាគៀងយើងពងឲ្យឆេះស្រាប់ឲ្យវាអស់ជាតិប្រេងវាអ៊ីវទៅលុតយកមកហ្នឹងហើយចឹងអាអ្នកអស់បុណ្យហ្នឹងរបៀបអញ្ចឹងគឺសម្រាប់មិនទៅផ្លឹងអង្គុយទៅផ្លឹងបាត់ភ្នែកទៅមកវាទៅស្រួលអាហ្នឹងគេហៅទៅដល់អស់បុណ្យអាទៅស្រួលហ្នឹងណាញោមណាហ្នឹងអាស្លាប់ស្រួលញោមដែរឃើញអ្នកស្លាប់ស្រួលហ្នឹងអត់ដែលឃើញទេហ្នឹងអាសម្រាប់មិនទៅផ្លឹងអត់មានបបាអាណាទាំងអស់
អង្គុយទៅផ្លឹងសម្រាប់អ្នកទៅផ្លឹងមកគឺទៅតែម្ដងដោយមិនលំបាកកូនមិនលំបាកចៅមិនលំបាកចូលពេទ្យគេវាស់គេកាត់គេដេអីទេគឺអត់ទេបើថាដល់ពេលដល់វេលារបស់គាត់បាត់ភ្នែកទៅតែម្ដងអាហ្នឹងគេហៅថាទៅដល់អស់បុណ្យហើយអាទៅដល់អស់អាយុហ្នឹងដូចថាអាយុ90ស្លាប់80ស្លាប់ដូចរាល់ថ្ងៃនេះពុទ្ធសាសនាអតិកន្តានេះកន្លងមកបាន2556ហ្នឹងមានន័យថាអាយុមនុស្សនៅសល់តែ70ទេអញ្ចឹងនិយាយណាអាយុបាន70ស្លាប់ឬក៏80ស្លាប់ហ្នឹងមានន័យថាអាហ្នឹងឯងគេហៅអស់អាយុដល់ពេលវេលារបស់គាត់ត្រូវតែស្លាប់ឧបមាដូចថ្មនិយាយមិញអញ្ចឹងដូងកាលណាដោយព្រះអង្គសម្ដែងថាបិណ្ឌុបលសាវទានិសិខ្លួនអ្នកក្នុងកាលឥឡូវនេះជាបុគ្គលប្រៀបដូចស្លឹកឈើទុំមានពណ៌លឿងស្លឹកឈើតែកាលណាមានពណ៌លឿងវាមិនញោមវាមិនវាជ្រុះចឹងកាលណាវាលឿងហើយវាជ្រុះអាហ្នឹងអត់ចម្លែកទេមានន័យថាវាដល់ពេលរបស់វាត្រូវតែជ្រុះចឹងបងចឹងអាអស់អាយុហ្នឹងមានន័យថាអាយុ70 80គាត់ស្លាប់តោះអាហ្នឹងគេហៅអស់អាយុវាដល់ពេលវេលារបស់គាត់ត្រូវតែទៅចឹងមក80ហើយហ្នឹងវាដល់ពេលដល់វេលាដល់អាយុរបស់គាត់ត្រូវតែស្លាប់ចឹងហ្មងប៉ុន្តែអាអស់កម្មនេះអាហ្នឹងមិនស្រួលទេដើរគេបាញ់ស្លាប់ឡើងចុងថ្នោតធ្លាក់ចុងថ្នោតចុះទឹកលងទឹកជិះឡានកិនហើយបើថាមិនគេបាញ់ស្លាប់គេកាប់ស្លាប់មិនចុះទឹកលងទឹកមិនធ្លាក់ចុងថ្នោតឡានមិនកិនទេឧបមាថាមុនស្លាប់ទៅត្រូវពេទ្យគេវាស់គេកាត់គេដេ10 20 30ធ្នេអញ្ចឹងណាញោមហ្នឹងឲ្យវេទនាមកអាមុនដាច់ចោលវេទនាមកអាហ្នឹងគេហៅថាសត្វហ្នឹងស្លាប់ដោយសារកម្មមកកាប់ផ្ដាច់យល់លោកនិយាយញោមដូចនាយនុនគោបាលអញ្ចឹងអាហ្នឹងគេហៅសត្វគាត់ស្លាប់ដោយសារអីអាហ្នឹងស្លាប់ដោយសារអីគេកាប់ស្លាប់ហ្នឹងប៉ិនស្លាប់ដោយសារអីអាហ្នឹងគេហៅស្លាប់ដោយសារអីគេហៅស្លាប់ដោយកម្មមកកាប់ផ្ដាច់អត់ទាន់ដឹងតែអស់កម្មទេជួនកាលមិនដឹងនៅប្រហែលជាតិទៀតគេកាប់គាត់ហ្នឹងពីព្រោះយើងកាប់គេមួយជាតិគេកាប់យើងដល់500ជាតិនោះដោយប្រពន្ធនាយសំពៅអីគាត់តែចងជើងប្តីជាការប្តីមកកើតជាឆ្កែហ្នឹងអត់ដឹងតែប្តីកើតជាឆ្កែអាប្តីនេះវាស្រឡាញ់វាចេះរត់តាមប្រពន្ធរហូតដល់ពេលខឹងគេបង្អាប់តានាយព្រានព្រោះនាងព្រានព្រោះទៅណាឆ្កែចេះរត់តាមដល់ខឹងអាកតុយវាក្រោយរត់តាមហ្នឹងនឹងចងជើងឆ្កែហ្នឹងបោះទម្លាក់ទឹកអត់ដឹងតែប្តីឯងបោះទម្លាក់ទឹកតាមជាតិគឺគ្រាន់តែបោះនាងនឹងទម្លាក់ទឹក499ជាតិអាជាតិចុងក្រោយបានជាប្រពន្ធនាយសំពៅនេះគឺឆ្កែដែលនាងបោះទម្លាក់ទឹកហ្នឹងឯងប្តីហ្នឹងឯងចុងក្រោយសុំប្តីឡើងសំពៅទៅជាមួយធ្លាប់លឺលោកទេរឿងហ្នឹងហ៎ដល់ទៅដល់ពាក់កណ្ដាលសមុទ្រអាសំពៅវាអត់ទៅមុខទៅក្រោយគឿងគេចាប់ស្លាកចំនាងហ្នឹង3ដងអាអ្នកដតីអត់ហ៊ានបោះឲ្យប្តីខ្លួនឯងចងប្រអោបលើកណ្ដាលបោះទម្លាក់ទឹកប្តីខ្លួនឯងអ្នកបោះអាជាតិទី500អញ្ចឹងអាគ្រាន់តែបោះគេទម្លាក់ទឹកតែមួយជាតិបើគេបោះខ្លួនឯងទម្លាក់ទឹកវិញ500ជាតិអាហ្នឹងអញ្ចឹងណាកម្មហ្នឹងអញ្ចឹងនាយនុនគោបាលមិនទាន់ដឹងតែអស់កម្មហើយអត់ទេប៉ុន្តែដឹងតែគាត់ស្លាប់ដោយសារកម្មមកកាត់ផ្ដាច់អាហ្នឹងគេហៅថាកម្មមកយេនមរណៈហ្នឹងហើយអាកម្មមកកាត់ផ្ដាច់នេះណាគឺគ្មានកិច្ចតណារួចទេកិច្ចតណាក៏អត់រួចដែរដូចអារោគដែលកើតអំពីកម្លាំងកម្មនិងរោគដែលកើតអំពីខ្លួនយើងអញ្ចឹងអាកើតឡើងដោយឧតុសមុដ្ឋានរោគអាកាយសមុដ្ឋានរោគនិងអាហារសមុដ្ឋានរោគអាកើតពីអាហារដែលយើងហូបអត់គិតពីអនាម័យអាកើតពីអាកាសធាតុទីកន្លែងដែលយើងរស់នៅខ្វះអនាម័យអីអារោគអស់ហ្នឹងគឺព្យាបាលជាតែបើកម្មសមុដ្ឋានរោគអារោគដែលកើតអំពីកម្លាំងកម្មខ្ញុំឯងទៅពេទ្យដុកទ័រស្ថានណាក៏ព្យាបាលយើងអត់ជាដែរឧបមាដូចនាងរោឯណីអញ្ចឹងណាកើតស្រែងតាំងពីថ្ងៃកើតពីក្នុងពោះម្ដាយមកគ្រាន់តែកើតព្រិចមករោគស្រែងនឹងកើតពេញមុខពេញខ្លួនទាំងអស់ហើយនាងជាកូនអ្នកមានត្រូវជាប្អូនរបស់អនុរុទ្ធត្រូវជាក្មួយព្រះសមណគោតមបកើតហ្នឹងហើយទៅព្យាបាលនៅតាណាក៏អត់ជាដែរដោយអំណាចនៃសេចក្តីល្អដែលយើងបានធ្វើបន់ធ្វើសាលាថ្វាយព្រះហើយទៅធ្វើបន់បោសសម្អាតសាលាព្រឹកងាយទៅបោសថ្ងៃណាអារោគស្រែកនឹងវាជ្រុះម្ដងតិចម្ដងតិចទៅជាស្រីសាទញោមគឺអត់អាចជាបាលអ្វីក្រៅអំពីជំរះកម្មខ្លួនឯងប្រឹងចម្រើនសេចក្តីល្អទេអាហ្នឹងបើរោគកើតអំពីកម្លាំងកម្មញោមឃើញទេអញ្ចឹងអារោគកើតពីកម្លាំងកម្មអត់អាចដាក់ថ្នាំជាទេយ៉ាងណាសត្វណាដែលត្រូវស្លាប់ដោយសារកម្មមកកាត់ផ្ដាច់ក៏គ្មានអ្នកណាអ្នកជួយយើងបានដែរហើយក៏មិនមែនមកពីព្រះតែឆាន់ដែរវាត្រូវដល់ពេលវេលារបស់គាត់ត្រូវតែគេមកយកពីវេរាបដូចគ្នាអញ្ចឹងឧបមាដូចកូនយើងដូចគ្នាបើគាត់មកពីម្ពិញហើយស្រាប់មានបញ្ហាតាមផ្លូវកុំឲ្យដាក់បន្ទុកថាមកវាអញទេហៅកូនមកលេងបានកូនអញស្លាប់មិនមែនអញ្ចឹងទេវាដល់ពេលដល់វេលារបស់គាត់ត្រូវទទួលផលវិបាករបស់គាត់ព្រោះព្រះអង្គសម្ដែងថារឿងគ្រប់យ៉ាងនៅក្នុងโลกនេះវាមានហេតុបើវាមានផលពុទ្ធសាសនាលោកនិយាយពីហេតុផលអត់ដូចសាសនាដទៃទេហេតុយ៉ាងណាផលយ៉ាងហ្នឹងគាត់ថាយាយខ្លះគាត់អាហេតុផលហ្នឹងគាត់សួរទៀតហើយចុះកូនកណាជាតិហ្នឹងវាធ្វើតែល្អហ្នឹងហើយមិនបានវាទទួលហេតុអាក្រក់ថាព្រះលោកសម្ដែងថាអតីតជាហេតុបច្ចុប្បន្នជាផលបច្ចុប្បន្នជាហេតុអនាគតជាផលអាបច្ចុប្បន្នហ្នឹងគាត់ធ្វើល្អមែនប៉ុន្តែពីមុនមកកើតជាកូនយើងមិនដឹងគាត់ធ្វើអីខ្លះហ្នឹងញោមទាំងអស់គ្នាអ្នកកងធំពេលកូនយើងមកចោះចាប់បដិសន្ធិមកពផ្ទៃក្នុងពោះយើងម្ដងវាមានដែលបោះសបុតប្រាប់អត្តសញ្ញាណបានវាថាវាមកពីណា
វាដែលមុនមកកើតក្នុងពោះយើងវាតសេប្រវត្តិរូបរបស់វាមកស្លឹកវាមកប្រាប់យើងជាប្តីជាប្រពន្ធថាម៉ែខ្ញុំជាតិមុនមកពីខាងតាំងគោកខ្ញុំជើងកាងអាមួយនៅផ្សារតាំងគោកណាហ្នឹងខ្ញុំដើរកាប់គេព្រឹកងាយហ្នឹងណាហើយឥឡូវខ្ញុំសុំមកកើតមួយម៉ែញ៉ាជាតិហ្នឹងវាមានដែលសេប្រវត្តិរូបថាវាមកពីណាដែលមានប្រាប់ទេអត់ទេតែដល់ពេលវាត្រូវមកកើតវាមកកើតមកបើវាអត់ដែលប្រាប់ថាវាមកពីមុនមកពីណាទេចឹងយើងតែមិនដឹងតែជាតិហ្នឹងវាកើតមកជាកូនល្អមែនប៉ុន្តែមុនមកកើតមួយយើងមិនដឹងវាមកពីណាមិនដឹងវាពាក់កវលម៉ានបតោមកតិចមកចំហៀងហើយវាមិនដឹងខោវាដាច់ជង្គង់អស់ប្រមាណធ្នេហើយវាមិនដឹងកាប់គេអស់ប្រមាណអ្នកវាមិនដឹងលួចប្លន់គេអស់ប្រមាណអ្នកយើងមិនដឹងអតីតរបស់គាត់ជាហេតុមកនោះចឹងអាបច្ចុប្បន្នគាត់ធ្វើល្អមែនប៉ុន្តែមិនមែនមកពីអាផលល្អបច្ចុប្បន្ននេះមកពីអាពូជរបស់គាត់វាមិនខុសគ្នាពីឧទាហរណ៍មកងាយយល់ថាញោមហូបស្រូវរាល់ថ្ងៃហូបស្រូវឆ្នាំហ្នឹងហើយហូបស្រូវពីឆ្នាំមុនអុកម៉ាថាឥឡូវយើងអាចហូបស្រូវថ្មីខ្លះហើយប៉ុន្តែឧទាហរណ៍ថាពេលដែលយើងកំពុងតែធ្វើស្រែឆ្នាំហ្នឹងវស្សានរដូវចូលមកដល់យើងកំពុងតែដកស្ទូងភ្ជួររស់តើពេលដែលកំឡុងពេលដែលយើងកំពុងដាំដកស្ទូងភ្ជួររស់ហ្នឹងយើងហូបបាយរាល់ថ្ងៃហ្នឹងហូបអាស្រូវពីពេលណាគឺអាស្រូវចាស់ឆ្នាំមុនមិនមែនហូបស្រូវពងធ្វើហ្នឹងណាហើយដល់ពេលយើងពងធ្វើស្រូវឥឡូវហ្នឹងយើងទុកហូបពេលណាពេលឆ្នាំក្រោយទៀតមិនចឹងចឹងអាកូនយើងមកនៅមួយយើងធ្វើល្អឥឡូវហ្នឹងគាត់មិនមែនទទួលផលអាល្អឥឡូវហ្នឹងទេអាល្អឥឡូវហ្នឹងគាត់ធ្វើខ្លួនគាត់ទុកសម្រាប់ខ្លួនគាត់ពេលដាច់ចោលទៅមុខនោះទេហើយអាគាត់មកកើតមួយយើងអាយុខ្លីអាយុវែងសពទុកឥឡូវនេះអាស្រ័យពូជរបស់គាត់ធ្វើពីមុនមកទុកមកតាមិនដឹងគាត់សន្សំពូជអីខ្លះបានគាត់ត្រូវមកឥឡូវហ្នឹងអញ្ចឹងអ៊ំម៉ាដូចជាអស់យាយខ្លះពីមុនមិនដឹងឯងសន្សំពូជអីខ្លះបានមកជាតិហ្នឹងទៅណាបាត់ស្បែកជើងនៅហ្នឹងមានយាយមួយគាត់ថាលោកគ្រូកណាទំនាយមកឲ្យតែទៅបុតឯណាគឺមកវិញដើរជើងទៅទេចង់អាពាក់ចាស់ទៅក៏គេលួចអាពាក់ថ្មីទៅក៏គេលួចទៅណាគេលួចណាកណាមិនដឹងទំនាយស្អីបាទទៅបាត់ស្បែកជើងទៅបាត់វិញអាត្មាថាយាយឯងមិនមែនទំនាយទេយាយឯងពីមុនមកមិនដឹងដោរបស់គេអស់ប្រហែលគូដែរហ្នឹងវាមិនមែនទំនាយទេអាហ្នឹងនោះគឺកម្មយើងមកពីមុនមកដឹងដើរដោរបស់គេអស់ប្រហែលគូដែរហ្នឹងពេលព្រោះពិចារណាមើលគ្រប់គ្នាមិនក៏គេមិនបាត់ទេមិនបាត់តែម្នាក់ឯងហើយគាត់ថាថ្ងៃមួយទុកស្បែកជើងដល់ក្រោមគូដែរក៏លោកទេសនាមុនមកដល់អាចារ្យដាក់ក្បាលមេក្រូថាឲ្យងើបក្រោកឈរឡើងសាពះលោកគ្រាន់តែងើបសាពះលោកមួយផ្លែគេបោះយកបាក់ទៀតអាទុកដល់ក្រោមគូដែរក៏ងើបមួយផ្លែទៅគេយកបាក់ទៀតអាស្មើថាអាហ្នឹងកម្មច្បាស់កលែតហើយមិនបាច់ទៅសួរណាថាមកពីទំនាយគ្រូទាយថាមកពីទំនាយចង្រៃអីអត់ទេគឺកម្មច្បាស់ចេះហ្មងមកមែនមកឃើញលោកយាយខ្លះសំមកពូជកម្មយកបាយជើងគេហ្នឹងណាដោយថាខ្លួនឯងពាក់ពីផ្ទះមកញោមចរាមមើលពេលគាត់ទៅវត្តម្ដងមិនមែនយាយយើងណាយាយណាណៃនោះទេពេលគាត់ទៅវត្តអាស្បែកជើងគាត់ស្បែកជើងតខ្សែចេកទេហើយឲ្យតែត្រឡប់មកវិញគឺដឹងតែពណ៌ខៀវពណ៌សថ្មីចេះហើយដល់ពេលអាផ្ទះចិត្តគ្នាហ្នឹងគេថាយាយឯងពាក់ស្បែកជើងឡំបែកជើងខ្ញុំអាចចៅហើយអញចាស់អាងឹតអញមើលមិនឃើញចៅអញពាក់ច្រឡំនេះចៅឯងយកវិញទៅចឹងហើយច្រឡំមិនច្រឡំរបស់ខ្លួនឯងស្អែកចេះច្រឡំរបស់គេអាថ្មីចេះនេះហើយមិនច្រឡំវិញរត់អាថ្មីចឹងហ្នឹងហើយនិយាយលេងតិចមាននិយាយខ្លះចឹងមែនខឹងនុកងាប់ណាហើយអាមនុស្សចឹងច្រើនមួយឆ្នាំទៅវត្តតែម្ដងពីរដងអីទេហ្នឹងមិនសូវបានញឹកញាប់គេទេហើយទៅមួយឆ្នាំទៅម្ដងហ្នឹងឃើញទោសលោកទាំងអស់ឃើញទោសអាចារ្យទាំងអស់អញដូចធ្វើជាជីវត្តហ្នឹងដល់ហើយអាគេពងសោតធរឯងចានឆ្នាំងម៉ងម៉ាអាចារ្យហ្នឹងក៏ចឹងតែគេមាក់យ៉ាងផនទេវិសងអាចារ្យក៏ទៅរាប់លុយញាប់ស្អីឲ្យលោកនេនហ្នឹងក៏ចឹងតែមើលក្រងយពមិនចំក្រងយពអាឆាន់ឲ្យស្លៀកយកបង្អែមយកទៅមួយចានទៀតអាចដូចទ្រឹសលោកវត្តហ្នឹងដល់យកទៅឃើញទាំងអស់អាមួយឆ្នាំទៅម្ដងហើយអាគេនៅវត្តរាល់ថ្ងៃទៅវត្តរាល់ថ្ងៃគេអត់ដែលឃើញទោសលោកផងឯងមួយឆ្នាំទៅម្ដងឃើញទាំងអស់ហ្នឹងហើយអាទៅមួយឆ្នាំទៅម្ដងហ្នឹងមិនមែនស្រួលទេណាជួនកាលចានស្រាប់ទៅ5ផតបើបុក7ដល់1ផតចាន1ផតដល់ពេលមកវិញខជើងជ្រូកពេញទាំងអស់ហ្នឹងហើយនិយាយលេងឯងណាប៉ុន្តែយកមកយកមករបស់វត្តហ្នឹងយកមកអត់អីទេបានបន់តគ្នាយកមកបានបន់ដល់អាម្ចាស់ទៀនគេនោះទៀតហើយគេសប្បាយចិត្តគ្មាននរណាហាមឃាត់ទេហើយប្រសងនេះរត់ទៅសប្បាយចិត្តបានញោមយកមកចឹងលោករត់ទៅសប្បាយចិត្តហ្នឹងហើយបានចែកទៀនបន្តអត់តោះទេអារបស់ហូបនេះយកមកកុំតារបស់គ្រុភ័ណ្ឌអ៊ំម៉ាដូចកធុនលោកឆ្នាំងលោកឯអាហ្នឹងកុំយកបើអាឆ្នាំងឯកធុនហ្នឹងបើថាបោះវត្តបាត់មិនបាច់ទៅមើលអ្នកណាឆ្ងាយទេតាអ្នកចិត្តវត្តវត្តជួនកាលយកចង្ហាន់ទៅប្រគេនលោកឆាហូបបាយវត្តមួយយាយជីហ្នឹងដល់ពេលហូបហើយណែវាសល់អាបាយ
dây sal bay cái là cái thôn đấy vậy anh ăn thầu phở ấy do tất nhiên do ai chuột ai mòn ấy tao năng ai chẳng nhom xong dây cái thôn vậy anh giờ tao dây cái thôn đào bèn do tao cái plek rồi plek xí đạch cái thôn lột mùi ngày khói đạch ai năng lột mùi tiết đạch rồi ngay hay chẳng bà tha trong đăng đập cái thôn này năng chan bắt bạch tờ nè nay ngay về nè vài vọt đi tao bài vọt khơi nhà buồn mà nó vọt tăng bị tôi đằng miền nay do kẹo nè chết vọt đi đặt anh cô đặt cô anh đã sẽ tật lô còn nè bài vọt một bài hong lô đó chỉ cái lô còn nè bài vọt chẳng bàn nè bịa môi cái thà trong ngay giờ rồi lô hay bà trong lẹn rồi nó kiên vọt nữa nè à rồi cái thà trong ngay giờ rồi lô hay bà trong lẹn rồi nó bài vọt nè bánh giấy ở hướng năng lòn giấy rồi bây giờ một cô thò dương vinh chẳng pe để miền Tây nhà Hà cả lăng công và tô nè na tầm cứ dương nè vô thò dương qua bay cất bây giờ là na tận đó hai nâng phal hai cứ chắc là nặng đầm na này ca bộ bật bỏ dương giang na phal với thấu từ tua chẳng ai dương ăn ai đặt và tục từ lơ nè na tầm nâng nâng chẳng xong bay ta kia một cặp côn dương slap nâu nâng mục nâng cả đó tờ dương mình ai nâng đặt và tục tâu nè nâng bàn đây oi plau cho bắp cái cất cu hay dương con mà đặt và tục lơ nè nâng cứ say được xa hai bị môn mong đang cả quạt chẹp ấy nè nâng khla pui bong sầm đai nhằm pi hai nâng phal nó con ông và sasna ní cứ này dây pi hai nâng phal bột sasna ót này dây đôi sasna đợt tây đi sasna đợt tây này anh thưa tao đại cho tao đang là pre trăm tao nó than lơ pre lô ót hai chăng thế ót men trăm tao nè na nó than lơ đi nè na sa pro pui ấy là đang thấu tao phal phai cài dạng đang riêng khuôn ót men na trăm mà tao cam cho nó tê sasna đợt tây này anh thưa cam ấy thưa tao đang là đại cho tao đau tao chưa lơ pre đang là pre trăm tao được không hướng nè má pe bị chung on rạ sasna nâng đó xua tha nè cái xua ta sasna nè anh chui ai khla đom mà nữ má chọn thay bởi trong đăng đặt post sasna chui ai khla nè ai riêng ta trăm sal pram ban bạch trăm riêng đo bay đọ mà tu nữa nghe hiện ta thấm sal pram nè anh đừng vô đồng lấy và post sasna chui ai đo sạt lô á riêng sal pram nó hay ngon nè ăn vật thấm ta sal pram tối mùi mà chậm này tối ban đăng đặt post sasna men côn sầm bát ai khla nông cài chui mà nữ bạch ta riêng đo bay đọ mà tu đây bọn miền pe thấm ta căn ta sal pram ao ta chọp tới cứ sòng cung nâng miền sài gòn sọc hay cho bà mình nè ọt cặp chặt kia phong ọt sầm lạp kia phong bà mình nè ọt lùi chọt lon kia phong bạch trăm chặt sau thúy có phải sọc đây mình chắc nhung bà mình đưa ọt che lùi phong hay mình đưa ọt che một prết kho say một con câu nè đợt tây hay mình đưa ọt che này dây có họ phun phô kia phong nhiều anh trong tinh mà tô cầm bạch trăm hai hoàn ai che mưa mà sân mà tô tao gì mui đây họ ngay trong tinh mà tô tinh lan thục băng poro câu na đây mà cài mưa mà sân mà tô khai khải luôn nè lụ về ọt tròn hay đòi xa ấy bà phay họ nè từ chui mưa nó đòi xa từ dương cách thầm mà đưa ọt tròn này kia hay cho bà mình nước trong này cái này cha bạch phay họ nẹp phèn từ chui mưa mà sân đấy mà cha hay đo mình nước việc ót bát sạch tệ đăng mai đăng âu đăng khóc đăng trâu lên và bật à ba giờ mốc lên lùi chọc lăn cắt sầm lấp lên đăng khóc đăng trâu đời xa tay sạch tệ tăng nâu mòm chẳng mà nước ót bát sạch tệ chỉ một thằng mà nước nâu đăng khóc đăng trâu đăng mai đăng âu đăng côn đăng tô mà nước ro ngay ót đăng mai đăng âu thằng mau bị bát sạch tệ mau vậy mau bị sai kêu sờ vần chẳng bây giờ kịch mưa tấu thà thầm ta sal pram tối mùi để bỏ sầm đầy nó sẽ khá bọt pram nó thưa ơi mà nung miên sẽ đầy sọc ruột nâu chỉ sọc là kia đôi mình chăm bạch bạc cao chỉ bắp của sọc này hãy cho ma xua cho sasna này anh chui ấy đây thà ao tên này anh chưa lừa bẹt nhung này anh bạch qua lấy tao đang là thà bạch cho này anh đang là lang than xua sạp ấy phải pro bẹt nó chăm nó than xua từ tua rong túc chỉ luôn này anh đừng này anh phơi ấy còn bạch phay ao thì chưa lừa bẹt thà ma ta lâu chưa nhom ọt chăm đọt đại cho ban pre mau từ tua phá là lâu nhom trong ơi này anh từ chọp cục chỉ nuốt mùi nhom cục đầy cục nâu phải so nó lâu về trong mà chuột chung mai âu viên này mà tì hó đấy mẹ miền mùi chọp cục mẹ này cả tì hó ta lâu mùi nhom nâu cục phải so nó lâu nhom ọt toàn chăm đọt đại cho lấy trong ơi pre này anh từ cho cục chỉ nuốt mùi nhom đồng bay ở mùi nhom ban mà chuột chung mai âu viên vinh thế đang ọt cờ đấy đang vừa đó tỏ đại cho bạn pre chăm từ tua cam mà tại chất bao bát đấy nâu ruộng này ăn miếng là na tôi chỉ nuôi hoang này thì đọt đại cho mưa đi ăn khơi nhá này anh trẻ thá này nên đọt nâu ruộng này bà thà bà cay chắc là nâu ruộng này mà chui nẹt viên tộc viên về từ nên nào mà chui ban mà họ pre bà cao cục bà quay tầng tật đây phơi cháu pre kia là bà cao tầng này nên pre nó kia là bà cao tầng mà ta bà pre bà cao mà nương bà cao bị phốc lô bà cao đây bà cao tật chẳng mấy comment bà cao mà nương ở một đôi kia mà bà pre bà chui mà nương cột từ kia cua tạo mà nương về xa nó tầng mấy comment class chỉ mong nó lướt qua này hay class nét mà nó khổ cháu từ nó lướt nét vậy này nét từ nó lướt cháu mà nó khổ nét vậy hay class mà riêng cái miền pram anh máu miền là pi hay class chương đây cái đào smart anh đào lẹt cổ cả lại
năng à mấy con phom oi mà nước về xa đôi kia mà khúc đôi kia mà thà so phật đôi kia mà mấy miền khâu miền so miền lọ miền cọ bờ prẹt và cao mai tầm muối âu tầm muối bờ prẹt nè và cao âu tầm muối bờ chắc oi mà đôi kia đằng om á hay âu về mau miền đằng om kia mà mau sự thay ngọ kia nó bờ prẹt về nát sát lố cái prẹt nè và cao mấy con miền oi mà miền bài hộp cướp khạc mau bài hộp bọt cướp mấy con mau oi đôi kia mà hay bờ prẹt và cao cướp từ riêng chứ ăn prẹt bánh vấn đề prẹt chừng rai mấy bờ cao prẹt bánh kia bánh anh cướp bờ kia nó đò thà chẳng ngặt mọt chìa với nhúng thầm mà này mọt và tròn bòn nó nên tham sâu chết kết đấy chè thà tàu món đòi chân có ngặt mọt đòi chân đấy vùng đằng dây mùi lốt đang tham mấy vùng lốt thà chân ấy nè bờ prẹt và cao cướp kia mà mấy con prẹt mình ao và xa từng ao kia mau hay bờ prẹt và cao cướp kia mấy con mình ao chỉ câu nẹt miên từng ao kia mau mấy con vào ao miên về tình niêm miên mình về tình niêm mau từ ấy nên chẳng cứ bộ phật sát na ọt vậy chẳng ọt miên nẹt na và cao nẹt na thì cứ căm nẹt và cao dương cướp kia căm nó cứ sầm đau đau ẩm pơ bao dương nghĩa liền cứ luôn nẹt na sa pro say nè đang mau chẳng là nhung anh ta đâm là lắc đang play à lắc à na đâm đôn đang tranh đôn à na đặt pùi xoay đang xoay pan là ca đâm nó vừa ọt đôi kia tê bị phố chặt dương vừa ọt đôi kia ca bờ prật vừa ọt đôi kia à clac cái trôi chặt hộp xoay cái đâm xoay đó clac cái trôi chặt hộp đôn cái đâm đôn đâu à clac cái trôi chặt là lắc cái đâm mà lắc đó à clac cái trôi chặt là bay cái đâm như vậy khơi mà nước đâm xanh như mẹ đấy Obama mò à pùi của sol về đôi kia đây à clac với sài nhà pùi lùi kia về lùi mà chỉ vật chẳng tao chọp cục tao tranh cái cục mà quay lùi tiền à ọt trôi cục tê cái chạp ban cái quay lẹt uất lẹt chiêm chẳng tao đò bê chia cái uất năng tao lùi tiền về trôi chặt đâm mà pùi lùi chẳng màu mỏng nè hay à clac pùi cái trôi chặt đâm mà pùi vừa bon xong của so chẳng mà ngay nâu ta đạp thò vừa ta bon chẳng nó hay à clac trôi chặt đâm pùi phắc nó phắc cái nó bao plek phắc mà nè hay à clac đâm pùi phật phật các bạn phun côn chẳng mà ngay áp đau ta phật các bạn phun côn cho phun pram phun bờ mui khao ọt trọ cho cái trong group với pan là tia lệch lư lệch khó mà pan là tàu nam miền phun đâu năng à clac tiếc pùi hằng xa pùi tô sạ mau tăng pi cầm nao mau nu mau tăng pi đăng cái đây mà cái này trong pùi mai nó mai nâng ọt bài ọt tật chanh qua scom ri như đây à cao mau nâng cao mau kia bằng buôn khai đọc ngay cái cao à này đọc khai bao về cao nàng à buổi quê tuần này mai nó cho ngọt đó cao mau hơi đăng cái đây hay ọt oi mai đây già cao đâu tôi nó mau pin đọc dục mau pi dục đâu bị liệt ai đặt sport mai ngược tăng ra dục tiếp về họ hướng ao dương đâu sọc mà đọc về thông đăng cái đây với đau cặp đau chuột đau toa kia đọc về ca và pôn ao hơi và pôn nó khả năng bao này là an toàn ban bài để liệp cái em ao và pôn hao mục hao mọt đó nè quay top thẻ pui với không việc xây này ngồi nhiều cơ nhé chẳng ai ban chỉ dương cao một xây kia năng miền nẹt sạt miền nẹt lọ miền nẹt cò năng tham màu về ấy tham màu về pui anh đâm năng việc xây cái này đau việc xây cái này chẳng à Paul về máu về mạch đôi cái này anh chẳng ọt miền nẹt nào mà cao dương thế cứ căm nẹt và cao dương món à pui dương xong mấy với thầu từ tua Paul chẳng là vô liều này nhớ Phật sát na vậy chẳng ọt vậy đôi sát na là tê bơi chân dương trong ban pui lỏ dương thầu từ mấy dương thấu đặt pui trong ban play lọ dương thấu đặt pui lọ mình chẳng đó chẳng dương prang đam pui lọ từng ọt nè pui lọ nó miền pui tiền pui sal pui phiêu nè sal smaธิปัญญาbắt đọc pui từng ọt nângក្នុងខ្លួនយើងឲ្យបានច្រើនគ្រប់ខណៈចិត្តនោះបនកសលនឹងចម្រើនឲ្យផលមកយើងវិញល្អដូចគ្នាយ៉ាងដែរណាខ្ញុំសូមអនុមោទនាធ្វើចិត្តយើងឲ្យសบายចាក់គេនិយាយតែឈើត្រាំទឹកឆាប់ពុកមនុស្សកើតទុកឆាប់អីឆាប់ស្លាប់ចឹងយើងបើកចិត្តយើងឲ្យទលាយកុំចេះតែធ្វើអាចិត្តនឹងវាតូចចង្អៀតពេកកុំចេះតែក្តៅកាហាយច្រើនពេកនឹងអ្នកណាចូលចិត្តខឹងច្រើនតែនឹងកើតមកជាតិក្រោយខ្មៅព្រីកនឹងខ្មៅហ្មងណានឹងខ្មៅអាក្រក់អត់ស្អាតទេព្រោះដុតខ្លួនឯងរាល់ថ្ងៃញោមហ្នឹងហើយចឹងអ្នកណាចង់កើតមករូបស្អាតកុំអាសាខឹងចង់បច្ចុប្បន្ននឹងបានសុខកុំអាសាខឹងគេដូចម៉ានិយាយមិញអត់ធ្វើបន់អីធំដុំអីមួយថ្ងៃអង្គុយយកតែបាបបើភ្នែកឡើងដឹងពីចំណែនឈ្នាននេះគេចាក់រុកគេក្តៅកាហាយនឹងគេហើយធម្មតាកាលណាយើងខឹងគេហើយគេអត់អត់ខឹងមកយើងណាអាហ្នឹងណែកើតទុកអ្នកណាញោមឧមាថាអាកខឹងអាខហើយអាខហ្នឹងគ្នាអត់រវល់ឯងចង់ខឹងអីខឹងអញដឹងតែធ្វើការអញដឹងតែរអញដឹងតែដេកដឹងមកស៊ីហូបបងដើរម៉ោងរហើយអាកនេះគិតតែខឹងគិតតែក្តៅកាហាយគិតតែគុំគួនតើទុកអ្នកណាញោមទុកអាកឬទុកអាខណាទុកអាអ្នកខឹងគេឬទុកអាអ្នកដែលគេត្រូវខឹងទុកអាអ្នកខឹងគេហ្នឹងមកធ្លាប់ឧទាហរណ៍ថាដូចអាអ្នកខឹងគេហ្នឹងដូចយើងអោបដុំភ្លើងមួយជាប់នៅទ្រូង
hay à nè đại trâu cái khăn nút cái ọt khăn to bữa à nâng khăn to đấy à nâng ao phường tạm kia này bắt đấy bữa cái ọt khăn ọt là vô thế à nâng bay đôi tật sầm mót hay à nè khăn kia đấy bay đôi ao đồng phường nè dường vô chẳng bàn dương ọt ao chặt dương chặt ta khăn nè là tây cả nè à ọt ao tu sạ chặt nâng cáo tờ dương vô Paul vì ba rồi bỏ tu sạ nâng theo vì miền vì ba à mấy bàn lô chết tờ tê na ham dương theo bởi trong ban sự đây sóc công mà xà khăn rồi khăn tây ở ọt thôn hay ao vô thà xây cái khăn tây xây cái tu sạ hay bây giờ ọt vô thà xây chỉ khăn tây khởi lúc tê na ta khăn tây khởi là lư ta khăn tây và nó có ọt ai ọt thôn cao đấy được khăn nâng tê khăn tớ với tờ tuôn vì ba à mấy mà tia họ ta đôi nhôm hàm côn dương à tôi viêm họng vô đây từ lục lớn á rứa có việc bông lên cả bắt một căn cả bắt vô mà lên dương khỏi nó khôi như tụi tiên cả bắt đã tranh bị đai con nó bay với tẹt cút phong tẹt đai phong dương ham ta cùng lên nhà nó mốt nè họ côn họng vô đây vô từ lục lớn dương tiên đai mà dùng bay móc bay mót bay đây ta cùng lên nhà nó lục cả nó về liệt bắt lại bây giờ cả là tha lục tao về liệt cả tha lên tao về mốt pan vì ở đây là liệt ngay khỏi vừa cốt tới cho đây từ lục cả đây pan bây giờ bắt đầu thà ao vì lục mà đó ao đăng thà à năng lục tao về lịa mạch ô lên tao về một mạch đâu về lục tao về lịa cái đau ở lùi đấy bạn đăng thà ngay khỏi về anh bạch hàm thầm bạch lục tia ra năng khởi là khơi phớt về đâu tranh mòn chồng dây chắc này à mà nữ dưỡng đọc pe dường vô thà lục tê sna chè hàm thà bởi chồng sóc con mà xa khăn tao dường vô thà khăn nó về ao túc dạng mạch đôi mà dây mà nè khăn kế ôm mà đôi ao đồng phường hay à nè đại trâu cái khăn cái ọt khăn to bay đôi tắc sầm mót rồi tắc tờ lê chứ à nè khăn kia nó khăn nặng anh khăn là tắc tờ lê nó khăn nặng ốc đông phượng tao tụi lẹo ri nhà tắc tờ lê nó đào ao tao à đặt cho tắc tao vì lót bạc tàu tao ao đông phượng mà cô tao tao lẹo tết à nó phải lót tiết ao mà đong tết tao lẹo tết à lót tiết đào cầm lăng tắc chết tao nè mờ tao tắc tờ lê vì ọt ri tê à lót tập lớn pan này à nó về mình riêng hả vậy bị truông anh ấy à lịa phong à lui phong cái đau đây phong cái đau chương phong vừa hot phong việc khát vừa dao khát pi vừa lia phong đó do mà kết bị cha na thôi à anh khăng kia ọt khăng anh nứng ngừng tì mỗi anh nhắc đôi nửa cuột tì pi anh có ọt miên dịch đây sọc cái đau cay nho truông rất là nghe bỏ nừng đo pi dừng vô chẳng tới dừng lẹ lẹt bàn cả khăn cào cả chia bát nè đợt tây nằng dương chẹt vừa khuôn dương ở ruột chỉ sọc bên này khai dương mình chăng thế nè sọc tóc từ nâu lơ khuôn dương bên này dương tràn tạt áo khóc nằng chăng chia diêm chầm ra từ nâu của sao là thon nâu khuôn dương nằng hạt bột lột đầm ọp rồng cài vì trà chật ỏi lọ nằng prang đôi kia nhôm pan là prang đôi soi chở rắt đôi dứt đôi thò đôi nhiều chiêm dương đôi cầm lăng dương đôi panya smart ở đây để dương prao đôi chấm nát vì chia bao dương đôi soi chở rắt đôi dứt đôi thò cầm prang biên kia chốt to kia chấm nay kia lui chả chót plom là cấp kênh của anh mau ban nâng ban đôi mình sưu tê vì đau cả hai vì ọt sóc chân dương nọ pru Paul này xịt đây cọ nâng vì ọt sóc cái nhung nâng ban của ông sầm đây thật xịt đây cọ nâng à vì ao chỉ túc để dương miên mau còn miên với mình sóc nâng chân bán bỏ ông bằng riêng dương thà nọ không prăng chầm ra từ nơi xịt đây lọ hay na chân nọ dương về đường bon dương này này nọ chia diêm chầm ra xịt đây lọ từng ở này đôi nẹt mà đai bao dương ngày này bởi dương kết ta mà dụ thấy ở toàn đòn pê đòn về lìa tê pon tả xịt đây slap nâng với mình tiên dạng nắng để pre bỏ ông sầm đây thầy dương trâu nhẹ là lắc trâu chia diêm chầm ra xịt đây lọ bàn trơn pru miên tay xịt đây lọ nâng mùi cút đây chỉ pui noam dương từ mộc tàu chiết năng dương miên còn năng dương prăng chầm ra sẽ đây lọ và sao căn tại trơn từ mộc tiết dương răng rất tay chầm ra hai côn tầng lai na để che đăng côn mà đai ở pốc cọt sẽ dập cho đây đôi côn prosray tầng lai nhôm chừng năm khơi nằng phê rương bon rương ba này pê khlam bách từ mới chiết mộc chiết cổ câu na để che prạ để bắt mà đai ở pốc thai là xa bay tắc nôm chấm nay tắc cái đau tắc để che rất là nghe voan tia của rốt prạ để bắt con sầm đây cai với ca area bắt tôn phun chấm pua mà đai ở pốc rất là nghe câu nâng chấm rau nè rosi ấy còn đặt ao để che cất đo mà đai ở pốc của rốt côn mà đai ở pốc của rốt côn chặt rất thì cha mà nước nam miên ca của rốt cứ mà nước nam miên sẽ đây chấm rau nhôm trăm và chẳng bàn đồn ta dương kia này dây thà ngợp sco và ao mấy đặt cỏ nè chẳng mà nước nam miên ca của rốt che ao lồng tôn mà đai ở pốc che ao lồng tôn chặt rất thì cha đăng khóc đăng trâu mà nước nâng chấm rau nè chẳng nè đôi con trao prosray ngay đây ban của rốt côn nè mà đai của rốt côn lục ở pốc ban thưa prang đặt đầm con nè mà đai ca nè mà đai nâu rồi dương lướt đầm công đầm cao thay là xa bay tận nông chấm này tray sạch rất là nghe
ថ្នាក់ថ្នមបងបីការពារឃុំក្រងថែរក្សាម្ដាយដោយល្អរហូតដល់ម្ដាយផុតរលត់ឃ្លាតព្រាត់អំពីយើងទៅហើយយើងនៅតែខ្វាយខ្វល់និងខំប្រឹងចម្រើនទៅនៅសេចក្តីល្អជូនចំពោះលោកបានធ្វើប្រាងដ៏សំគួរក្នុងការតម្កល់លោកលើកលោកឲ្យខ្ពង់ខ្ពស់ព្រះអង្គសម្ដែងហៅថាមហាទេជោកូននឹងមានដេកជះទៅណាមកណាប្រកបព្រមដោយការគោរពពីអ្នកដទៃអធិបតេយ្យកូននឹងទៅណាមកណាជាធំលើគេនៅអនាគតជាតិមិនដែលចេះកើតក្នុងតកូលក្រខ្សត់អត់លំបាកនឹងដោយអំណាចនៃការគោរពគុណម្ដាយឪពុកទើបធ្វើឲ្យអ្នកដទៃគោរពដល់ខ្លួនដូច្នោះដែរចឹងការគោរពគុណនឹងថ្លៃណាស់នឹងពិសេសណាស់ហើយកូនណាដែលទុះបន្ទុះសារាយម្ដាយឪពុកឲ្យញោមចំណាំមើលឲ្យតែជេរម៉ែជេរឲ្យព្រឹកល្ងាចគ្រួសារនឹងគ្មានសេចក្តីសុខប្រពន្ធបោកចានបោកឆ្នាំងប្តីជេរប្រពន្ធឆ្លោះប្តីព្រឹកល្ងាចក្តៅកាហាយក្នុងគ្រួសាររងអង្គខ្វះឆ្នាំងរយឆ្នាំងខ្វះអង្គឲ្យតែមនុស្សណាអត់ដឹងគុណមិនដឹងគុណបងមិនដឹងគុណម៉ែមិនដឹងគុណឲ្យគ្មានដឹងខុសត្រូវអាណាបងអាណាម៉ែអាណាឪណាចាស់ព្រឹទ្ធាចារឲ្យតែបន្ទុះសារាយព្រឹកល្ងាចគឺវេទនាណាឃើញភ្នែកចឹងគេឲ្យយើងចម្រើនទៅនៅសេចក្តីល្អជាមួយម្ដាយជាមួយឪពុកឲ្យចេះដឹងគុណឲ្យចេះរលឹកគុណឲ្យចម្រើនទៅនៅសេចក្តីល្អព្រោះគ្មានអ្នកណាអស្ចារ្យជាងម្ដាយឪពុកយើងទេញោមបុគ្គលលើលោកនេះលើកលែងតែព្រះសម្មាសម្ពុទ្ធនឹងដកតែព្រះសម្មាសម្ពុទ្ធព្រះអគ្គសាវកពុទ្ធមកបានព្រះអង្គតាំងថាម្ដាយឪពុកយើងនេះជាព្រះទី2ដែលយើងកុំមើលរំលងត្រូវតែប្រតិបត្តិកូនណាប្រតិបត្តិដោយល្អគឺទទួលផលដ៏ប្រសើរមកធ្លាប់បញ្ជាក់ថាកាលណាយើងដឹងគុណរលឹកគុណម្ដាយយើងបម្រើម្ដាយឪពុកយើងដោយល្អគឺយើងទទួលផល3ទី1កតញ្ញូហ្នឹងគឺអូតូមានន័យថាយើងដឹងគុណម្ដាយយើងឪពុកយើងបម្រើគាត់បាយទឹកក្តៅទឹកត្រជាក់ព្រឹកល្ងាចឈឺជាក្រៅរងាយកចិត្តទុកដាក់ដល់ឲ្យយើងចាស់ទៅមិនបាច់ជាតិក្រោយទេយើងចាស់ទៅអាកូនយើងនៅជាមួយយើងហ្នឹងវាឃើញយើងបម្រើវ័យយាយវាតាវាយ៉ាងម៉េចដល់ឲ្យយើងចាស់ទៅអាកូនយើងបម្រើយើងដូចយើងបម្រើម្ដាយឪពុកយើងចឹងដែរយល់លោកនិយាយហ៎ញោមហ្នឹងចឹងឃើញវាឃើញភ្នែកផលហ្នឹងចឹងបានមកចេះដាស់តឿនថាយើងចម្រើបម្រើម្ដាយឪពុកនេះអត់សយុទ្ធចុះទេប្រឹងគោរពគុណម្ដាយគុណឪពុកគុណបងគុណគ្រូនឹងត្រូវតែគោរពទី1ចម្រើនកតញ្ញូកាលណាយើងដឹងគុណម្ដាយឪពុកយើងដល់យើងចាស់ទៅអាកូនយើងដឹងគុណយើងចឹងដែរទី2សច្ចៈកាយយើងនៅជាមួយម្ដាយឪពុកយើងពិតត្រង់មិនដែលចេះកុហកភូតភរឪពុកម្ដាយចឹងដល់ចាស់ទៅអាកូនយើងក៏អត់កុហកភូតភរយើងចឹងដែរនឹងហកខន្តីកាយយើងនៅជាមួយម្ដាយឪពុកយើងចង់ម៉ែជេរក៏យើងមិនហ៊ានតចង់ឲ្យជេរក៏មិនហ៊ានតមិនហ៊ានមាត់នឹងដាក់ម្ដាយដាក់ឪពុកសម្ដីតូចសម្ដីធំអត់ដែលហ៊ានតបតបើថាចឹងអាត្មានឹងពេលខ្លះដូរផ្លិចខ្លួនដែរណាយាយអាសម្ដីវាតាំងពីកំណើតមកវាមិនសូវព្រោះគេអាត្មាក៏នឹងសម្ដីចឹងបើចិត្តនឹងតុនណាស់មានស្អីចែកគេអស់ហើយក៏ញោមដូចញោមឃើញហើយសកម្មភាពត្បិតតែស្រុកយើងអាត្មាមិនសូវបានចុះមកជួយច្រើនប៉ុន្តែស្រុកខេត្តដតីញោមមើលសកម្មភាពមកយកទៅធ្វើជួយគេគ្រប់កន្លែងហើយបើមណ្ឌលកែប្រែស្ទើរគ្រប់មណ្ឌលកែប្រែគឺយកកូនទៅដាក់ឃើញមានចក្រានបាយអាត្មាមកធ្វើទុកគ្រប់មណ្ឌលហើយចុះទៅអប់រំជាប្រចាំនៅមណ្ឌលកម្មាកព្រាក៏មានចក្រានបាយមានកន្លែងអាត្មាដាក់ធ្វើបន្ទប់សម្រាប់ដាក់ថ្នាំពេទ្យដាក់អីឲ្យក្មេងគ្រប់កន្លែងអញ្ចឹងហ្នឹងបងថ្លៃសាលាឲ្យលោកទូទាំងប្រទេសអ្នកអត់ម្ដាយអត់ឪពុកអីគឺចិត្តហ្នឹងល្អណាស់ប៉ុន្តែមាត់ហ្នឹងវាមិនសូវព្រោះហ្នឹងអ្នកណាទេមកអាត្មាអីតែម្ដងឯងលែងហ៊ានទេក៏ជិះលោកមាត់អាក្រក់ហ្មងថាមាត់វាមិនសូវព្រោះនឹងជួនកាលអាពងអារម្មណ៍វាដូចថាហ្នឹងជួនកាលយាយហើយគាត់ទេមកម៉ោង4ចិត្តភ្លឺអីជួនកាលគាត់ស្ដាប់អាវត្ថុយើងម៉ោង4ហ្នឹងដល់ស្ដាប់ទៅគាត់ឆ្ងល់អីមួយគាត់ទេមកយើងតាំងម៉ោង4ហ្នឹងអីដល់អញ្ចឹងអារម្មណ៍វាមិនសូវល្អនោះណាយាយហ្នឹងអញ្ចឹងចេះទៅគាត់វិញទៅព្រោះប្រាស់អញ្ចឹងទៅពេលខ្លះមាត់មិនសូវព្រោះហ្នឹងតែជាមួយឪហ្នឹងក៏ពេលខ្លះផ្្លាត់ម្ដងដែរអាត្មាអញ្ចឹងយើងគោរពម្ដាយគោរពឪពុកទាំងពាក្យសម្ដីកាយវិការដោយល្អហ្នឹងគឺមនុស្សនឹងចម្រើនណាស់ញោមបងនឹងចម្រើនណាស់មិនសយុទ្ធចុះទេនឹងចម្រើនកតញ្ញូចម្រើនសច្ចៈចម្រើនខន្តីនេះអាខន្តីនេះម៉ែឲ្យជេរថាអីសុកចិត្តអត់សង្កត់កុំតយកពាក្យគាត់មកគិតឲ្យតអត់ធន់អញ្ចឹងដល់ពេលយើងចាស់ទៅយើងជេរកូនយើងស្ដីកូនយើងក៏កូនយើងអត់ហ៊ានតយើងដូចកាលយើងអត់ហ៊ានតយាយវាតាវាអញ្ចឹងញោមស្ដាប់តអត់ហើយញោមហ្នឹងអាហ្នឹងអញ្ចឹងណាវាជាគំរូសម្រាប់កូនយើងជំនាន់ក្រោយឲ្យឃើញបើមិនបាច់ជាតិមុខជាតិក្រោយទេបំរើម្ដាយឪពុកល្អកូនយើងបំរើយើងល្អអញ្ចឹងដូចគ្នាហ្នឹងអាហ្នឹងអញ្ចឹងហើយវាជាគំរូអាម៉េចដូចអាធ្លាប់និយាយព្រះសម្មាសម្ពុទ្ធកាលព្រះអង្គនៅជាពពោធិសត្វណាឪរបស់ព្រះអង្គហ្នឹងកាលដំបូងស្រឡាញ់ម៉ែស្រឡាញ់ឪណា
ប៉ុន្តែពេលបានប្រពន្ធមកមានប្រពន្ធនេះវាកូនប្រសាកំណត់គេមិនបានចិត្តគេមិនកើតគេមិនអោគេបកើតម៉ែគេបកើតណាការប្តីហើយមកនៅណែជាមួយប្តីដឹងថាបំរើប្តីមិនមកបំរើយាយចាស់តាចាស់គុកអាចច្បាច់នងព្រឹកល្ងាចវាមិនសบายចិត្តដល់អញ្ចឹងរកវិធីធ្វើម៉េចឲ្យប្តីនឹងស្អប់អាឪម៉ែបកើតហ្នឹងឲ្យរកវិធីសម្លាប់ឬក៏យកម៉ែឪម៉ែបកើតហ្នឹងយកទៅចោលអាឪម៉ែក្មេងហ្នឹងយកទៅចោលយកទៅណាឲ្យឆ្ងាយមិនចង់នៅបំរើព្រឹកល្ងាចហ្នឹងធុញទ្រាន់នឹងការបំរើយាយចាស់តាចាស់ហ្នឹងហើយដល់អញ្ចឹងលំអុកប្តីម្ដងមិនព្រមពីរដងមិនព្រមនឹងរកវិធីធ្វើម៉េចឲ្យប្តីស្អប់ជួនកាលដាំស្លឆ្អិនឲ្យប្តីទៅធ្វើការនៅចការទៅអាម៉ោងបាយនួខ្លួនឯងឲ្យអ្នកបំរើផ្សេងហូបអស់ទៅដល់ពេលដល់ម៉ោងបាយអត់បាយយកទៅឲ្យប្តីសួរថាណាហូបអស់ថាម៉ែឲ្យយាយចាស់តាចាស់នឹងហូបច្រើនពេកទៅវាហូបអស់ទៅអាធ្វើម៉េចឲ្យតែអាប្តីខ្លួនឯងទៅវាខឹងយាយតាហ្នឹងហើយលំអុកចុងក្រោយដឹងតែគេលំអុកថាមិនទេឥឡូវបើបងឯងអត់យកយាយតានឹងទៅណាទេបើបងឯងមានខ្ញុំគឺអត់គាត់បើមានគាត់គឺអត់ខ្ញុំគេដាក់លក្ខខណ្ឌអញ្ចឹងហើយធម្មតាកូនយើងញោមពិភាក្សាតិចមើលបើប្រពន្ធគេនិយាយអញ្ចឹងបើគេឡាញ់ពុនគេតើគេយកយើងហើយយកពុនគេញោមគេយកពុនគេអញ្ចឹងបើគេថាមានបងមានអូនអត់គាត់មានគាត់អត់អូនអញ្ចឹងដល់គេឡាញ់ពុនគេគេថាអញ្ចឹងបងតាមអូនចុះឥឡូវត្រូវធ្វើម៉េចគាត់ចាស់ចាស់ហើយមានធ្វើម៉េចនឹងឲ្យយកគាត់យកទៅកដាលព្រៃស្ងាត់ទៅដាក់តែម្នាក់មកម្លងទៅគាត់នឹងស្លាប់ហើយនឹងទោះបីយើងមិនសម្លាប់ក៏គាត់រស់គ្មានបានប្រហែលថ្ងៃទៀតដែរហើយដល់អាម៉ូបាំងយាយអាសេចក្តីស្រឡាញ់ខ្លាចបាត់បង់ប្រពន្ធហ្នឹងយកម្ដាយយកឪពុកហ្នឹងតាមប្រពន្ធស្អែកឡើងពេលព្រឹកថ្វាយអង្គមម្ដាយឪពុកពីមុនស្រឡាញ់ម៉ែឪណាស់ដល់ពេលមានប្រពន្ធមកចឹងបាទអាត្មាតាញោមរើសកូនប្រសាស្រីរើសមើលផងឲ្យតែអាណាកញ្ចក់សឡូនអត់ដៃឆ្កល់សក្រានទេអាហ្នឹងក៏មិនញឹមពេកហ្នឹងហើយមើលកុំរើសខ្មៅរើសសរើសស្អាតមិនស្អាតមើលចរិតលក្ខណៈចិត្តគំនិតរបស់មនុស្សហើយដល់តាស្អែកឡើងថ្វាយអង្គមម្ដាយឪពុកម៉ែខ្ញុំនាំម៉ែនាំឪទៅលេងញាតនៅខាងយើងយូរហើយមិនដែលបានទៅលេងគាត់ចឹងចង់ជូនម៉ែឪទៅលេងគាត់ហើយអាកូននេះគឺពពោតិស័តនៃយើងនឹងព្រះយើងនឹងបានកាត់ប៉ុនការនៅជាពពោតិស័តនៅកូនតូចយាយទៅអាយុ6ឆ្នាំប៉ុនចេះណាសួរប៉ាពុកឯងថ្ងៃហ្នឹងចេញអាទេសយកយាយយកតាទៅណាកូនឯងនៅជាមួយម៉ែទៅកុំតាមឪកូនម៉ែឪយកយាយយកតាទៅលេងញាតរបស់យើងខាងយើងទៅលេងអ៊ំកូននៅឯស្រុកផ្សេងកូនឯងកុំទៅអីហ្នឹងហើយនៅជាមួយម៉ែពពោតិស័តនេះគិតក្នុងចិត្តអញតាំងកើតមកដូចអត់ដែលលឺសូរឪអញនិទានរឿងបងប្អូននៅស្រុកឆ្ងាយទេមិនសុកបានថ្ងៃហ្នឹងចង់នាំយាយតាអញទៅលេងអ្នកបងប្អូននៅស្រុកឆ្ងាយវាដូចថាចិត្តនឹងវានៅមិនស្ងប់ក៏សុំឪពុកហ្នឹងទៅដែរទទូចឲ្យខ្ញុំទៅដែរហេអត់ទេកូនឯងនៅជាមួយម៉ែទៅកូនអត់ទេខ្ញុំអត់ទៅខ្ញុំអត់នៅខ្ញុំទៅជាមួយឪខ្ញុំចង់ទៅអត់ឲ្យទៅយំទៅធាក់ដីនោះហ្នឹងដល់អត់មិនបានលើកូនហ្នឹងដាក់ទេសទៅមួយយាយតាជីទៅដល់ជីទៅដល់កដាលព្រៃអាឪនេះឈប់ប្រទេសចុះទៅកាប់ដីហ្មងកប់ម៉ែកប់ឪហ្នឹងណាយាយកប់ចោលវាយកប់ចោលទាំងរស់ដោយអាពតអញ្ចឹងហើយដល់អាឪនេះពងកាប់ដីអាកូននេះវាទម្លាក់ពីអាទេសមកទៅសួរឪឯងកាប់ដីទៅអីកូនឯងកុំសួរទៅអង្គុយវិញទៅកូនកុំនៅចិត្តឪកុំសួរហេចៅឯងកាប់ដីឪឯងខំកាប់អីនៅកណ្ដាលព្រៃក្រែងថាទៅលេងផ្ទះបងប្អូនអីកូនហើយឪប្រាប់កូនឲ្យត្រង់ទៅចុះចេះនិយាយត្រង់ព្រោះគិតថាកូននឹងវាតូចអញ្ចឹងបែបវាមិនដឹងអីទេនឹងតែ6ឆ្នាំឪប្រាប់ត្រង់ទៅចុះឪកាប់ហ្នឹងយកយាយយកតាកូនឯងមកហ្នឹងមិនមែនយកទៅលេងផ្ទះបងប្អូនអីទេកូនយកហើយយាយតានេះសវាំងចាស់ពពីមពពើមួយងឹតភ្នែកហើយនោះគេយកទៅណាក៏អត់ដឹងហើយចឹងម៉ែកូនឯងឲ្យយកយាយយកតាកូនឯងគេពិបាកក្នុងការបំរើយាយតាចាស់កូនឯងហ្នឹងណាចឹងគេមិនចង់នៅជាមួយហើយគេថាបើអត់មានយាយតាហ្នឹងបានគេនៅជាមួយឪហើយបើមានឪអត់យាយហ្នឹងមានយាយតាហ្នឹងហើយបើមានយាយតាហ្នឹងអត់ឪចឹងឪខ្លាចបាត់បង់ម្ដាយកូនឯងឥឡូវឪពុកស្ដាប់តាមម្ដាយកូនឯងយកយាយយកតាមកកប់ចោលហ្នឹងណាកូនអាកូននេះអត់មាត់អីទាំងអស់ទៅទាញចោបជីកនៅលើអាទេសមកអង្គុយកាប់ដីដែរពងកាប់ជីកដីដែរអាឪនេះតាកូនឯងជីកដីទៅអីណាកូនឯងខំជីកតែតាំងក្តៅនឹងអីឡើងទៅលើអាទេសវិញកូនទៅអង្គុយមលុបកូនទៅអង្គុយមលុបកុំខំជីកទៅអីដល់អាឪនេះទៅជីកសួរអញ្ចឹងកូនឯងខំជីកទៅអីខ្ញុំជីកកប់ឪឯងដែរហ្នឹងណាហ្នឹងមានន័យថាអាឪនេះពងជីកយកកប់ឪម៉ែអាកូននេះវាលឺអញ្ចឹងវាទៅជីកដីថាមកកប់ឪវាដែរទាំងរស់ដែរហ្នឹងដល់ឪនេះលឺអញ្ចឹងភ្ញាក់រលឹកហ្មងញោម
ញាក់តអណោះអាកម្មពីនេះពេលខ្លះដូរមិនបាច់ចាំជាតិមុខជាតិក្រោយទេអញធ្លាក់នរកទាំងរស់ហ្នឹងហ្នឹងអញចង់កប់អោទាំងរស់ឥឡូវកូនអញវាមិនទាន់ដឹងអីសោះទៅអាយុ6ឆ្នាំវាចង់កប់អញទាំងរស់ដែរហើយអញ្ចឹងបើឥឡូវនោះវាកប់អញអត់បានក៏ធំកំឡោះទៅវាគង់តែកប់អញហើយអញកប់ម៉ែឪអញអញ្ចឹងហ្នឹងហើយអញ្ចឹងបានភ្ញាក់រលឹកទៅដាក់ចបកាប់ចុះលុតជង្គង់កម្មាទោសសុំម្ដាយសុំទោសម្ដាយឪពុកនាំម្ដាយឪពុកត្រឡប់ទៅផ្ទះវិញទៅនិទានរឿងខ្លីប៉ុណ្ណឹងឲ្យញោមរៀនពិចារណាថាកាលណាយើងបម្រើម្ដាយឪពុកយើងដោយសេចក្តីល្អយ៉ាងណាវាជាគំនូសដ៏ល្អប្រសើរសម្រាប់ឲ្យកូនយើងឃើញនឹងភ្នែកថាយើងថែរក្សាម្ដាយឪពុកយកចិត្តទុកដាក់ម្ដាយឪពុកយើងយ៉ាងណានៅពេលដែលយើងចាស់ជរាទៅកូនយើងក៏បម្រើយើងទៅតាមលំអាននឹងអ្វីដែលយើងធ្វើដូចគ្នាមិនបាច់លោកណាមកទេសនាទេកាលណាគំរូរបស់យើងឃើញធ្វើចំពោះម្ដាយឪពុកយើងដោយល្អយ៉ាងណាកូនយើងនឹងដើរតាមកន្លងយ៉ាងនោះនឹងញោមចាំយឹកហ្នឹងហើយអញ្ចឹងប្រឹងចម្រើនទៅនៅគុណធម៌និងសេចក្តីល្អក្នុងចិត្តជាមួយម្ដាយឪពុកហើយបម្រើម្ដាយឪពុកនេះបន់ច្រើនកើនមានគ្រប់ពេលគ្រប់ខណៈបម្រើម្ដាយបម្រើឪពុកបម្រើអស់ពីម្ដាយឪពុកទៅនៅបងប៉ុន្តែយើងថ្ងៃនេះនៅឪពុកអញ្ចឹងអស់ពីម្ដាយទៅបម្រើឪពុកដោយល្អយកចិត្តទុកដាក់ដូចថ្មនិយាយមិញអញ្ចឹងចង់ឲ្យឪពុកអាយុវែងហ៎កូនចៅចង់ថែគាត់ផ្លូវហ្មងមិញហ្នឹងផ្លូវ2ផ្លូវកាយមួយផ្លូវចិត្តមួយឲ្យតែពីរនឹងដើរទន្ទឹមគ្នាល្អគឺឪពុកអាយុវែងម្ដាយអាយុវែងឥឡូវយើងអស់អ្នកម្ដាយប៉ុន្តែយើងនៅលោកឪពុកនឹងប្រឹងថែរក្សាយកចិត្តទុកដាក់គាត់ដោយល្អហើយបើ100ឆ្នាំទៅទៀតអស់ពីលោកឪពុកទៀតត្រូវថែរក្សាបងអ្នកណាជាបងគេហ្នឹងប្អូនត្រូវប្រតិបត្តិដូចប្រតិបត្តិម្ដាយឪពុកចឹងអស់ពីម្ដាយឪពុកគឺបងប្រុសបងស្រីហ្នឹងហើយជាម្ដាយឪពុកនឹងទី2ហ្នឹងអញ្ចឹងបើ100ឆ្នាំទៅទៀតលោកឪពុកឃ្លាតព្រាត់ពីយើងទៅគឺបងប្រុសបងស្រីប្អូនត្រូវតែប្រតិបត្តិហ្នឹងដូចម្ដាយដូចឪពុកចឹងញោមលោកអ្នកប្រាជ្ញលោកផ្ដាំយើងអញ្ចឹងព្រោះយើងពិចារណាមើលកាលពីយើងនៅតូចឪពុកម្ដាយយើងគាត់ព្រលឹមឡើងដឹងតែចេញអាទេសចេញនឹងគាត់ចេញកញ្ច្រែងចេញឆ្នាំងចេញទៅរកស៊ីបាត់ហើយចុះអ្នកណាអ្នកពោយើងអ្នកណាអ្នកគក់កតបយើងអ្នកណាអ្នកលៀងលិមួកយើងអ្នកណាអ្នកបញ្ចុកចំណៃយើងអ្នកណាអ្នកមើលយើងអ្នកណាអ្នកបីយើងអ្នកណាអ្នកត្រយើងបងយើងនឹងហើយនឹងប្រតិបត្តិថែរក្សាប្អូនដោយយកចិត្តទុកដាក់អញ្ចឹងអស់ពីម្ដាយឪពុកប្អូនខ្លះមើលរំលងនឹងជួនកាលទៅឆ្លោះបងប្អូនឯងកាត់កាលបងប្អូនឯងចោលម៉ែឪបកើតក៏វាកាត់កាលចោលដែរអាខ្លះហ្នឹងណាតែម៉ែឪបកើតក៏ឆ្លោះតោះជាមួយម៉ែឪកាត់កាលជួនកាលអាដីចែកឲ្យមិនស្មើគ្នាហ្នឹងអាម៉ែឪចែកឲ្យមីពៅបាន2អំពកទៅអាបងបានម្នាក់1អំពកទៅកាត់កាលម៉ែឪឯងចោលទៀតហ្នឹងណាមានមិនអត់ទេមនុស្សសម័យនេះហ្នឹងចឹងអស់ពីបំរើម្ដាយឪពុកដោយល្អបើអស់ពីម្ដាយឪពុកបំរើបងប្រុសស្រីដោយល្អដែលអាត្មាធ្លាប់បញ្ជាក់តកាលយើងនៅពីក្មេងបងនាំលេងមិនអោយព្រួយខុសត្រូវបងអ្នកជួយប្អូនរំអួយពួយទៅយំបើម៉ែឲ្យមួយបាតបងសង្វាតទៅទិញនំទិញបាននំមកកូនដុំបេះខាងធំហុចឲ្យប្អូនម៉ែថាឯងកំហូបទុកឲ្យវាទៅណាកូនបងបេះបញ្ចុកប្អូនមិនឲ្យយំពវាលេងប្អូនពបងពដើរត្រាក់ផ្ទៃពោះបាក់រលីងថេងប្អូនយំទៀមមុំគេងបំប្រមលេងស្រែកឡូឡាម៉ែលឺសូអាតូចយំវាយអាធំស្រែកឡូឡាតែឯងលេងអាណាមិនសវាឆាប់លើកប្អូនបងលើកហើយលួមលោមប្អូនមិនព្រមប្រឹងយំទាគ្រប់ពេលរាល់វេលាស្រែកបញ្ជាតាមតែចិត្តបងរមអស់សរសៃពរយដៃស្ទើររលេះប្អូនជាប់នឹងចកេះធ្វើមាត់ស្ពិះយំហ៊ីហ៊ីទាបាយចំណៃនំចេះត្រឹមយំទាទៅស៊ីបង្វក់បងវក់វីពេលបានស៊ីទៅបាត់មាត់បើវាបានស៊ីប្រឹងចំតែងលេបតែឯងឲ្យបងអត់បងពដើរនឿយហត់ត្រូវតែមាត់ម៉ែឲ្យជេបងខំកំដាក់ដៃរាល់តែថ្ងៃពុំទំនេរព្រឹកឡើងពោះទៅទេម៉ែស្រែកជេឪបងប្អូននេះហើយសកម្មភាពបានរៀបរាប់លើកចែកជូនចងត្រង់ទុកជាក្បួនអប់រំខ្លួនប្អូនប្រុសស្រីគួរតែនឹកគុណបងក្រាបសំពះផងរាល់ថ្ងៃបើយើងមិនដឹងគុណស្រ័យជានិស័យទៅនរកហ្នឹងប្រែតតិរិឆានហ្នឹងព្រះអង្គសម្ដែងអញ្ចឹងឲ្យយើងរៀនពិចារណាព្រោះអស់ពីម្ដាយឪពុកគឺបងប្រុសស្រីនេះជាព្រះជាគ្រូជាអ្នកដែលយើងត្រូវប្រតិបត្តិអញ្ចឹងណោសរុបមកការដឹងគុណម្ដាយការដឹងគុណឪពុកការថែរក្សាម្ដាយការថែរក្សាឪពុកការដឹងគុណគ្រូការដឹងគុណចាស់ព្រឹទ្ធាចារ្យការដឹងគុណតកូរៀនច្បងជាធម៌ជាពូជមួយដ៏ប្រសើរកតញ្ញូនេះជាកំពូលនៃធម៌ដែលព្រះអង្គសម្ដែងអញ្ចឹងបុគ្គលណាដែលបានបម្រើអ្នកដ៏មានឧបការៈលើខ្លួនយ៉ាងនេះឈ្មោះថាមិនសយត់ចុះរមែងចម្រើនជាទីស្រឡាញ់នៃអ្នកដតីជាទីគោរពនៃអ្នកដតីចម្រើនយុះចម្រើនស័ក្តិនិងចម្រើនសេចក្តីសុខនិងចម្រើនកតញ្ញូគឺការដឹងគុណបន្តពីកូនយើងបន្ទាប់ពីយើងចាស់ទៅទាំងអស់គ្នាណាញោមសូមអនុមោទនាឥឡូវយើងនិយាយរឿង100ថ្ងៃមួយម៉ាត់ទៀតយើងធ្វើបន់គម្រប់ខួប100ថ្ងៃដើម្បីឧទ្ទិសកុសលជូនចំពោះអ្នកម្ដាយដែលបើលោកបានឃ្លាតព្រាត់ទៅអញ្ចឹងដើម្បីឲ្យបុណ្យនឹងបានដល់អ្នកម្ដាយ
តលយើងធ្វើឲ្យត្រូវតាមអង្គនៃតក្កណានុបទានទី1សង្ឃមហិសុបតិតេតាតម្កល់សេចក្តីល្អនៅជាមួយសង្ឃវាហេតុអីបានយើងធ្វើបន់សម្រាប់អ្នកស្លាប់ត្រូវតែតម្កល់សេចក្តីល្អនៅជាមួយសង្ឃដូចអាធ្លាប់បញ្ជាក់ព្រោះសង្ឃបីដូចស្រែឧទាហរណ៍ណាសង្ឃបីដូចស្រែឯយើងជាម្ចាស់បន់មានចិត្តចង់ធ្វើបន់បីដូចមានចិត្តចង់ចោះធ្វើស្រែដល់យើងមានបាយមានទឹកនំចំណីយកទៅប្រគេនសង្ឃបីដូចមានក្របពូជយល់លោកនិយាយញោមអញ្ចឹងកាលណាយើងមានក្របពូជយើងអត់យកទៅដាក់នៅលើស្រែវាអត់ដោះអញ្ចឹងកាលណាយើងមានក្របពូជមានសទ្ធាបីដូចមានចិត្តចង់ចោះធ្វើស្រែហើយបើយើងអត់យកទៅធ្វើជាមួយសង្ឃវាអត់កើតជាបុណ្យជាកុសលអញ្ចឹងបានគេថាធ្វើបុណ្យសម្រាប់អ្នកស្លាប់កិច្ចទី1គឺត្រូវតម្កល់សេចក្តីល្អនៅជាមួយសង្ឃអញ្ចឹងសង្ឃបីដូចស្រែសម្រាប់បដោះបុណ្យយើងឲ្យកើតកាលណាកើតចេញជាបុណ្យជាកុសលជាផ្លែជាផ្កាបានយើងចាប់ផ្ដើមប្រមូលបុណ្យកុសលនឹងមកដំណាក់កាលទី2ទាយិកាហ្នឹងឧទ្ទិសសេអ្នកយើងជាកូនចៅនឹងក្រោយពេលរាប់បាតហើយអីហើយវេចង្ហាន់ហើយយើងអាចារ្យហៅមកឧទ្ទិសនឹកម្ដាយនឹកឪពុកនឹកម៉ែឈ្មោះអីឪពុកឈ្មោះអីជាតាឈ្មោះអីជាដូននឹកឈ្មោះអីនឹកខ្លួនយើងហ្នឹងនឹកសាយអាហ្នឹងគេហៅទៅទាយិកាហ្នឹងឧទ្ទិសសេអ្នកដល់យើងឧទ្ទិសទៅបានទេវាគាត់ថ្វានិវត្តយងពពួកទេវតាជាប្លង់តុងហ្នឹងគេនាំហើយនាំសេចក្តីល្អហ្នឹងទៅបានចុងក្រោយមេតាបិតុបតាអ្នកដែលស្លាប់ហ្នឹងមកទទួលដឹងឮត្រេកអរនឹងឧបមាដូចយើងច្រូតកាត់ហើយយើងផ្ញើផលហ្នឹងមកកញ្ចប់ហ្នឹងហើយបែងចែកហើយស្រូវមួយល្អីទៅតឡងទៅមួយល្អីទៀតទៅប្អូនទៅមួយល្អីទៀតទៅបងទៅយើងបែងចែកយើងផ្ញើតាមតាក់ស៊ីខ្ចប់វិចហើយតាក់ស៊ីយកទៅចុងក្រោយសង្កហ្នឹងវាបានដល់នោះអ្នកនោះមិនដល់គឺនៅពេលអ្នកព្រមទទួលឬមិនព្រមទទួលអញ្ចឹងអាបនយើងធ្វើក៏ដូចគ្នាកាលណាយើងផ្ញើទៅហើយចុងក្រោយបានឬមិនបានអាស្រ័យអ្នកដែលស្លាប់ហ្នឹងទទួលដឹងឮត្រេកអរបើអ្នកស្លាប់ហ្នឹងគាត់ទៅកើតក្នុងកំណើតមួយដែលមិនអាចទទួលបនបានទោះយើងធ្វើយ៉ាងម៉េចក៏អត់បានផលហ្នឹងកំណើតដែលគាត់ស្លាប់ទៅហ្នឹងមិនប្រកបថាយើងធ្វើបន់ទៅបានទាំងអស់ទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបើគាត់មានបន់កុសលខ្ពស់គាត់ទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកពពួកទេវៈគេអត់ទទួលបន់បន្ថែមទេបន់គេគ្រប់គេសោយទៅសម្បត្តិទឹកក្លិនកទឹកអភរណៈទឹកការពលត្រូវកទឹកទឹកទាំងអស់ល្អទាំងអស់ហើយចុះបើមិនបានទៅកន្លែងល្អវាទៅអាកន្លែងអាក្រក់នោះវាជ្រៅពេកក៏អត់បានដែរហ្នឹងដោយព្រះអង្គសម្ដែងថាបើទៅជាប្រែត3ពួកដែលទទួលផលបានក្រៅពី3ពួកហ្នឹងអត់បានទាំងអស់ដែលទទួលផលបានមានតប្រកតោវិជីវការប្រែតនៃជាមតនិកប្រែតខុសពីបាសិកវត្តប្រែតអញ្ចឹងមានន័យថាបើទៅអាកន្លែងល្អពេកក៏វាអត់បានទៅអាកន្លែងទាបពេកក៏វាអត់បានអញ្ចឹងតើកើតក្នុងកំណើតដែលអាចទទួលផលបានទៀតអញ្ចឹងហើយបានអាត្មាចេះតែដាក់ទឿនថែមទៀតថាកុំចាំដល់កូនគេធ្វើបន់ឲ្យតនយើងទាំងអស់គ្នានៅខ្យល់ដកដង្ហើមចេញចូលតនដើរកើតតនតិចស្ដាប់ធម៌កើតនាំគ្នាទៅចម្រើនសេចក្តីល្អទៅរក្សាសិលទៅធ្វើបន់ឲ្យទៀនតនយើងនៅធ្វើកើតព្រោះទៅរំពឹងកូនយ៉ាងម៉េចញោមបើអ្នកខ្លះកុំថាឡើយដល់ទៅពេលយើងស្លាប់ទៅកូនគេធ្វើបន់ឲ្យគ្រាន់តែថ្ងៃសិលពឹងវាដប់ទៅសុំសិលម្ដងមកព្រឹកណាអាខ្លះមិនដែលមុខរីកដាក់ម៉ែផងហ្នឹងពឹងម្ដងមុខអកញ៉ៅហើយចឹងយាយសង្ឃឹមថាដល់យើងស្លាប់ទៅវាធ្វើបន់ឲ្យយើងបានត្រូវទេអត់ទេចាំគេធ្វើបន់ឲ្យទៅមិនងាយទេបានដោយកូនចៅថ្ងៃនេះគាត់ចេះដឹងគុណជាអ្នកមានបញ្ញាប្រកបព្រមដោយធម៌ចេះធ្វើបន់ត្រូវតាមធម៌តាមវិន័យជូនម្ដាយជូនឪពុកហើយចុះកូនអ្នកខ្លះនេះដូចថ្មនិយាយមិញខ្ញុំឯងចង់ដឹងតែកូនយើងកើតពឹងវាទៅដប់ទៅសំសិលមុខមិនដែលរីកផងណាហ្នឹងកុំសង្ឃឹមពេកនឹងខំប្រឹងធ្វើបន់ទុកខ្លួនយើងឲ្យហើយហ្នឹងព្រោះទៅមុខទៅអត់មានពឹងកូនបានទេអាកូនយើងឥឡូវនេះកូនតែនៅខ្យល់ហ្នឹងទេប្តីយើងប្រពន្ធយើងតែនៅខ្យល់ហ្នឹងទេតែផុតខ្យល់ហើយពេលណាយ៉ាងច្រើនគេស្រឡាញ់ឯងប៉ុណ្ណាក៏គេជូនទៅដល់ទីស្មោសានកន្លែងបូជាកន្លែងបញ្ចុះតែមួយផ្លែតហ្នឹងគេយំតែមួយផ្លែតហ្នឹងហើយគេដើរចេញមកវិញគេទុកយើងនៅមួយអាចារ្យភ្លុកមួយអាចារ្យយោគីហើយអាចារ្យនេះបុករុកគ្នាកត់ហ្នឹងគេមកផ្ទះវិញហើយហ្នឹងគេស្លាប់ចោលតែ3ខែឬ1ឆ្នាំជាងគេយកប្តីទៀតប្រពន្ធទៀតហើយហ្នឹងយើងនេះគឺទៅដោយខ្លួនផ្សេងគ្នាទាំងអស់ចឹងបានព្រះអង្គសម្ដែងថាគ្មានអ្នកណាជាទីពឹងក្រៅអំពីសេចក្តីល្អទេបញ្ញាំងមិត្តតាំងប៉ាប៉ាំងមិត្តតាំងមានតែអាបុនហើយបាបតែពីរនឹងគត់ដែលវាជាមិត្តដល់ប្រសើរយាយសែបគប់អាមិត្តបាបទៅជាមួយអាមិត្តបាបសែបគប់អាមិត្តបុនគឺសេចក្តីល្អទៅជាមួយមិត្តបុនចឹងត្រូវនាំគ្នាសែបគប់មិត្តបុនឲ្យបានច្រើនកុំស្រឡាញ់អាមិត្តបាបនឹងច្រើនពេកណាយាយណាលះចោលអបាយមុខស្រីស្រាបៀបនដូរតន្ត្រីផឹកស៊ីជួបជុំកាប់ចាក់ចំណែនប្រច័នឈ្នាននេះនឹងលះចោលអស់នឹងមិនបានធ្វើបនអីឲ្យច្រើនឲ្យតែបានលះអបាយមុខប៉ុណ្ណឹងក៏បនកុសលវាចម្រើនកើតមានភាពចម្រុងចម្រើននិងសេចក្តីសុខក៏រមែងចម្រើនយើងវិនិច្ឆ័យមនុស្សណាម្នាក់កុំឲ្យគ្រាន់តែឃើញគ្រាន់តែឮហើយយើងខ្វះការពិចារណាមកឃើញខ្មែរយើងអញ្ចឹង
ជួនកាលអារឿងរបស់គេសោះនាំគ្នាយកបាបមកដាក់ខ្លួនជួនកាលគ្រាន់តែឃើញប្តីគេវាយប្រពន្ធគេហើមភ្នែកអាប្រពន្ធហ្នឹងគ្រាន់តែផុសទៅតែប្តីវាយខ្ញុំហើមភ្នែកអាឯងនេះអត់ដឹងរឿងគ្រួសារគេផងហ្នឹងលេងខមមិនជេរគេអាពូជហ្នឹងចឹងអាខ្ញុំចង់តែអញលេងក្បាលវាចោលតាំងពីយូរមកអាជុំជេរម៉ែជេរឪគេអត់ដឹងរឿងគេផងអាហ្នឹងគេហៅតែយកបាបមកដាក់ខ្លួននោះបាទត្រូវចេះវិនិច្ឆ័យមកធ្លាប់ឧទាហរណ៍ថាដូចយាយកគាត់កាន់ថងខ្មៅមួយហើយដល់អ្នកកនេះឃើញយាយនឹងកាន់ថងខ្មៅសួរតែយាយឯងកាន់អីហ្នឹងយាយនេះប្រាប់ថាអាចៅអើយអាថងមួយថងហ្នឹងអញកាន់មាសហ្នឹងអានេះអត់ដឹងថាក្នុងហ្នឹងស្អីទេគ្រាន់ឮយាយនឹងថាមាសអញ្ចឹងអានេះដើរប្រាប់គេមកភូមិអញឃើញយាយកនឹងដើរកាន់ថងមាសមកថងខ្មៅអាមួយនោះអត់ដឹងដែរគ្រាន់អត់ឮអាមួយអាទី2នោះអត់ឃើញទៀតមិនតែអត់ដឹងទេអត់ឃើញភ្នែកចិត្តគ្រាន់តែឮអាមួយនោះវាប្រាប់ថាយាយនឹងកាន់មាសមកថងអញ្ចឹងអានោះវាដើរប្រាប់គេទៅយាយនឹងមានខ្លាំងកាន់មាសមកថងបើអត់ដឹងថាក្នុងហ្នឹងជាស្អីទេតាមស្រួលថងខ្មៅនោះគេកាន់ពោះវែកក៏មិនដឹងហ្នឹងគ្រាន់តែឮគេថាតាមាសអញ្ចឹងយើងចេះថាមាសតគ្នាទៅហ្នឹងអាហ្នឹងអញ្ចឹងរឿងគ្រួសាររបស់គេយើងកុំយកបាបមកដាក់ខ្លួនរឿងសុខរឿងទុក្ខគ្រួសារយើងនេះយើងគិតតែពីខ្លួនយើងគ្រួសារយើងពេលណាមានទុក្ខមានបញ្ហាហ្នឹងយើងជួយគ្នាសាមគ្គីគ្នាប៉ិនកុំចូលចិត្តដុតខ្លួនឯងកុំចូលចិត្តយកបាបមកដាក់ខ្លួនអាហ្នឹងសុខហ្នឹងអញ្ចឹងខ្លះមកនិយាយខ្លះណាតិចតែឃើញគេមានទៅសុបាយចិត្តគេអត់តិចតែឃើញកូនគេរៀនចប់បណ្ឌិតអីទៅត្រេកអរថាសុបាយចិត្តថាខ្មែរយើងទោះបីមិនមែនកូនយើងប៉ាន់ឈាមខ្មែរតែមួយគេរៀនបានចប់បណ្ឌិតសុបាយចិត្តរីករាយមួយគេដេកចាំតែយីហ្នឹងហើយអ្នកខ្លះឃើញពីមុនគ្រួសារគេក្រដល់ពេលកូនគេមួយទៅធ្វើការនៅកូរ៉េអាមួយធ្វើការនៅថៃអាមួយទៅធ្វើការនៅភ្នំពេញគេបានលុយផ្សំគ្នាមកគេធ្វើផ្ទះធំឲ្យឪឲ្យម៉ែគេអានឹងពីមុនក្រលហាមហើយអញឃើញកូនកំមុំវាអញឃើញល្ងាចឡើងអញឃើញគូសចើមអញឃើញលៀបកញ្ចក់អញឃើញផាត់មុខផាត់មាត់ចេញទៅក្រៅជិះឡានទៅហ្នឹងអញសង្ស័យទៅរកស៊ីអីមិនសូវស្រួលអញសង្ស័យហ្នឹងអត់ដាក់បែរគិតថាគេនឹងវាល្អហ្នឹងហើយយកតាក្តៅកាហាយយកតាបាបយកមកដាក់ក្នុងខ្លួនអាហ្នឹងធ្វើមិនសុខញោមហើយទៅរកប៉ុនណែណាអាហ្នឹងឲ្យនាំយើងឲ្យក្តៅកាហាយតាំងពីបច្ចុប្បន្នហ្នឹងរហូតដល់ទៅមុខទៀតធ្លាក់នរកធ្លាក់ប្រែតអត់បានមកមនុស្សទៀតទេអញ្ចឹងបានមកចេះដាស់តឿនថានឹងអ្នកខ្លះមិនស្គាល់ប៉ុនស្គាល់បាបអញ្ចឹងបានព្រះអង្គសម្ដែងថាមនុស្សយើងមានច្រើនប្រភេទវាមានមនុស្សស័កមនុស្សសោមនុស្សសទេវោមនុស្សសពេតោមនុស្សសតិរិឆានោមនុស្សសនិរយិកោអាមនុស្សស័កមនុស្សសោនេះយើងទាំងអស់គ្នាហ្នឹងគេហៅថាមនុស្សស័កមនុស្សសោអាប៉ុនក៏ធ្វើបាបក៏ធ្វើស្រាក៏ផឹកសិលក៏សុំម៉ែដឹងគុណខ្លះមិនដឹងគុណខ្លះអាហ្នឹងគេហៅមនុស្សស័កមនុស្សសោយើងទាំងអស់គ្នាណាតាំងញោមតាអាត្មាគេហៅមនុស្សស័កមនុស្សសោដល់អាមនុស្សសតិរិឆានណោអាហ្នឹងខ្លួនជាមនុស្សបើចិត្តកំណត់ដូចដេរិឆានញោមដេរិឆានដែលស្គាល់ម៉ែស្គាល់ឪទេញោមស្គាល់ទេមកឧទាហរណ៍ថាតាសនៈមួយចុះសុនខៈមួយចុះយកមកជាកតិសម្រាប់ពិចារណាខ្លួនយើងកុំឲ្យយើងធ្លាក់ចូលទៅក្នុងរឿងហ្នឹងសុនខៈមួយចុះឧទាហរណ៍ថាវាមានប៉ាឆ្កែមានម៉ាក់ឆ្កែហើយមានតឡងឆ្កែនៅនឹងដែរហើយវាមានប្តីវាប្រពន្ធវាហើយកូនវានៅនឹងដែរហើយវាអង្គុយជុំគ្នាចឹងអរហងអង្គុយវិឈរជង្គង់ចាំយើងជាម្ចាស់នេះហូបខជើងជ្រូកហើយបោះអាចឹងហ្នឹងដឹងអាង្គប់ជើងសក់ហ្នឹងដឹងអសល់វាហើយចឹងវាអង្គុយជុំគ្នាចឹងដែលគេហៅថាតិរិឆានហ្នឹងមកពីអញ្ចឹងហ្នឹងគ្មានធម្មសញ្ញាមិនដឹងខុសមិនដឹងត្រូវគ្មានស្គាល់អាណាម៉ែអាណាឪអាណាបងអាណាប្អូនអាណាមីងអាណាមីនឹងមិនស្គាល់សង្ឃមិនស្គាល់ចាស់ព្រឹទ្ធាចារ្យមិនស្គាល់បុណ្យមិនស្គាល់បាបមិនដឹងគុណមិនដឹងទោសគ្មានដឹងអីទាំងអស់ហ្នឹងហ៎ដល់ឯងនេះគ្រាន់តែឃើញក្រុមគេនឹងមានប៉ាម៉ាក់ឆ្កែតឡងឆ្កែប្រពន្ធប្តីកូនគេនឹងនៅជុំគ្នាយើងនេះហូបស្រាច់អស់យើងមិនបោះឆ្អឹងនឹងទៅណាមិនបោះទៅហ្នឹងបោះចំកដាចំណោមទៅគ្រាន់តែបោះពុកកដាចំណោមទៅអាកូននេះវាមានប្រាប់ថាអូនសម្លាញ់ប្រពន្ធអូនឯងកំអាលកូនខ្លួនឯងកំអាលយើងទុកអាហ្នឹងឲ្យប៉ាយើងម៉ាក់យើងគាត់អត់សូវមានថ្មិញគាត់អង្គៀមមុនទៅហើយសល់ប៉ុន្មានចាំយើងជក់តាមក្រោយវាមានភាសាគ្នាអញ្ចឹងនិយាយពេលឆ្អឹងដល់កដាលចំណោមវាមានភាសានេះអញ្ចឹងអត់ទេកាធ្លាក់ពុកទៅអាណាមានកម្លាំងខ្លាំងជាងគេអាចកោមវែងជាងគេវិញញឹកអញហ្នឹងហើយអញណាហើយអាណាខ្សោយជាងគេដូចម៉ែឪនេះតម្លាក់កតុយរត់ត្រេអាខ្លះទៅព្រៃជែកទៅអាខ្លះទៅគល់ស្វាយទៅអាខ្លះលូនទៅក្រោមក្រែទៅអាណាខ្លាំងជាងគេវាទាញទៅរុយម្នាក់វាទៅអាហ្នឹងដែលគេហៅតាតិរិឆានហើយមនុស្សដែលព្រះអង្គសម្ដែងតែមនុស្សសតិរិឆាននោះមានន័យថាខ្លួនជាមនុស្សបាចិត្តកំណត់ដូចដេរិឆាននឹងវាអត់ខុសគ្នាពីអាត្មាលើកឧទាហរណ៍មិញហ្នឹងទេមិនចេះស្គាល់ម៉ែមិនដឹងម៉ែមិនដឹងឪមិនដឹងគុណមិនដឹងទោសមិនដឹងអាណាបងមិនដឹងអាណាប្អូនប្រមាថកាបទៀនគ្មានស្គាល់បងគ្មានស្គាល់ប្អូនគ្មានស្គាល់មីងគ្មានស្គាល់អ៊ំគ្មានស្គាល់បុណ្យគ្មានស្គាល់បាប
ហ្នឹងអាហ្នឹងគេហៅថាមនុស្សសតិរិឆានមកខ្លួនជាមនុស្សបែចិត្តកំណត់ដូចដេរិឆានឯមនុស្សចឹងមានទេសម័យសពថ្ងៃមានទេញោមអាកូនអត់ដឹងម៉ែដឹងឪមានទេអាកូនវាយម៉ែវាយឪមានទេអាកូនអត់ស្គាល់គ្រូបាអាចារ្យមានទេអាកូនមិនស្គាល់វត្តមិនស្គាល់លោកមិនស្គាល់ចាស់ទុំមិនមានទេចឹងបានព្រះលោកថាមនុស្សសតិរិឆានណោវាមិនអត់ទេមនុស្សអញ្ចឹងខ្លួនជាមនុស្សបែចិត្តកំណត់ដូចដេរិឆានមនុស្សសពេតោធម្មជាតិនៃប្រែតនោះគឺស្រេកឃ្លានរហូតហើយមនុស្សយើងរាល់ថ្ងៃមានមនុស្សប្រែតណាញោមមានអាមនុស្សស្រេកឃ្លានមិនចេះចែកណាហ្នឹងគេមានគេប្រឹងណាស់ញោមមិនបានសឹងមិនបានដេកមិនបានពួនទេហើយយើងនេះចេះតែអង្គុយបន់តាអ្នកតាហ្នឹងហើយប្រាថ្នាទៅមិនឲ្យបានមាននឹងឲ្យដល់អត់មានទៅអង្គុយតែចំណែនគេអង្គុយតែក្តៅក្រហាយមិនកើតទេប្រឹងត្រូវប្រឹងដូចអានិយាយមិញតែចង់ឲ្យគេជួយទៅយើងជួយខ្លួនយើងហើយបើយើងជួយខ្លួនយើងមិនកើតធ្វើខ្លួនយើងឲ្យគួរជាទីស្រឡាញ់ដែលគេចង់ជួយនឹងគេមានចិត្តចង់ជួយនោះណានឹងធ្វើខ្លួនយើងឲ្យជាទីស្រឡាញ់នៃអ្នកដតីអានឹងអញ្ចឹងហើយអ្នកណាកសាងព្រះនេះបានបុណ្យណាស់មហាទេជោមហាភោគោអធិបតេយ្យយោដូចបំរើម៉ែបំរើឪអញ្ចឹងនឹងអានិសង្ឃស្ទើរតែដូចគ្នាហើយដល់យើងស្លាប់ទៅអនាគតជាតិបាននៅគៀបរតនត្រ័យមនុស្សហ្នឹងកើតមកគឺយល់ដឹងខុសដឹងត្រូវតែម្ដងហ្នឹងអ្នកណាកសាងពុទ្ធណាហើយកើតជាធំលើគេគឺកើតក្នុងតកូល2ខត្តយៈតកូល1ព្រាហ្មណ៍តកូល1មនុស្សណាដែលបានកសាងព្រះដែលបានកសាងបត្រៃ3ដកកពីបត្រៃ3ដកបានទិញ3ដកដាក់ទូប្រគេនលោកគេហ្នឹងទៅអនាគតជាតិមានបញ្ញាហើយកើតក្នុងតកូល2នឹងខត្តយៈតកូលមានតែកើតក្នុងតកូលស្ដេចតកូលមន្ត្រីព្រាហ្មណ៍តកូលកើតក្នុងតកូលអុកញ៉ាតកូលអាយឧត្តមតកូលអ្នកមានចំណេះចេះដឹងហ្នឹងអញ្ចឹងយើងប្រឹងចម្រើនទៅនៅសេចក្តីល្អមកជួនចំពោះជីដូនដែលលោកធ្លាប់មានឧបការៈគឺសេចក្តីល្អគ្រប់យ៉ាងមកដល់លើយើងជាកូនចៅប្រុសស្រីនោះទាំងជាតិទៅគុណគឺការផ្ដល់កំណើតសាច់ឈាមមកយើងបានរូបរាងប្រុសរូបរាងស្រីបានឃើញពន្លឺថ្ងៃនៅក្នុងពិភពលោកដ៏ល្អស្រស់ត្រកាលនេះព្រោះអាស្រ័យអ្នកម្ដាយនិងលោកឪពុកបន្ទាប់ពីបង្កើតយើងឲ្យមានរូបរាងសាច់ឈាមបានឃើញពិភពលោកនេះលោកតែងឃុំក្រងថែរក្សាយើងចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមបំបីការពារឃុំក្រងថែរក្សាបាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសសម្ពុតអាវសៅស្បៃផ្ដល់ទៅនូវភាពកក់ក្ដៅគ្រប់យ៉ាងបញ្ជូនយើងឲ្យសិក្សារៀនសូត្រស្វែងរកចំណេះវិជ្ជាធំកំមុំកំឡោះលោកតែងរៀបចំខ្វាយខ្វល់រៀបយើងឲ្យមានប្តីមានប្រពន្ធចែកធនធានទ្រព្យសម្បត្តិគេអកតាមអ្វីដែលលោកអាចធ្វើបានបណ្ដោះកូនស្រឡាញ់កូនថែរក្សាកូនគ្រប់គ្នាស្មើដោយជីវិតគ្រប់អ្នកជាម្ដាយគ្រប់អ្នកជាឪពុកគឺសេចក្តីស្រឡាញ់និងភាពកក់ក្ដៅគ្រប់យ៉ាងផ្ដល់ឲ្យកូនតាមអ្វីដែលគាត់អាចធ្វើបានឈឺជាក្ដៅរងាគាត់ស្ទើរតែយកជីវិតរបស់គាត់មកដាក់មកលើយើងស្រឡាញ់ណាស់គ្មានស្រឡាញ់អ្នកណាស្មើដោយកូនប្រុសស្រីនឹងចាត់ទុកបីដូចជាកែវភ្នែករបស់គាត់នឹងចិត្តជាម្ដាយជាឪពុកហើយបើម្ដាយឪពុកនៅស្រុកខ្មែរយើងផងខុសពីម្ដាយឪពុកនៅក្រៅប្រទេសបើជនជាតិគេតែ8ដល់10គេបដ ாய் ហើយនឹងកូននឹងទៅណាក៏ទៅជាសិទ្ធិរបស់គេតែម្ដាយឪពុកនៅស្រុកខ្មែរយើងនេះអាត្មាឃើញពេលខ្លះខ្វល់កូនគិតកូនឃុំក្រងកូនតាំងពីនៅក្នុងផ្ទៃរហូតដល់ធំកំមុំកំឡោះរហូតដល់កូននឹងការហើយមានប្តីមានប្រពន្ធរហូតដល់កូនមានដល់ចៅសក់ស្កៅស្មើឪហើយក៏នៅតែម្ដាយឪពុកនឹងបារម្ភទៀតនៅតែគិតទៀតអាកូនសក់ស្កៅស្មើឪហើយក៏នៅតែឪនឹងគិតទៀតហ្នឹងម្ដាយនឹងគិតទៀតនេះជាសេចក្តីស្រឡាញ់របស់ម្ដាយឪពុកគ្រប់រូបដែលមានមកលើយើងជាកូនចៅប្រុសស្រីម្លោះហើយពេលដែលលោកឃ្លាតព្រាត់អំពីយើងទៅក្តីលោកនៅក្បែរខ្លួនយើងក្តីគឺគ្មានសងអ្វីក្រៅអំពីនាំគ្នាធ្វើសេចក្តីល្អនិងផ្ដល់ភាពកក់ក្ដៅចំពោះលោកហើយភាពកក់ក្ដៅនេះបើម្ដាយឪពុកនៅរស់រានមានជីវិតយើងច្រើនមើលរំលងកូនខ្លះថាចាំមានពេលវេលាតនេនឹងបានមកលេងគាត់បានមកផ្ដល់ភាពស្និទ្ធស្នាលកូនខ្លះថាចាំរឹងដៃរឹងជើងរស់ស៊ីមានបន្តិចនឹងចាំធ្វើផ្ទះធំឲ្យគាត់សេចក្តីស្លាប់នឹងវាមិនចាំដល់ឲ្យយើងមានលុយទេណាមិនចាំដល់យើងមានពេលវេលាទេណាញោមបើអញ្ចឹងបានមកចេះដាស់តឿនក្រៅរំលឹកកូនចៅប្រុសស្រីថាការសងគុណម្ដាយឪពុកការផ្ដល់ភាពកក់ក្ដៅចំពោះម្ដាយឪពុកកុំចាំដល់មានពេលវេលាកុំចាំដល់យើងមានលុយនឹងព្រោះសេចក្តីស្លាប់នឹងវាអត់រងចាំពេលវេលាទាំងអស់នឹងទេជួនកាលអង្គុយទៅផ្លឹងសម្រានទៅផ្លឹងហូបបាយនឹងគាំងធ្លាក់សាច់ជាពីដៃទៅផ្លឹងនឹងអភ័យណាស់សេចក្តីស្លាប់នេះព្រោះព្រះអង្គប្រៀបសេចក្តីស្លាប់របស់យើងគ្រប់គ្នានឹងហាក់បីដូចជាដើមចេក
សង្ខារហ្នឹងណាបងផិនដប់ពិនដូប្រមាំងរូបបាំងវេទនាពុបលុបប្រមាមរិជគោប្រមាសញ្ញាសង្ខារាកតលុប្រមាមាយូប្រមាញ់ចវិញ្ញាហ្នឹងទេសតានិច្ចពន្ធុនីរូបមានសក្តីប្រៀបធៀបនឹងដុំនៃពពុះទឹកវេទនាមានសក្តីប្រៀបធៀបនឹងកពេញទឹកដែលប៉ោងឡើងព្រួយព្រួយសញ្ញាមានសក្តីប្រៀបធៀបនឹងថ្ងៃបដើកូនសង្ខារយើងនេះដូចដើមចេកបងលោកថាជីវិតយើងដូចដើមចេកហើយធម្មជាតិនៃដើមចេកនេះរឹងមាំទេញោមរឹងទេអត់ទេខ្យល់បក់ពីលិចវាដួលទៅកើតខ្យល់បក់ពីកើតវាដួលមកលិចខ្យល់បក់ពីជើងវាដួលមកត្បូងតាផ្លែមកធ្លាយមកស្ទងជាប់ដើមវាហ្នឹងវាទប់មិនជាប់ផងតលយកឈើយកទៅទប់នឹងទៅជ្រែងសងខាងបានវាអាចឈរនឹងអញ្ចឹងព្រះលោកប្រៀបថាជីវិតយើងដូចដើមចេកមានន័យថាវាផុយអញ្ចឹងណាញោមផុយណាស់បានមកចេះបញ្ជាក់ថាបនបាបគុណទោសល្អអាក្រក់សុខទុក្ខចម្រើនវិនិច្ឆ័យនឹងវានៅទាំងខ្លួនយើងហ្នឹងកុំទៅសុំកុំទៅបន់ស្រន់បួងសួងអ្នកតាព្រៃភ្នំឯណាពេលខ្លះបានចេកបាននំសម្ដៅទៅតែអ្នកតាឯម៉ែប្រឈរជង្គង់នៅផ្ទះលេបទឹកមកនេះអត់ឲ្យនឹងទៅបន់សុំកតុយលេខសុំសេចក្តីសុខពីអ្នកតាប៉ុន្តែអាម៉ែឪហ្នឹងមិនបាច់សុំទេមិនបាច់ប្រាថ្នាទេនឹងអត់អីទៅរកនឹងយកមកឲ្យយើងបានភ្លាមសេចក្តីល្អហើយមនុស្សយើងញោមអត់ពិបាកមើលទេដូនតាយើងគេថាចង់ដឹងមនុស្សល្អមនុស្សអាក្រក់គេឲ្យមើលអីញោមចាស់ចាស់អត់ដឹងមែននិយាយគិតទៅណោះដឹងតែមកជុំវិញខ្លួនចំណែកទូទៅយើងព្យាយាមស្ដាប់មើលអានឲ្យច្រើនចាស់ចាស់គេថាចង់ដឹងកំឡោះឲ្យមើលមុំចង់ដឹងកំឡោះឲ្យមើលមុំចង់ដឹងកំមុំឲ្យមើលជាយចង់ដឹងមេម៉ាយឲ្យមើលសក់ហើយចង់ដឹងមនុស្សល្អឬអាក្រក់ឲ្យមើលព្រំដីមិនចឹងធ្លាប់លឺឯងខ្ញុំធ្លាប់លឺឯងគេថាចង់ដឹងកំឡោះឲ្យមើលមុំហើយបើចង់ដឹងកំមុំឲ្យមើលជាយចង់ដឹងមេម៉ាយឲ្យមើលសក់ឲ្យចង់ដឹងមនុស្សរៀងល្អឬអាក្រក់ឲ្យមើលព្រំដីគេថាចង់ដឹងកំឡោះឲ្យមើលមុំហ្នឹងមានន័យថាម៉េចមានន័យថាជំនាន់ដើមគឺគេចង់បានកូនប្រសាណាមកធ្វើកូនប្រសាគេចង់បានបរោះហ្នឹងមកធ្វើជាប្តីគេមើលតែមុំស្រែទេឲ្យតែមនុស្សនឹងព្យួរយកចិត្តទុកដាក់កាប់មុំស្រែនឹងស្មើត្រឹមស្អាតអត់សល់អាយើងព្យួរទៅវាមិនសល់អាជ្រុងហើយមនុស្សខ្ជិលអត់កាប់អាហ្នឹងទេទុកចោលប៉ុន្តែបើមនុស្សអាសាគេកាប់តម្រឹមវាស្អាតចេះចឹងណែខាងកូនស្រីនេះគេមើលល្អមនុស្សនឹងកើតហ្នឹងឲ្យព្យួរកាប់មុំស្រែស្អាតភ្លឹងត្រង់ណាលិចតលិចតកើតធ្វើការម៉ត់ចត់មមតំចំណងដើមគេមើលតែកម្លាំងការងារនិងអិរិយាបថចិត្តកំណត់ពូជម្បោទេនឹងបើសម័យនេះគេមើលរឿងផ្សេងនឹងយើងកុំឲ្យគិតទៅលើថ្ងៃខែនឹងច្រើនពេកណាញោមបើរើសកូនភាសាឲ្យកូនយើងមើល3អាត្មាឲ្យញោមមើល3សម័យនេះទី1មើលកម្រិតវប្បធម៌នៃការអប់រំបើកូនស្រីនឹងចាប់ពីបាក់ដប់ឡើងទៅយកបានណាហើយបើកូនប្រុសចាប់ពីបរិញ្ញាបត្រឬបាក់ដប់ឡើងទៅយកបានកម្រិតវប្បធម៌នៃការអប់រំកុំឲ្យទាបជាងហ្នឹងដល់ទី2មើលការងារជាក់លាក់ពាក្យថាការងារជាក់លាក់មិនមែនការងារវិលល្ងាចប្រាក់ខែតិចច្រើនអត់សំខាន់ឲ្យតែការងារជាក់លាក់ដូចតែធ្វើគ្រូបង្រៀនធ្វើគ្រូពេទ្យធ្វើមន្ត្រីរាជការធ្វើប៉ូលីសធ្វើទាហានធ្វើអីក៏ដោយឲ្យតែជាក់លាក់ទី3មើលពូជម្បោបើពូជនឹងអត់ដែលផឹកស្រាពូជនឹងអត់ដែលលេងលបែងពូជនឹងអត់ដែលជាប់គុកពូជនឹងអត់ដែលកាប់អត់ដែលចាក់ទេអាពូជនឹងល្អដែរនឹងមើលពូជពងវងតកូលអិរិយាបថចិត្តកំណត់សម័យខ្លួនផ្ទាល់បើអានឹងមកយកពីសក់ក្បាលមកខាង3ពណ៌ហើយអាចារ្យដេញពលាតាពងទេវតាតាពងហ្នឹងអាមនុស្សនេះមិនទេវតាណាអាខ្លះកូនគេល្អចេះមកតែដឹងតែមើលពងទៅអត់ត្រូវគ្នាអាមួយពងខ្មោចស៊ីអាមួយពងយក្ខណីដាក់ទៅវាមិនត្រូវគ្នាប៉ិនកូនគេរៀនចប់ដល់ដុកទ័រចប់ដល់បណ្ឌិតមកស្រីតែដឹងពងវាខ្មោចពងយក្ខអត់ត្រូវអត់ឲ្យដល់ណាអានេះពងទេវតាបាទចរិតលក្ខណៈមនុស្សវាមិនទេវតាចឹងបានមកថាឲ្យញោមមើល3មើលកម្រិតវប្បធម៌នៃការអប់រំមើលការងារជាក់លាក់ហើយនឹងមើលពូជពងវងតកូលចរិតអិរិយាបថរបស់សម័យខ្លួនផ្ទាល់មិននៅលើពងទេហ្នឹងហើយអញ្ចឹងបាទអាត្មាថាយើងរៀនរស់ដើរឲ្យតាន់សង្គមគេទៅមុខមើលគេនឹងឃើញអ្នកណាគេមានគេរៀនសូត្រចេះដឹងយើងយកអ្វីដែលល្អរបស់គេយកមកដាក់គ្រួសារយើងហើយអាណារឿងមិនល្អរបស់គេកុំយកមកដុតខ្លួនយើងមកក្តៅកាហាយយើងយកតែអាណាល្អមកដាក់គ្រួសារយើងធ្វើម៉េចឲ្យរីកចម្រើនឲ្យថ្កុំថ្កើងឲ្យមានបានឲ្យសុខសប្បាយដូចគេអាហ្នឹងបានមនុស្សនឹងដឹងតែមុខហ្នឹងអត់ដូចអាគេអ្នកមានបុណ្យគេមកគ្រប់លក្ខណៈចឹងបានព្រះលោកថាកុំឲ្យយើងវាខ្វះបុណ្យត្រូវខំប្រឹងចម្រើនសន្សំសេចក្តីល្អឲ្យបានច្រើនដាំជាពូជទុកទៅមុខទៅយើងគ្រប់លក្ខណៈទាំងអស់រូបសម្បទាកបរិបោបញ្ញាសម្បទាកបរិបោភោគសម្បទាកបរិកោសុខសម្បទាកបរិបោចិត្តសម្បទាកបរិបោអានេះចឹងណាចឹងយើងប្រឹងចម្រើនសេចក្តីល្អឲ្យបានច្រើនគ្រប់ខណៈចិត្តទាំងអស់គ្នាចង់ប្រឹងចម្រើនសេចក្តីល្អខំប្រឹងសន្សំគុណធម៌ក្នុងចិត្តជាឧបនិស្ស័យហើយញោមណា
ចង់ឲ្យគេជួយដឹងថាពីចង់ឲ្យគេជួយដល់គេមិនជួយស្អប់ខឹងគុំគួនគេហ្នឹងគេជួយអាម៉េចបើយើងមិនចេះជួយខ្លួនយើងហើយណមិនចេះផ្ដល់សេចក្តីស្រឡាញ់ឲ្យគេមិនចេះផ្ដល់សេចក្តីគោរពឲ្យគេឲ្យគេជួយយើងដូចម្ដេចបើយើងត្រមិនព្រមធ្វើខ្លួនយើងឲ្យគួរគេអាណិតនឹងយើងល្ងងមិនគួរធ្វើខ្លួនយើងឲ្យគេងាយក្នុងការបដៅនឹងអញ្ចឹងពិបាកណាគេជួយតើយើងជួយខ្លួនយើងដែរធ្វើខ្លួនយើងឲ្យគួរជាទីស្រឡាញ់នៃអ្នកដទៃទៅនឹងប៉ិនមិនអញ្ចឹងចូលចិត្តធ្វើខ្លួនឲ្យគេស្អប់នឹងគេមិនសប្បាយចិត្តអញ្ចឹងណបនកុសលនឹងវានៅទាំងខ្លួនយើងនឹងរៀនចម្រើនខ្លួនយើងឲ្យល្អហាត់ពុតលុតដំអប់រំខ្លួនយើងឲ្យល្អបនកុសលយកមិនអស់អញ្ចឹងជាចម្រើនព្រោះអញ្ចឹងបានព្រះលោកអ្នកប្រាជ្ញលោកពោលហាមយើងណាលោកថាត្រូវនាំគ្នាចម្រើនទៅនៅសេចក្តីល្អគុណធម៌ក្នុងចិត្តឲ្យរឿយលោកដាស់តឿនយើងថាដំណើរជីវិតប្រព្រឹត្តទៅរបស់យើងនឹងមិនវែងឆ្ងាយទេយើងមើលឧទាហរណ៍ដូចជាអ្នកម្ដាយថៃសិនអញ្ចឹងណាខ្ញុំសិនជាប្រធានតាមពិតបើគិតពីអាយុខៃរបស់គាត់អត់តាន់ដល់ពេលទេគិតតាមពុទ្ធសាសនាអាយុខៃរបស់មនុស្សឥឡូវនៅ70ឆ្នាំប្រហែលថ្ងៃទៀតនោះហ្នឹងហើយអញ្ចឹងគិតជាទូទៅគឺ70ឆ្នាំហ្នឹងហើយ70ឆ្នាំជាទូទៅហើយញោមមិនតាន់បាន70ឆ្នាំទេណាហ្នឹងអញ្ចឹងបើគិតតាមអាយុខៃនៃពុទ្ធសាសនាមិនតាន់ដល់ពេលវេលាទេប៉ុន្តែជីវិតហ្នឹងវាចឹងយកវាមានទៀងឯណាអាស្រ័យពូជដូចថ្មនិយាយមិញអាយុកយានមរណៈកាលណាអស់អាយុអីទៅបញ្ញកយានមរណៈកាលណាអស់បុណ្យដែលយើងសន្សំពីមុនមកបានប៉ុណ្ណាប៉ុណ្ណឹងយកមកប្រើទៅគឺយើងអត់អាចកំណត់បានទេហើយខ្ញុំងាកបែរក្រោយឲ្យពោសពសាតកាជ័យមកដល់កូនចៅប្រុសស្រីទាំងអស់ដែលនៅរស់រានមានជីវិតនេះឲ្យបានជួបប្រសពប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនកើនប្រយោជន៍ជួបតែនឹងព្រះច្បាស់តែនឹងធម៌ប្រកបទៅនឹងពុទ្ធពរ4សម្បត្តិ3អរិយទ្រព្យទាំង7ណាបើសិនណាជាញោមទាំងអស់គ្នាប៉ុនប៉ងសច្ចាប្រាថ្នាចង់បានសម្បត្តិណាឬព្រះពរណាមួយនោះក៏សូមបានសម្រេចដោយសេចក្តីញោមគ្រប់គ្នាប្រាថ្នាសូមអនុមោទនាហើយកូនចៅប្រុសស្រីទាំងអស់ភ្ញាក់រលឹករួបរวมគ្នាថែរក្សាយកចិត្តទុកដាក់ម្ដាយឪពុករបស់យើងអត់មានឲ្យម៉ែឲ្យយើងអាយុវែងនៅនឹងយើងស្រោចទឹកនឹងទេយើងចង់ស្រោចទឹកមួយឆ្នាំ20សាក៏ដោយប៉ុន្តែបើបាយអត់ឲ្យគាត់ហូបទៀងទាត់ម៉ោងហើយអាសម្ដីសម្ដៅការដឹងគុណរលឹកគុណថែទាំផ្លូវចិត្តគាត់មិនល្អឲ្យគាត់ក្តៅក្រហាយខឹងក្រោធចំពោះយើងព្រឹកល្ងាចទេទោះយើងស្រោចទឹកមួយឆ្នាំ100ដងក៏នៅតែគាត់អាយុអត់វែងដែរហើយបើស្រោចទឹកឲ្យអត់ឲ្យចំណីអាហារហូបចុកគាត់ឆ្ងាញ់តាមពេលតាមវេលាត្រូវម៉ោងត្រូវពេលដល់គាត់យកចិត្តទុកដាក់បាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសសម្ពុតអាវសៅស្បែកតុកកៅអីសលៃមុខទៅដោះគោខាត់ទៅដោះគោរាវតែស្កសឈឺជាក្រៅរងាថ្នាំសង្កោជាបារោគអត់យកចិត្តទុកដាក់ទាំងអស់ហ្នឹងទេចង់ស្រោចទឹកអាម៉េចក៏វាអត់វែងដែរពីព្រោះលោកអ្នកស្រោចហ្នឹងបើចេះស្រោចឲ្យគេវែងលោកមួយថ្ងៃគួយចាក់ឲ្យតែខ្លួនឯងឥឡូវហ្នឹងព្រោះវាអត់មាននៅហ្នឹងទេហ្នឹងប៉ុន្តែមិនមែនថាអញ្ចឹងទៅលោកស្រោចទឹកព្រះបរិត្តហ្នឹងអត់តម្លៃមិនមែនទេបរិត្តប្រែមកទៅរារាំងមានតម្លៃណាវាអាចជួយការពារពួកអរូបពួកភូតអីដែលបំរុងនឹងមកយោយាយតាទាំងអស់គ្នាហ្នឹងវាអាចឲ្យពួកអស់ហ្នឹងអត់ហ៊ានមកក្បែរព្រះបរិត្តហ្នឹងទេអំណាចនៃព្រះបរិត្តហ្នឹងណាហើយជួនកាលយើងជពាក់ពាវរាជាមួយគេពីអតីតមកគេហ្មងយកដល់ឃើញយើងចម្រើនសក្តិល្អយើងស្ដាប់ព្រះបរិត្តយើងផ្សាយមេត្តាចិត្តផ្សាយបុណ្យកុសលឲ្យគេសប្បាយចិត្តគេត្រឡប់ទៅវិញអត់យកយើងទៅដោយអាយុវឌ្ឍនកម្មាអញ្ចឹងវាមិនមែនអត់ប្រយោជន៍ទេបាទអាត្មាចង់និយាយពីបច្ចុប្បន្នណាបើយើងគ្រាន់តែស្រោចទឹកបើយើងអត់យកចិត្តទុកដាក់ថែទាំគាត់ហើយចេះបន្ទោសថាចម្រើនបជនឯម៉ែកណានៅតែអាយុខ្លីអីបើមិនអាយុខ្លីបើមួយឆ្នាំឯនាំគ្នាមកម្ដងហើយមកម្ដងនំប៉័ងឲ្យស្វិតតតាត់គៀមហឺតអត់ជាតិបងហើយចេះបន្ទោសមិនមែនមកពីប៉ុនទេមកពីយើងគ្រប់គ្នាហ្នឹងហើយមិនមែនមកពីលោកស្រោចទឹកហើយក៏មិនមែនមកពីប៉ុនដែរអានឹងចឹងមកអាត្មាបញ្ជាក់ថាចង់ឲ្យយាយតាម្ដាយពុកយាយអាយុវែងគឺថែរក្សាគាត់ទាំងផ្លូវចិត្តផ្លូវកាយយកចិត្តទុកដាក់ឲ្យល្អទាំងអស់គ្នាបាទយាយនឿនហើយតលេងអត់តានឿនហើយយាយវ៉ាតទេដឹងតាកូនគេថែល្អហើយតានឿនហើយយាយវ៉ាតនេះបងហើយយាយវ៉េតហ្នឹងបើគេថែមិនល្អមិនមែនសាច់ឈាមតានឿនបានមមទាំស្រស់ថ្លាអីម្លឹងទេញោមបងហ្នឹងកូនគេយកចិត្តទុកដាក់ហើយហ្នឹងគេយកចិត្តទុកដាក់ល្អហើយបានយើងមានសុខភាពល្អសាច់ឈាមស្រស់ថ្លាប៉ុន្តែយើងប្រឹងទាំងអស់គ្នាទៀតកុំឲ្យហួសពេលតែកាលណាគាត់ហើយកុំចាំដល់មានលុយ
មកលើចេញពីតិចផ្ទាល់ហ្មងខ្ញុំចេញពីមាត់កូនចៅអ្នកខ្លះទាំងលោកគ្រូកណាពងកុនជាប់គ្រួសារកូនចៅកណាដែរចាំមើលកណាធូធាបន្តិចរឹងដៃរឹងជើងបន្តិចទៅចាំកណាចាត់ចែងគាត់ធ្វើផ្ទះធ្វើអីឲ្យគាត់សមរម្យនឹងអាកូនខ្លះគេថាចាំមើលកូនកណាវាធំរឹងដៃរឹងជើងតិចដូចគ្រូចាំមើលកណាចាត់ចែងទៅគាត់ពីព្រោះឡោញយអញអញ្ញាខ្លាំងណាស់ចង់ដឹងគុណម៉ែឪក៏ដឹងគុណមិនកើតសិតតែយល់ខុសទាំងអស់ខ្ញុំម្ដាយឪពុកនេះអត់ដែលទៀមទាពេលដែលយើងមានលុយឲ្យទៀមទាផលប្រយោជន៍អីមួយពីយើងទេញោមចំណាំមើលចង់កូនឡើងជាអុកញ៉ាក៏ម្ដាយឪពុកទៀមទាចង់បានស្អីពីកូនដែរអ្វីដែលគាត់ចង់បានគឺភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ដែលយើងផ្ដល់ឲ្យគាត់ហើយសេចក្តីស្រឡាញ់និងភាពកក់ក្ដៅមានចំណាយលុយណាមានចាំបាច់មានពេលវេលាណាបើថាយើងនៅឆ្ងាយបាត់ដំបងការឲ្យទៅនៅបាត់ដំបងឬការឲ្យទៅនៅព្រៃវែងចោះឧទាហរណ៍អញ្ចឹងឬការឲ្យទៅនៅមណ្ឌលគិរីក៏ដោយក៏នៅតែយើងផ្ដល់សេចក្តីស្រឡាញ់និងភាពកក់ក្ដៅឲ្យគាត់បានដែរសម័យនេះមិនអញ្ចឹងណាយើងនឹកគាត់យើងទេទូរស័ព្ទដូចយើងទេរសង្សារអញ្ចឹងហើយសង្សារយើងចេះទេផ្ដល់ភាពកក់ក្ដៅឲ្យគ្នាបានអាមួយនៅជើងអាមួយនៅត្បូងហើយចាំម៉ែយើងទេមិនក៏មិនបានអញ្ចឹងយើងទេទូរស័ព្ទមករកគាត់មកមួយថ្ងៃទេតែ3 4ដងទៅប៉ុន្តែនិយាយថាអាណាទេញឹកអាហ្នឹងមិនសូវស្រួលហ្មងទេប៉ុន្តែបើអាញឹករាល់ថ្ងៃជាប្រចាំអាហ្នឹងអត់ចម្លែកអត់អីទេប៉ុន្តែបើអាកន្លះឆ្នាំទេមកម្ដងហើយផ្អែមខុសគេណាអាហ្នឹងមិនសូវស្រួលទេណាហ្នឹងអាហ្នឹងបែបមានរឿងអីតាមស្រួលធនាគារចិត្តដល់ថ្ងៃអីចឹងណាខ្ញុំវ៉ាត់ហ្នឹងខ្ញុំវេតចឹងយើងត្រូវដឹងចេះផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ឲ្យគាត់មិនចាំបាច់ពេលវេលាមិនចាំបាច់ទ្រព្យធនទេនឹងឲ្យបើកូននៅចិត្តផ្ដល់ភាពស្និទ្ធស្នាលកូនចៅហើយសម្លសឡក់មួយពេលអស់តែ 3000 លុយខ្មែរមកស្លមួយពេលអស់ 3000 ទេត្រីឆ្អើតែ 500នឹងឬ 1000 មកគល់លក្ខីតិចមកម្ដែងតិចមកស្លឹកទីតិចមកណាណែក្តាប់តឡាចតិចមកស្លសឡក់មួយឆ្នាំងនឹងលើកជូនគាត់សាពះឲ្យញឹមញែមដាក់គាត់នឹងសបាយចិត្តអស់តោះសបាយជាងជ្រូកពេលសែនមួយបលៀនជាងទៀតអាពេលយើងសែនឆេងមែងជ្រូកមួយជាង1លានហ្នឹងអាហ្នឹងម៉ែអត់ដឹងសោះនឹងឪអត់ដឹងសោះបងអញ្ចឹងយើងមកពេលអស់ 5000 ឬ 3000 លុយខ្មែរតែយើងយកមកជូនគាត់លើកដៃសាពះថ្វាយអង្គមអូយេវេតតានឿននេះបានកូនគេតិចទៀតគេថ្វាយអង្គមគេលុតជង្គង់គេវាន់ទាគេងូតទឹកគេដោះសាប៊ូនិងគេសែងប្រតិសិន3ជុំចាំមើលតិចទៀតអញញឹមតាមស្រួលអាងាយអត់ស៊ីបាយទៀតនិយាយទៅសបាយចិត្តមកលប់ឃើញយាយខ្លះមកប៉ុនអត់ស៊ីបាយហ្មងនៅតែញឹមស្ញែកដាក់ភ្ញៀវអញ្ចឹងសបាយចិត្តគាត់នោះណាដូចថាតាំងពីកើតមកអត់ដែលឃើញកូនចេះថ្វាយអង្គមចេះទុនភ្លុនអញ្ចឹងសោះហ្នឹងអីបើវាស៊ីបាយរាល់ថ្ងៃស៊ីបាយសើអង្គុយប៉ែនភ្នែនចង់ថ្ងៃហ្នឹងក៏ដូចកូនអញដូចទុនមិនទុនមិនបាអាចារ្យដាក់ក្បាលមេគ្រូហៅរហូតហ្នឹងអត់ថ្វាយអង្គមម៉ែម្ដងទៅកូនថ្វាយអង្គមដល់ម្ដងទៀតកូនម្ដងទៀតអង្គុយត្រង់ជួរលើកដៃខ្ពស់តិចកូនលើកដៃខ្ពស់តិចហើយចាអាចារ្យគេមិនជាហីមិនធ្វើតាមអាចារ្យឯប៉ាថ្ងៃរាល់ថ្ងៃមានដែលបានអញ្ចឹងណាក៏ហ្នឹងសំដីសំដៅអើនឹងឆ្លើយជាមួយម៉ែជាមួយឪនេះហ្នឹងហើយដល់អញ្ចឹងទៅគាត់វាដូចរំភើបពេកនេះអាតំណឹងអាត្មាឃើញអ្នកខ្លះចេះទៀតដោយតែគេពងសោចទឹកឲ្យម៉ែគេអញ្ចឹងយាយខ្លះឈរក្បែរនោះហូរទឹកភ្នែកមកហ្មងហើយអាត្មាយល់អារម្មណ៍យល់ទាំងយាយតានឿនហើយយាយវេតនេះសំណាងណាគេកូន6នាក់គេស្រោចទឹកឲ្យម៉ែគេល្អដល់ហើយកូនអញ2 10នាក់ដូចមិនដែលអាណាស្រោចទឹកឲ្យមកផ្តិលដល់អញ្ចឹងទឹកភ្នែកវាមហូរហ្នឹងអញ្ចឹងកូនពិចារណាមើលអត់មានចំណាយអីសោះគ្រាន់តែធ្វើរឿងអញ្ចឹងថ្ងៃហ្នឹងយើងចាត់ទុកថាចំណាយប៉ុន្តែថ្ងៃខ្លះយើងងូតទឹកឲ្យគាត់យើងដោះក្អែលឲ្យគាត់យើងផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ដល់គាត់នឹងគឺគាត់សប្បាយចិត្តពុនពេកណាស់ស្ទើររកអ្វីព្រៀបផ្ទឹមមិនបានទេឃើញទេចឹងអាហ្នឹងហើយជារឿងដែលយើងទាំងអស់គ្នាត្រូវបំពេញខ្វះមិនបានមិនចាំបាច់ពេលវេលាមិនចាំបាច់យើងឡើងជាអុកញ៉ាមិនចាំបាច់ពេលយើងមានទ្រព្យទេគឺយើងផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ឲ្យគាត់ទៅហើយតន់យើងនៅធ្វើទៅគាត់នៅមើលយើងឃើញហើយញោមចំណាំគ្រប់គ្នាអាកូនណាពេលម៉ែឪស្លាប់ទៅមកយំទៅធាក់ដីបោកខ្លួនខ្លាំងនឹងមានន័យថាអាកូននឹងផ្ដល់រឿងតែក្តៅកាហាយឲ្យម៉ែឪហើយដល់ពេលគាត់ស្លាប់ទៅវាអត់ទាន់ដែលបានធ្វើល្អចំពោះម៉ែឪសោះណាអញ្ចឹងវាមានវិបដិសារីក្នុងជីវិតខ្លួនឯងអញ្ចឹងបានម៉ែចេះដើរផ្ដាំថាកុំឲ្យមានវិបដិសារីពេលដែលគាត់ស្លាប់ទៅបានយើងមកបោកខ្លួនហ្នឹងតនគាត់នៅរស់រៀនមានជីវិតហើយតានឿនហើយយាយវេតនេះតែអាយុ60ជាងអញ្ចឹងបែបនៅ70 80ឆ្នាំទៀតមិនតាន់ទៅណាផងអញ្ចឹងយើងយកចិត្តទុកដាក់ជាមួយគាត់ទាំងអស់គ្នាណាកូនចៅសូមអនុមោទនាតែដូចថ្មអីហួសពេលអស់ឃើញទេ
ចង់យើងមានស្អីក៏ដោយយើងចង់ឲ្យគាត់អីចង់ជូនអីដល់គាត់ក៏វាហួសពេលដែរអញ្ចឹងយើងកុំឲ្យហួសពេលទាំងអស់គ្នាសូមអនុមោទនាហើយនៅក្នុងខ្លួនយើងនេះកាលណាយើងមិនបៀតបៀនគេមិនសម្លាប់មិនបំបត្តិមិនប្រព្រឹត្តខុសព្រៃផ្សៃប្រពន្ធកូនអ្នកដតីមិនបៀតបៀនគេមិនលួចឆក់ប្លន់មិនជេរបចោគេមិននិយាយកុហកពោលប៉បោកប្រាស់ញុះញង់មិនមានអភិជាជាបាតៈអាហ្នឹងយើងដឹងតែសុខដឹងតែបានប៉ុនណាបងវាអត់មាននៅលើអ្នកណាឲ្យយើងទេអាប៉ុនហ្នឹងមិនមែនតើយើងលះទ្របលះលុយទៅចំណាយបានយើងបានប៉ុនឯណាញោមអត់ទេគឺនៅលើខ្លួនយើងប្រព្រឹត្តល្អតាមរយៈទ្វាកាយទ្វាវិចារទ្វាចិត្តហ្នឹងឲ្យតែយើងហាត់ពុតលត់ដំអប់រំបានល្អទៅប៉ុនកើតទេហើយបើនៅតែនឹងខ្លួនយើងហ្នឹងកាលណាយើងមានបញ្ញាទៅយើងធ្វើអីក៏ចំណេញដែររស់នៅក៏យើងមានសេចក្តីសុខយើងធ្វើប៉ុនក៏វាចំណេញប៉ុនហើយកាលណាយើងអត់មានបញ្ញាហើយយើងធ្វើអីក៏ខាតដែរអញ្ចឹងបានជាដូនតាយើងមានទម្លាប់ល្អណាស់រាល់កម្មវិធីប៉ុនទាំងអស់តែងមានអាចារ្យពយលធម៌ឬប្រសង់ទេសនាដើម្បីអីដើម្បីឲ្យយើងយល់អំពីរបៀបនៃការបំពេញប៉ុនហ្នឹងថាតើយើងធ្វើប៉ុនរបៀបម៉េចបានប៉ុនច្រើនធ្វើប៉ុនរបៀបម៉េចវាមិនសូវបានប៉ុនធ្វើម៉េចវាត្រូវតាមពុទ្ធានុញ្ញាតពុទ្ធបញ្ញត្តិហើយធ្វើម៉េចវាមិនសូវត្រូវតាមពុទ្ធានុញ្ញាតពុទ្ធបញ្ញត្តិចឹងយើងទាំងអស់គ្នាត្រូវខំប្រឹងចម្រើនទៅនូវគុណធម៌និងសេចក្តីល្អក្នុងចិត្តជាឧបនិស្ស័យសម្រាប់ខ្លួនយើងទាំងអស់គ្នាផងណាញោមណាទៅមុខទៀតទៅយើងអត់មានអ្នកណាទីពឹងក្រៅអំពីបុណ្យកុសលនឹងហើយជាទីពឹងទាំងអស់គ្នាណាញោមអនុមោទនាសម្ដែងតតកណងអនុបតិសាមិគឺនាំគ្នាចម្រើនទៅនៅកិច្ចតកណាទានគឺព្យាយាមចម្រើនសេចក្តីល្អចម្រើនបុណ្យកុសលផ្សាយទៅលោកនឹងព្រោះអ្នកស្លាប់នឹងត្រូវការបុណ្យណាស់ណាញោមបងត្រូវការបុណ្យណាស់ព្រោះអ្នកស្លាប់ទៅហើយអត់អាចធ្វើបុណ្យខ្លួនឯងបានទេគឺពឹងលើយើងជាកូនចៅអ្នកធ្វើចឹងបានអាត្មាចេះដាស់តឿនញាតិញោមហ្នឹងណាដាស់តឿនពេលយើងនៅរស់នៅស្ដាប់ធម៌លឺណាមកដាស់តឿនតែខំប្រឹងធ្វើបុណ្យទុកខ្លួនយើងឲ្យហើយកាលណាយើងមានបុណ្យគ្រប់ទៅយើងអត់រំពឹងរងចាំកូនធ្វើបុណ្យទេណែបើបានកូនល្អដូចញោមថ្ងៃនេះម្ចាស់បុណ្យកូនថ្ងៃហ្នឹងសុបាយចិត្តហើយម្ដាយឪពុកប៉ុន្តែកូនខ្លាំងនៃម៉ែស្លាប់7ថ្ងៃដូចអ្នកពងពើអីពីមុនតែ7ថ្ងៃប៉ុន7ថ្ងៃគេដាក់បាសរំហ៎បងហ្នឹងហើយយើងទៅពឹងកូនហ្មងញោមបងហ្នឹងហើយអញ្ចឹងកុំពឹងកូនយើងពឹងបន់ខ្លួនយើងទុកឲ្យហើយពឹងគេនឹងមិនស្រួលទេមកឧទាហរណ៍ថាដោយកាលពីមុនយើងនៅធ្វើការកើតយើងនៅមានកម្លាំងយើងធ្វើការខ្លួនយើងលុយចាយខ្លួនយើងហើយដល់ឥឡូវយើងធ្វើការលែងកើតចង់ចាយលុយចង់ធ្វើបន់អីពឹងសុំលុយកូនចាំឲ្យកូនគេដល់ខែគេឲ្យ1លានឲ្យ50ម៉ឺនអាចាយលុយគេដូចតឹងទ្រូងហ្នឹងមែនទេយាយមែនទេហ្នឹងឧទាហរណ៍ដូចយើងហូបបាយកាលមុនបាយយើងរកបាយអង្គខ្លួនយើងហូបបានដល់ពេលចាស់ទៅធ្វើអីឡើងកើតនៅជាមួយកូនភាសានៅមួយកូនបកើតឯងមួយនឹងកូនភាសាមួយចៅហ្នឹងក៏អារម្មណ៍មិនសូវស្រួលដែរអាដល់ពេលចាំគេលើកបាយមកហ្នឹងតែគេនិយាយអីទាស់ចិត្តតិចយាយនេះតូចចិត្តអង្គុយបិឈរជង្គង់ស្រក់ទឹកភ្នែកអត់ស៊ីបាយមួយអាទិត្យអីនោះហ្នឹងមែនទេយាយញ៉ាំមែនទេហ្នឹងហ្នឹងអញ្ចឹងអាចាំពីគេហ្នឹងដូចមិនស្រួលអញ្ចឹងអាប៉ុនហ្នឹងដូចគ្នាបងវ៉ែមកជីវិតយើងវិញធ្វើបន់ទុកខ្លួនយើងឲ្យហើយតន់នៅដើរទៅធ្វើបន់កើតតន់នៅទៅស្រាប់ធរកើតតន់នៅទៅចម្រើនសេចក្តីល្អកើតនឹងប្រឹងទាំងអស់គ្នាធ្វើបន់ទុកឲ្យហើយទៅញោមព្រោះណោផ្លូវទៅមុខទៀតនឹងមិនវែងឆ្ងាយទេញោមមកចេះពិចារណាមើលយប់នឹងថ្ងៃឥឡូវនេះលឿនណាស់ញោមយាយអាយុ7ជាង8ជាងមានអារម្មណ៍ថាយប់ហើយថ្ងៃឥឡូវលឿនទេញោមលឿនណាស់ញោមចឹងមានន័យថាអាយុនឹងថ្ងៃឥឡូវនេះលឿនណាស់ហើយពេលវេលាជីវិតរបស់យើងរត់តែខ្លីទៅទៀតចាស់ពីមុន8ជា9ជាង100ជាងបានស្លាប់ឥឡូវនេះបានតែ7ជាងទេហើយបើគិតតាមអាយុខែនៅតែ70ឆ្នាំទេប៉ុន្តែបើគិតពីរូបភាពនិងសកម្មមូលទូទៅគឺបាន7ជាងនឹង7ជាងតិចតួចទេចឹងដូចលឿនណាស់ញោមអាជីវិតរបស់យើងក៏ខ្លីយប់និងថ្ងៃក៏លឿនរាងកាយក៏តូចទៅប៉ុន្តែវាទៅកើនកលេសវិញកលេសរបស់មនុស្សវាទៅកើនធំទៅវិញញោមមានគិតចឹងហ៎ញោមពិចារណាមើលចាស់ជំនាន់ដើមអាយុ100ជាងបានស្លាប់យប់ថ្ងៃក៏យូររាងកាយក៏ធំប៉ុន្តែចិត្តកលេសនោះទៅជាស្រាលដោយថាគាត់ដើរចោលផ្ទះមួយអាទិត្យអីអត់ដែលរាំងលបងអត់ដែលបាត់ទ្វារក៏អត់ដែលមានអាណាលួចរបស់គាត់ដែរអត់ដែលមានអាណាលួចគ្នាទេប៉ុន្តែមនុស្សឥឡូវញោមឯងដើរចោលផ្ទះតែកន្លះម៉ោងអត់បាត់ទ្វារមកវិញឆ្នាំងក៏យកដែរហ្នឹងមានន័យថាអាមនុស្សហ្នឹងកាន់តែអាក្រក់កាន់តែច្រើនវាទៅជាអាយុតិចទៅជាអាសេចក្តីអាក្រក់ច្រើនទៅវិញកលេសហ្នឹងកាន់តែកើនទៅវិញប៉ុន្តែវាត្រូវហើយចឹងបានព្រះគ្រប់ព្រះអង្គអត់ដែលចោះចាប់បដិសន្ធិក្នុងកំឡុងពេលដែលមនុស្សមានអាយុលើសពី100ឆ្នាំនិងតិចជាង100ឆ្នាំទេ
ដោយសារកាលណាអាយុកាន់តែតិចកិលេសរបស់មនុស្សកាន់តែកើនហើយមែនឃើញទេញោមរាល់ថ្ងៃកាន់តែកើនពីមុនឲ្យរំលោភកូនក៏អត់មានអាកូនខ្លួនឯងកាប់ឪកាប់ម៉ែក៏អត់មានពីមុនកូនខ្លួនឯងម៉ែចែកស្រែឲ្យក៏មិនដែលឆ្លោះទាស់គ្នាអាណាឲ្យអាណាក៏ឲ្យអាណាមិនឲ្យឲ្យទៅម៉ែឲ្យអីយកហ្នឹងទៅឥឡូវនេះចែកស្រែឲ្យវាតែមួយអំពកលើសមីពៅបានតែមួយអំពកលើសមេគោមួយនោះវាកាប់កាលប្អូនឯងចោលកាប់កាលម៉ែឯងចោលមានទេញោមមានទេហេដីឡូឥឡូវឡើងថ្លៃផងម៉ែចែកស្រែឲ្យមិនស្មើវាកាប់កាលម៉ែឯងចោលឃើញកិលេសរបស់មនុស្សវាឡើងហ៎វាទៅជាអាយុកាន់តែតិចគួរតែសង្វេគគួរតែខំប្រឹងចម្រើនទៅនៅសេចក្តីល្អប៉ិនមានអញ្ចឹងឯណាវាទៅជាអាយុកាន់តែតិចយប់ថ្ងៃកាន់តែលឿនទៅជាអាសេចក្តីអាក្រក់កាន់តែកើនអញ្ចឹងបានជាអាត្មាដាស់តឿនក្រើនរំលឹកទាំងអស់គ្នាញាតិញោមថាត្រូវប្រឹងដូចអាត្មាអញ្ចឹងពងប្រឹងប្រឹងរាល់ថ្ងៃនឹងប្រឹងចេះប្រឹងសំដែងធម៌មួយថ្ងៃ3 4កន្លែងនឹងដើម្បីអីចេះចង់ផ្សាយសេចក្តីល្អឲ្យញោមបានស្ដាប់បានយល់បានដឹងចែកបុណ្យព្រោះអាត្មាមកទេសនាហ្នឹងមកបានអានិសង្ឃ5អត់បាច់ញោមចែកបុណ្យអាត្មាទេគឺអាត្មាបានអូតូនឹងមករោងដឹងឲ្យបានអានិសង្ឃ5ហើយញោមអ្នកស្ដាប់ធម៌បានអានិសង្ឃ5ដែរឃើញទេអញ្ចឹងបុណ្យអាត្មាបានរាល់ថ្ងៃអញ្ចឹងមកអាត្មាចេះបញ្ជាក់ថារាល់ថ្ងៃបើយើងចេះប្រព្រឹត្តសេចក្តីល្អអត់មានអស់លុយអី100ទេដោយអាត្មាអីអត់មានអស់អីទេហ្នឹងហើយគឺដឹងតែបានបុណ្យបានបុណ្យរាល់ថ្ងៃនឹងព្រះអង្គសម្ដែងទីលាននាំឲ្យកើតបុណ្យមានប្រមាណហេតុនាំឲ្យអាស្រ័យនាំឲ្យកើតបុណ្យបញ្ញកិរិយាវត្ថុជាទីតាំងនាំឲ្យកើតបុណ្យមានប្រមាណមាន10មិនយ៉ាងទាននមយៈសីលមយៈភិវនិមយៈអបច្ច័យនមយៈវេយាវិជ្ជមយៈបព្វទានមយៈបតានុយមយៈធម្មទេសនាមយៈធម្មសវនយៈតិដ្ឋុជកម្មនេះអ្វីដែលអាត្មាចង់និយាយនេះវេយាវិជ្ជមយៈនិងអបច្ច័យនមយៈអាហ្នឹងអត់មានអស់អីទាំងអស់អបច្ច័យនៈហ្នឹងបានដល់ការគោរពគ្រាន់តែដល់ព្រមនៅការគោរពដូចថាបើកភ្នែកឡើងគ្រាន់តែសតិនឹកពុទ្ធនឹកពធនឹកប្រសង្ឃគ្រាន់តែបើកភ្នែកឡើងមេត្តាចិត្តករុណាចាប់ផ្សាយទៅរកមនុស្សជុំវិញខ្លួនយើងអាសត្វជុំវិញខ្លួនយើងគ្រាន់តែបើកភ្នែកឡើងផ្ដល់សេចក្តីស្រឡាញ់ផ្ដល់សេចក្តីអាណិតឲ្យអ្នកដតីជុំវិញខ្លួនយើងនឹងបន់យកមិនអស់បើកភ្នែកឡើងជួបប្តីញញឹមដាក់ប្តីជួបកូនញញឹមដាក់កូនជួបអ្នកចិត្តខាងញញឹមអ្នកដាក់អ្នកចិត្តខាងផ្ដល់សេចក្តីឲ្យអ្នកចិត្តស្រឡាញ់ឲ្យអ្នកចិត្តខាងឃើញឆ្កែញញឹមដាក់ឆ្កែឃើញឆ្មាញញឹមដាក់ឆ្មាបន់យកមិនអស់ហីសើចមែនចាបងចុះបើយើងសិល8មែនឥឡូវឧទាហរណ៍យើងសិល8យើងស្លៀកពាក់សសិល8មែនស្លៀកពាក់សមែនប៉ុន្តែគ្រាន់តែបើកភ្នែកឡើងគ្រាន់តែបាត់ត្រីអាំងមួយលេងហេតុដេញមីអង្គុតពេញផ្ទះហើយបងហើយសិលនៅណាញោមបងចឹងបាទអាត្មាបញ្ជាក់ថាគ្រាន់តែយើងមានការគោរពហើយនឹងមានមេត្តាចិត្តនៅទាំងខ្លួនយើងហ្នឹងណាបន់យកមិនអស់នឹងបើកភ្នែកឡើងផ្ដល់សេចក្តីស្រឡាញ់ផ្ដល់សេចក្តីអាណិតសន្តោសដល់មនុស្សសត្វជុំវិញខ្លួនយើងប៉ុណ្ណឹងបន់យកមិនអស់វេយាវិជ្ជមយៈបុណ្យសម្រាប់កើតចេញពីការខ្វល់ខ្វាយក្នុងសេចក្តីល្អឧបមាឃើញប្រសង់ធ្វើបុណ្យក្នុងវត្តអីជួយចាត់ចែងរៀបចំបោសសម្អាតវត្តអារាមនិយាយណាញោមណាបានចូលវត្តរើសសម្រាមចេញពីវត្តបោសសម្រាមចេញពីវត្តអានិសង្ឃវិសេសណាញោមនឹងប៉ុន្តែមិនចឹងអីជួនកាលកាន់ថងភេសជ្ជៈមួយកែវទៅហូបពីក្រៅអត់តន់អស់នៅសល់មិនតិចទៀតទៅបឺតនៅក្នុងវត្តអស់ហើយបោះចោលក្នុងវត្តនឹងទៅវិញទៀតណាអត់ទេញោមអានិសង្ឃអ្នករើសសម្រាមអ្នកបោសម្រាមទីពុទ្ធស្ថានក្តីទីអារាមក្តីប្រសក្យមនីចេតីក្តីក្រមក្រោមដើមគោប្រព្រឹត្តក្តីគឺអ្នកណាបានសម្អាតទីកន្លែងអស់ហ្នឹងណាកើតទៅអនាគតជាតិគឺមនុស្សនឹងស្អាតទាំងកាយស្អាតទាំងវាចាស្អាតទាំងចិត្តដល់ព្រមដោយការគោរពស្រឡាញ់ពីអ្នកដទៃគាត់មកចង់បញ្ជាក់ញោមមើលទោសណាបើយើងអត់បានធ្វើបុណ្យអីធំដុំកុំតែបៀតបៀនគេញោមមើលបៀតបៀនគេតែប៉ុណ្្នឹងសោះវាត្រូវកើតរោគអាក្រក់ជាប់ខ្លួននឹង500ជាតិនឹងដូចនាងខុចតរាអញ្ចឹងណាខុចតរាហ្មងញោមនាងខុចតរាខ្នងកងហើយកងនឹង500ជាតិហើយខ្នងកងហើយបំរើធ្វើកើតមកជាតិណាក៏ធ្វើខ្ញុំគេ500ជាតិដែរហ្នឹងប៉ាន់ថ្ងៃក្រោយចាំស្រាប់រឿងហ្នឹងឥឡូវកុំចូលទៀតវែងហើយបងហ្នឹងដោយសារកម្មតែបន្តិចសោះញោមមើលហ្នឹងដូចនាងរយណៃអីគ្រាន់តែយកខ្ញែទៅរយដាក់កន្លែងគេធ្វើឲ្យគេលមាស់គេអេះគេពិបាកដាច់សាច់ដាច់អលាត់ស្បែកប៉ុណ្ណឹងខ្លួនឯងមកកើតវេទនាដល់500ជាតិហ្នឹងហើយចុងក្រោយនឹងឯងកម្មនឹងវាអស់ទៅដោយអំណាចនៃការចម្រើនបុណ្យកុសលដោយបានសាងសាលានិងបានបោសសម្អាតសាលានឹងចឹងបានមកចេះដាស់តឿនបញ្ជាក់ប្រាប់ញោមមិញលើកទឹកចិត្តថាពេលយើងចូលវត្តអាបុណ្យដែលយើងអត់ចំណាយអីសោះយើងគ្រាន់តែខ្វាយខ្វល់ក្នុងសេចក្តីល្អជួយលើកប៉ាន់លើកតែងជួយលាងចានឃើញវត្តមិនស្អាតជួយលាងចានជួយរៀបចំចាត់ចែងទុកដាក់ជួយបោសសម្រាមបញ្ជាក់ថាកាលណាយើងសម្អាតនឹងទីធ្លាមានវត្តអារាមក្តីពុទ្ធស្ថានក្តីបសក្យមនីចេតីក្តីប្រពោធិព្រឹកក្តីកន្លែងអស់ហ្នឹងកាលណាយើងទៅជួបហើយយើងសម្អាតអត់អីទេញោមប៉ែនចុះប៉ែនចុះ
អង្គុយមិនក៏បានដែរឲ្យតែស្រួលហើយមិនបានចូលចិត្តអង្គុយជាប់គ្នាទៅបៀតជើងអញ្ចឹងបងមើលងាកឲ្យឃ្លាតពីគ្នាបន្តិចមកហ្នឹងបានអង្គុយបានយូរហើយកុំកងញោមមកធ្លាប់បង្រៀនហ្នឹងយើងអង្គុយកុំកងជើងកាលណាកងជើងសម្ពាធឈាមយើងវារត់អត់ស្រួលអញ្ចឹងទៅយើងនឹងដកអញ្ចឹងដកដូចញោមដកចេញផុតអញ្ចឹងមកសពុតយើងបាំងទៅហ្នឹងហើយយើងគ្រាន់តែណែរុញក្បិនយើងចូលបន្តិចទៅវាចិត្តស្អាតហើយយើងកុំកងលើគ្នាកាលណាកងទៅអាសម្ពាធឈាមយើងនឹងវារត់អត់ស្រួលយើងអង្គុយអត់បានយូរហើយញោមរៀនសម្គាល់ខ្លួនឯងចេះទៀតម៉ាហើយអ្នកអង្គុយដបងពិបាកណាស់ទី1អង្គុយអត់កងជើងប៉ុន្តែបើពេនមកពេនបាន6 7ម៉ោង10ម៉ោងក៏អត់អីដែរតែបត់ជើងបត់អត់បានយូរទេដូចញោមដែរប៉ុន្តែដើម្បីអង្គុយបានយូរទី1កុំកងលើគ្នាទី2អង្គុយឲ្យត្រង់ខ្លួនញោមឃើញដែរអាត្មាអង្គុយត្រេកខ្លួនទេអត់ទេគឺអង្គុយឲ្យត្រង់ខ្លួនតែញោមផ្ដេកខ្លួនឥឡូវអែនអនអត់បានហ្មងទេទៅប៉ុន្តែអង្គុយរៀនអង្គុយឲ្យត្រង់ខ្លួនមើលម្ដាយឪពុកយើងអាសាទូមានណាកូនអង្គុយហូបបាយកូនស្រីមាសម្ដាយជាពិសេសកូនថ្ងៃហ្នឹងសិតតែកូនស្រីមើលទៅនឹងកូនមាសម្ដាយកូនអង្គុយញ៉ាំបាយឲ្យត្រង់ខ្លួនណាកូននឹងកូនអង្គុយឲ្យត្រង់ខ្លួនហើយកូនបត់ជើងអេរយាបត់ជាស្ត្រីឲ្យទុនភ្លុនអីហ្នឹងម្ដាយឪពុកយើងអាសាបង្រៀនណាហ្នឹងអញ្ចឹងសរុបមកវិញយើងមិនបានធ្វើបន់អីធំដុំគ្រាន់តែយើងខ្វាយខ្វល់ក្នុងសេចក្តីល្អក៏បន់យកមិនអត់មានចំណាយអីសោះហើយមួយទៀតបន់កើតចេញពីការគោរពចឹងយើងធ្វើបន់ញោមត្រូវចំណាំដែរកាលណាយើងចង់បានបន់ឲ្យម្ដាយឪពុកយើងអ្នកណាធ្វើបន់ដកសេចក្តីគោរពចេញគឺអ្នកហ្នឹងអត់សូវបានបន់ទេញោមចំណាំទោះបីចំណាយលុយអស់រាប់ម៉ឺនដុល្លារក៏ដោយប៉ុន្តែបើដកការគោរពឯងអត់សូវបានបន់ទេព្រោះព្រះអង្គសម្ដែងថាបន់ញោមចំណាំធ្វើបន់ចង់បានបន់ទី1ពុទ្ធគិរវៈគោរពពុទ្ធដោយសេចក្តីត្រង់ស្មោះទី2ធម្មគិរវៈគោរពពធដោយសេចក្តីត្រង់ស្មោះទី3សង្ឃគិរវៈទី4បដិសន្ធារគិរវៈអ្នកធ្វើបន់ត្រូវមានអា4ហ្នឹងគិរវៈបន្ទាប់ពីមានអា4ហ្នឹងគោរពដោយសេចក្តីត្រង់ស្មោះដោយល្អហើយត្រូវមានចេតនា3រួមនឹងអាគិរវៈ4មិញហ្នឹងទៀតគឺបព្វចេតនាមុនពេលធ្វើបន់សบายចិត្តជ្រះថ្លាមញ្ចរៈចេតនាកំពុងតែធ្វើដូចឥឡូវហ្នឹងក៏សบายចិត្តជ្រះថ្លាអបរាប្រចេតនាអាចប់បន់អស់ຕົករោងគេរើចង់ផៅទៅផ្ទះវិញអស់អាចារ្យទៅផ្ទះអស់លោកមុនទៅវត្តអស់យាយតាទៅផ្ទះអស់អង្គុយសบายចិត្តជ្រះថ្លានឹងអ្វីដែលខ្លួនឯងបានធ្វើទៀតចំណាំក្នុងចិត្តថាធ្វើបន់ឲ្យតែមានការគោរពហើយនឹងមានចេតនា3មុនពេលធ្វើសบายចិត្តជ្រះថ្លាកំពុងតែធ្វើសบายចិត្តជ្រះថ្លាក្រោយពេលធ្វើក៏សบายចិត្តជ្រះថ្លាអានឹងបន់ដឹងតែបានច្រើនទាំងអស់គ្នាអនុមោទនីហើយចាំហ៎ញោមចាំហ៎ហ្នឹងហើយមកនិយាយសម្រាយងាយស្រួលចាំហើយយើងធ្វើបន់ចង់បានបន់តើមានអាហ្នឹងហើយចុះបើយើងដកអាហ្នឹងចេញបាត់ហើយហ្នឹងហើយចេះអួតខាងនិយាយខ្លះទៅអួតប្រាប់លោកអួតប្រាប់អាត្មានិយាយមួយកូនគាត់ធ្វើបន់ចម្រើនបញ្ជនឲ្យអស់ជាង$10,000ចឹងទៅចប់បន់ទៅមកថ្ងៃបន់មកទៅទេសដែរដល់ចប់បន់គាត់យកចង្ហាន់មកប្រគេនហើយគាត់អួតប្រាប់លោកគ្រូហើយកណាសบายចិត្តណាស់ហ្នឹងហើយយើងធ្វើបន់សบายចិត្តហើយមិនទៅញោមបន់ហ្នឹងអស់តោះហើយលោកគ្រូហើយអ្នកស្រុកអ្នកភូមិណាក៏គេសរសើរមិនដាច់ពីមាត់ហើយកណាក៏សบายចិត្តមិនដែលមានទេគ្មានអ្នកណាធ្វើបន់អស់ដូចកូនកណាហ្នឹងអស់ចាណាស់អស់ជាង$10,000ក៏ចំណាយលើបន់អាត្មាថាចុះមិនក៏អស់ច្រើនម្លេះញោមលោកគ្រូហើយលោកគ្រូទេសហ្នឹងចប់ទេទៅកូនកណាមករៀបចំហ្នឹងលោកគ្រូឃើញ